ដែលដំបូងនៃសាររឿងថ្មីមួយនេះសង្ឃឹមអ្នកគ្នាយើងក៏នឹងជួយចុច like នេះក៏មិនច្រើនផងណាដើម្បីទទួលបានវីដេអូថ្មីបន្តទៀតក៏ដូចជាលើកទឹកចិត្តទៅកាន់ admin សួស្តីទាំងអស់គ្នាថ្ងៃនេះមកទស្សនានៅរឿងថ្មីដែលមានចំណងជើងថា The Ultimate Beastmaster និងចំពោះភាសាខ្មែរវិញមានសំណាក់ចំណងជើងផ្ទុយភាសាជើងតិចដែលបានដាក់ចំណងជើងថាអ្នកប្រយុទ្ធម្ចាស់សត្វបិសាចគ្រាន់តែចំណងជើងរឿងយើងក៏បានដឹងផងដែររឿងមួយហ្នឹងនិយាយពាក់ព័ន្ធជាមួយនឹងសត្វបិសាចត្រូវបានចុះកិច្ចសន្យាជាមួយមនុស្សនិងបានផ្ដល់នូវធម៌ពលមហោស្ចារដល់មនុស្សផងដែរនិយាយរួមទៅរឿងហ្នឹងគឺពិតជាល្អមើលតែម្ដងកាន់តែមើលគឺកាន់តែចង់មើលជាមុនថែមទៀតនេះថាมันខកបំណងឡើយអញ្ចឹងបើចង់ដឹងថាដំណើររឿងយ៉ាងណាតោះទស្សនានៃភាគទី1ទាំងអស់គ្នាដែលផ្ដល់នៅបងនៃខ្សែរឿងក៏មានការប្រកាសអាសន្នមួយដែលថាពេលនេះកំពុងទីមានសត្វវេទមន្តឬក៏សត្វបិសាចអីហ្នឹងបានហោះឆ្វែងនៅពេញលើមេឃនៅតំបន់ភាគខាងជើងនៃទីក្រុងស៊ីងហ្វឹងបិសាចកំពុងទៅវាយប្រហារទៅលើអគារដែលជាលំនៅឋានមនុស្សប្រជាជនធម្មតាក៏ត្រូវជម្លៀសខ្លួនចេញពីទីហ្នឹងឡើងអស់ខណៈនោះយើងក៏បានឃើញជាមួយនឹងចែស្អាតម្នាក់បានជិះនៅខ្លាបិសាចឬក៏វេទមន្តមកទីហ្នឹងចំពោះមនុស្សប្រភេទហ្នឹងគេហៅថាអ្នកប្រយុទ្ធម្ចាស់សត្វបិសាចសត្វខ្លាបិសាចក៏បានបាញ់ធម្មពលវេទមន្តដាក់ទៅកាន់សត្វបិសាចផ្សេងទៀតដែលបានអុកឡុកទៅលើទីក្រុងហើយបិសាចហ្នឹងក៏បានធ្លាក់ទៅចំអគារមួយដែលមានមនុស្សម្នាក់នៅទីហ្នឹងហើយតាមពិតទៅសត្វបិសាចបាញ់មិញក៏មិនទាន់បានបាត់បង់ជីវិតនោះទេម្នាក់ហ្នឹងក៏ទទួលឲ្យប្រោយយ៉ាងផងដែរគឺពិតជាមានការផាត់ភ័យមែនទែនក្រោយពីបានឃើញថាបិសាចគឺនៅចំពោះមុខបែបនេះមិនត្រឹមតែប៉ុណ្ណឹងនោះទេបិសាចអ្នកក្រៀកមួយនឹងក៏បានក្រហឹមយ៉ាងខ្លាំងទៀតផងដល់បែបនេះទោះឲ្យប្រាស់របស់យើងគេគឺពិតជាមានការផាត់ភ័យជាងមុនថែមទៀតយ៉ាងណាក្តីចែស្អាតនៅបាញ់មិញហ្នឹងក៏បានជិះសត្វបិសាចរបស់អ្នកមកដល់ក៏ដូចជាបានប្រើប្រាស់ពាក្យបង្កប់បញ្ជាមួយចំនួនដើម្បីប្រើប្រាស់ធម៌ពលសត្វបិសាចបាញ់ប្រហារទៅលើអ្នកក្រៀកត្រឹមតែមួយយុទ្ធសាស្ត្រសោះក៏បានធ្វើអ្នកមួយហ្នឹងបាត់បង់ជីវិតយ៉ាងភ្លាមនិងបន្តពីអញ្ចឹងទៅចែស្អាតហ្នឹងក៏បានចុះទៅសុំទោសទៅកាន់ទោះឲ្យប្រាស់របស់យើងផងដែរក៏ដោយសារតែបានធ្វើគេមានបញ្ហាហ្នឹងឯងនឹងចំពោះខែខូចខាតសាលាឈិងឡុងរបស់នាងក៏នឹងចេញមកដោះស្រាយទៅដល់ជាសំណងលុយកាក់អញ្ចឹងទៅហើយបន្ទាប់ពីដោះស្រាយរួចហើយចែស្អាតនឹងក៏បាននាំគ្នាពីម្នាក់ចាក់ចេញទៅវិញនិងក្នុងពេលហ្នឹងគេក៏បានប្រាប់អំពីមូលហេតុមានបិសាចនៅលើផែនដីផងដែរដែលការប្រព័ន្ធឆ្នាំមុនបិសាចគេបានគ្រប់ទៅលើតកូលនេះនិងបានខ្លាំងទៅជាអតិថិបិសាចដែលមានអធិពលម្នាក់ដឹកនាំកងទ័ពបិសាចដើម្បីលឹកលុយទៅលើពិភពលោកចិត្តអតិថិបិសាចគឺពិតជាមានភាពលោតលន់បានគ្របដណ្ដប់ទៅលើពិភពលោកទាំងមូលដោយភាពងងឹតគ្មានទីបញ្ចប់ប៉ុន្តែនៅចំពោះមុខដែលពោពេញទៅដោយភាពអស់សង្ឃឹមក៏បានធ្វើមនុស្សដល់ឡើងនូវសមត្ថភាពដ៏អស្ចារ្យអាចប្រយុទ្ធជាមួយនឹងសត្វបិសាចទាំងអស់នោះវិញបានហើយពួកគេក៏ត្រូវបានគេហៅថាគឺជាអ្នកប្រយុទ្ធម្ចាស់សត្វសាររឿងក៏បានឡើងទៅដល់បច្ចុប្បន្នវិញយើងក៏បានឃើញជាមួយនឹងតួឲ្យប្រុសរបស់យើងកំពុងតែឈរមើលខិតបានតែចែស្អាតបាញ់បានឲ្យដែលតាមពិតទៅគាត់ក៏ចង់ខ្លាចទៅជាអ្នកប្រយុទ្ធម្ចាស់សត្វម្នាក់ដែរប៉ុន្តែបញ្ហាចម្បងនោះគាត់គឺត្រូវតែប្រឡងចូលរៀននៅក្នុងសាលាមួយនិងគណៈពេលនឹងដែរយើងក៏បានឃើញជាមួយនឹងឆ្កែមួយក្បាលពូជ Husky បានមកណែបនិតលិតគាត់អីចឹងទៅដល់អញ្ចឹងនឹងតួឲ្យប្រុសរបស់យើងគេគឺពិតជាឆ្ងល់មែនទេហើយឆ្កែនោះបានមកពីណាទៅអមិញដតឃើញតែធ្លាក់មកពីលើមេឃមែននឹកចុះនឹកឡើងគាត់ក៏ហាក់បីដូចជាបានធ្លាប់ឃើញឆ្កែពូជនឹងនៅក្នុងសភៅអ្វីមួយយ៉ាងប៉ុន្តែក្នុងសភៅនឹងគឺខុសគ្នាពីឆ្កែដែរបន្តិចដោយសារឆ្កែមួយនេះគឺមានសញ្ញាអ្វីមួយយ៉ាងលើថ្ងាសប៉ុន្តែតួឲ្យប្រុសរបស់យើងគាត់បានគិតថាឆ្កែនេះគឺមានខ្សែឈាមមិនល្អនោះទេហើយនឹងក៏អត់មានធម៌ពលវិញ្ញាណដែរដូច្នេះគាត់នឹងយកវាទៅលក់និងបន្តមកក៏បានគិតអំពីការប្រកួត3ថ្ងៃទៀតនឹងដល់ការប្រកួតដែរសរុបបន្តក៏បានកាត់ទៅដល់ហាងលក់សត្វមួយតួឲ្យប្រុសយ៉ាងដែលមានឈ្មោះថា Shinju ចង់យកសត្វឆ្កែនឹងទៅលក់ប៉ុន្តែម្ចាស់ហាងគឺមិនទិញនោះទេថកែនឹងក៏បានស្ដីបន្ទោសយកឆ្កែអន់ចឹងមកលក់ឲ្យគិតថាតែមានអាណាទិញមែនហើយតែ Shinju និយាយស្រួលបួថកែនឹងដាក់មកចង់ជ័យចឹងហើយនឹង Shinju ក៏ហាក់បីដូចជារៀងមួម៉ៅផងដែរមិនទិញនិយាយស្រួលបួមកបថៃងាកចង់ដើរទៅវិញប៉ុន្តែគឺស្រាប់តែមានប្រព័ន្ធមួយបានលោតនៅចំពីមុខគាត់ដែលហាក់បីដូចធ្វើឲ្យ Shinju នៅពេលនេះហាក់បីដូចជាការឡើងនៅធម្មពលវិញ្ញាណនឹងពេលហ្នឹងក៏មានមនុស្សម្នាក់ទៀតក៏បានមកដល់ទីហ្នឹងហើយអ្នកប្រុសហ្នឹងក៏មានឈ្មោះថាអ្នកប្រុសជើបានសួរថាតើអញគឺជាសៀវ Shinju មែនខ្ញុំបានឮថាអញគឺជាមនុស្សម្នាក់ដែលអន់មែនតើហើយចង់ប្រឡងចូលរួមដើម្បីនឹងចូលរៀននៅសាលាល្អៗទៀតដែលបូលីទៅកាន់ Shinju យ៉ាងថាគ្មានថ្ងៃប្រឡងជាប់នោះទេមិនត្រឹមតែប៉ុណ្ណឹងនោះទេអ្នកប្រុសជើហ្នឹងគឺពិតជាឌឺមែនតើមិនត្រឹមតែមើលងាយទៅកាន់ Shinju នោះទេថែមទាំងយកសង្សារ Shinju មកបញ្ឈឺចិត្តគេថែមទៀតហើយចៅក្បត់នឹងគេមានឈ្មោះថាជាងលីណាហើយលីណានឹងដូចចិត្តទៀតម្ដងហើយនឹងក៏បានប្រាប់ទៅកាន់ Shinju ថានឹងមិនបានចូលចិត្ត Shinju សូម្បីតែមកបៀក Shinju យើងហើយតែអញ្ចឹងហើយនឹងគឺពិតជាមានកំហឹងផងដែរប្រាប់ទៅកាន់នាងថាស្រឡាញ់គ្នាយូរបើជាក្បត់គ្នាអញ្ចឹងឲ្យនាងចង់ចាំទុកទៅថានាងមិនមែនជាអ្នកបោះបង់ខ្ញុំចោលទេប៉ុន្តែខ្ញុំនោះទេដែលជាអ្នកបោះបង់នាងចោលបានលឺអញ្ចឹងហើយនឹងឆ្កែគឺពិតជាពេញចិត្តតែម្ដង Shinju ក៏បានដើរចាក់ចេញពីទីនឹងយ៉ាងលយចំណែកអ្នកប្រុសជឿវិញគឺពិតជាមានកំហឹងតែម្ដងអាម្ចាស់សម័យខ្លួនគឺមិនអីផងដែរអ្នកប្រុសជឿគឺខឹងជាងគេតែទៀតប្រាប់ថាចាំមើលទៅចាប់តាមប្រពៃនេះតទៅខ្ញុំមិនអោយឯងរស់នៅបានស្រួលនោះទេប៉ុន្តែជាងលីណាក៏បានប្រាប់ទៅកាន់គាត់វិញថាមិនចាំបាច់អ្វីរបស់ជាមួយមនុស្សសម្រាមអញ្ចឹងនោះទេយ៉ាងណាមិញគេក៏មិនអាចប្រៀបធៀបជាមួយនឹងលោកបានឡើយចំណែក Shinju ដែលកំពុងកដាចាក់ចេញគាត់ក៏បានគិតផងដែរតាថាឆ្កែគាត់នឹងគឺជាសម្រាមនោះហើយបើគិតចឹងមិនគិតខុសហើយនឹងទៅតាមពិតទៅវាគឺជាចចកខ្យល់បន្តទៀតសាររឿងរបស់យើងក៏បានកាត់ទៅដល់ថ្ងៃនៃការប្រកួតដើម្បីនឹងចូលរៀននៅក្នុងសាលាមួយចំនួនដែលបេក្ខជនមកពីទីក្រុង Sinfang គឺបានស្នើចូលរួមប្រកួតជាមុនដូច្នេះត្រូវត្រៀមខ្លួនរំពេចនោះយើងក៏បានឃើញវត្តមាន Shinju យាយមកដល់ទីហ្នឹងដែលតាមពិតទៅឈ្មោះរបស់គាត់គឺ Ching
យូនោះទេដោយតែយើងបានដឹងចឹងតែឈិងយូយើងគឺពិតជាល្បីតែម្ដងគ្មានអ្វីក្រៅពីគេថាការសម្រាមអីហ្នឹងទេពួកគេក៏បានដឹងផងដែរថាប៉ែនេះគឺចង់ចូលរួមសាកល្បងចូលក្នុងសាលាឈិងឡុងដែលគឺជាសាលាធំមួយក្នុងចំណោមសាលាទាំង4ផ្សេងទៀតហើយគិតថាប៉ែនេះគឺពិតជាហ៊ានមែនទេបន្ទាប់មកឈិងយូក៏បានទៅជួបជាមួយលោកគ្រូម្នាក់ដើម្បីនឹងត្រៀមធ្វើការតេស្តសាកល្បងគ្រប់ដល់ការលោកគ្រូនឹងដែរប៉ុន្តែមើលទៅគ្រូនឹងទៅសឹងតែមិនបើកភ្នែកមើលផងទោះថាល្អថាអញគឺជាស៊ីងយូមែនស៊ីងយូឆ្លើយទាំងបាក់ញើថាគឺជាខ្ញុំនឹងឯងមិនត្រឹមតែប៉ុណ្ណឹងនោះទេស៊ីងយូគឺជាមនុស្សតែម្នាក់គាត់ដែលបានដាក់ពាក្យចូលរៀនក្នុងសាលាឈិងឡុងនឹងអ្នកប្រុសជានឹងក៏បានមកទីនឹងទៀតហើយបានឌីទៅកាន់ស៊ីងយូថាគឺពិតជាឈួតមែនព្រមលើកទៅកាន់ពេលមុនដែលមានបេក្ខជន8អ្នកព្យាយាមដាក់ពាក្យចូលរៀនក្នុងសាលាឈិងឡុងប៉ុន្តែលទ្ធផលធ្លាក់ទាំងអស់ហើយប៉ុន្តែលើនេះបើសិនជាឯងអាចចូលរៀនក្នុងសាលាឈិងឡុងបានខ្ញុំនឹងសុខចិត្តហៅឯងថាប៉ាហើយលុតជង្គង់ចំពោះឯងថែមទៀតស៊ីងយូហើយតែចឹងក៏បានតបទៅកាន់គេវិញថាបើអញ្ចឹងមែនត្រៀមលុតជង្គង់ហៅខ្ញុំថាប៉ាហើយទៅដល់អញ្ចឹងគាត់ក៏បានប្រាប់ទៅកាន់លោកគ្រូនៅពេលនេះខ្ញុំគឺត្រៀមខ្លួនដើម្បីនឹងសាកល្បងរួចហើយប៉ុន្តែមុននឹងចាប់ផ្ដើមសាកល្បងលោកគ្រូក៏បានប្រមានទៅកាន់គាត់ផងដែរថាការជ្រើសរើសសិស្សចូលរៀនក្នុងសាលាឈិងឡុងគឺពិតជាលំបិតលំអៀងប្រសិនបើមិនអាចប្រឡងជាប់ទេក៏មិនអាចចូលរៀនក្នុងសាលាផ្សេងទៀតបានដែរកំឡុងពេលនឹងតមិនតន់ដល់ពេលគាត់ទៅច្បាស់ហើយទៅប៉ុន្តែស៊ីនហ្វឹងគាត់បានគិតច្បាស់ហើយគាត់មានអីកែប្រែដែរប្រាប់ទៅកាន់លោកគ្រូពេលនេះគួរតែអាចចាប់ផ្ដើមបានទេដូច្នេះលោកគ្រូក៏បានឲ្យស៊ីនហ្វឹងយកដៃប៉ះទៅលើ Crystal Wall ធម្មពលផ្លូវចិត្តនេះដែលយើងអាចហៅបានថាធម្មពលវិញ្ញាណនឹងឯងស៊ីនហ្វឹងបន្ទាប់ពីយកដៃប៉ះទៅហើយគេមានធម្មពលយ៉ាងខ្លាំងក្លាបានចាញ់ចាំងចេញមកនឹងចលនាផលគាត់បានត្រឹមតែធម្មពលផ្លូវចិត្ត3ឲ្យ16តែប៉ុណ្ណោះបានឃើញចឹងនឹងអ្នកដទៃទៀតក៏បានសើចច្មោកទៅកាន់គាត់ជាពិសេសអ្នកប្រុសជឿតែម្ដងធម្មពលផ្លូវចិត្តប៉ុណ្ណឹងសោះបាយជាចង់ចូលរួមធ្វើការតេស្តបងក្នុងសាលាឈិងឡុងផងខ្ញុំបានគិតថាឯងហួសពីឈួតទៅទៀតសំបីតែលោកគ្រូគាត់ក៏មានការហួសចិត្តផងដែរប៉ុន្តែរំពេចនោះក៏បានធ្វើគាត់គឺពិតជាមានការភ្ញាក់ផ្អើលមែនទែនដោយសារតែបន្ទុកនៃធម្មពលផ្លូវចិត្តវាក៏សាប់ទៅកើនឡើង600 700 800 900 1000គ្រប់គ្នាក្រោយបានឃើញថាការឡើងឥតឈប់ឈរបែបនេះហើយគឺពិតជាមានការភ្ញាក់ផ្អើលមែនទែនចុងបញ្ចប់ក៏បានកើនឡើងទៅដល់1028លោកគ្រូនឹងក្រោយបានឃើញហើយក៏ពិតជាមានការភ្ញាក់ផ្អើលចំហមកធំឆ្ងល់ថាតើគេគឺជាសារចម្លែកមែនធម្មពលផ្លូវចិត្តរបស់គេនេះគឺពិតជាមិនធម្មតានោះទេវាក៏មានសក្តានុពលក្នុងការចុះកិច្ចសន្យាជាមួយនឹងសត្វនេះពេលអនាគតបើគិតមើលទៅធម្មពលផ្លូវចិត្ត100គេអាចចុះកិច្ចសន្យាជាមួយនឹងសត្វដែលមិនសូវខ្លាំងប៉ុន្តែរហូតដល់1000បន្ទុកគិតថាគឺពិតជាមិនសាមញ្ញទេអនាគតសៀវស៊ីនយូគឺពិតជាមានសក្តានុពលធ្វើជាអ្នកប្រយុទ្ធតារាពិតគាត់ក៏បានគិតទៅដល់សាលាឈិងឡុងរបស់គាត់តាំងពី300ឆ្នាំមុនក៏មានក្មេងស្រីម្នាក់ដែលមានទេពកោសល្យហើយមានឈ្មោះថាយីអ៊ស្វងធម្មពលផ្លូវចិត្តរបស់នាងគឺមាន1030មើលទៅនៅពេលនៅសាលាឈិងឡុងហាក់បីដូចជាកំពុងតែផលិតបាននៅទេពកោសល្យម្នាក់ទៀតទេបន្ទាប់ពីអញ្ចឹងទៅលោកគ្រូក៏បានប្រកាសឡើងថាស៊ីនយូប្រឡងជាប់ប៉ុន្តែមើលទៅអ្នកប្រុសជឿជាមួយនឹងលីណាក៏នៅតែមើលងាយទៅកាន់ស៊ីនយូដដែលដោយសារតែការធ្វើតេស្តនេះគឺមាន2ជុំនៅសល់ការធ្វើតេស្តសត្វដែលបានចុះកិច្ចសន្យារួចហើយលោកគ្រូក៏រៀបនៅប្រកាសអំពីការចុះកិច្ចសន្យាប៉ុន្តែក៏មានមនុស្សម្នាក់បានប្រាប់ទៅកាន់លោកគ្រូឆាន់នឹងថាដែលតាមពិតតែធម្មពលផ្លូវចិត្តពិតរបស់ស៊ីនយូគឺមិនមែនប៉ុណ្ណឹងនោះទេហើយបីមាញ់ក៏ដោយសារតែត្បូងរបស់ធម្មពលវិញ្ញាណនឹងគឺមិនអាចស្ទាល់អស់ដូច្នេះធម្មពលវិញ្ញាណពិតគាត់គឺ1032លឹងចឹងលោកគ្រូឆាន់ក៏ពិតជាមានការភ្ញាក់ផ្អើលថែមទៀតដោយសារតែធម្មពលគាត់នឹងគឺលើសអំពីទេពកោសល្យអាណត្តិមុនទៀតហើយលើត្រឹមតែ2បន្ទុកប៉ុណ្ណោះប៉ុន្តែក៏គិតថាច្រើននៅប៉ុណ្ណឹងបន្តមកក៏ដល់វេនការធ្វើតេស្តម្ចាស់សត្វនឹងស៊ីនយូនៅពេលនឹងក៏បានធ្វើការកោះហៅសត្វរបស់គាត់ចេញមកហើយវាក៏មានឈ្មោះថាឡៃហ្វឹងតែធម្មពលនៃការកោះហៅមើលទៅគឺពិតជាមិនធម្មតានោះទេគ្រប់គ្នាឃើញហើយគឺពិតជាមានការភ្ញាក់ផ្អើលប៉ុន្តែជាលទ្ធផលគឺជាកូនឆ្កែក៏បានអ្នកទាំងអស់គ្នាឃើញចឹងហើយនឹងគេបានសើចមកក៏ដូចជាបានហួចចិត្តគ្រប់គ្នាហើយគិតថាឡៃហ្វឹងគឺជាសម្រាមសំបីតែលោកគ្រូឆាន់នៅពេលនឹងក៏បានគិតផងដែរថាមើលទៅគឺពិតជាខ្ជិលខ្ជាយពេកឯងមនុស្សដែលមានទេពកោសល្យបាយជាចុះកិច្ចសន្យាជាមួយនឹងសាស្ត្រសម្រាមប៉ុន្តែបើមិនតន់ជាកំចេះតែស្មានឡៃហ្វឹងក៏បានប្រែរាងកាយវាទៅជាបិសាចចកយ៉ាងកំណាចមួយក្រោយវាបានឃើញចឹងនឹងបដូរពីសាយជាមកបាយជាមានការភ្ញាក់ផ្អើលទៅវិញដោយឡែកសារប្រភេទនេះក៏អាចវិវត្តនៅសមត្ថភាពខ្លួនឯងបានលោកគ្រូឆាន់ក៏បានស្កេតអំពីទេពកោសល្យរបស់សាស្ត្រចកនឹងផងដែរក៏បានដឹងថាវាក៏មានឈ្មោះពិតថាចកព្យុះនរុកម្រិតទី2នៃការវិវត្តរាងកាយជំនាញក្នុងការប្រើប្រាស់ភ្លើងនិងខ្យល់ហើយនឹងមានសមត្ថភាពផ្សេងទៀតក៏ថាសៀវស៊ីងយូគឺជាមនុស្សដ៏អស្ចារ្យម្នាក់នឹងបន្តពីអញ្ចឹងទៅគាត់ក៏បានប្រកាសថាបេក្ខជនសៀវស៊ីងយូគឺយ៉ាងឆ្លងកាត់ការវេតម្លៃបានក្លាយទៅជាសិស្សផ្លូវការនៅសាលាឈិងឡុងបន្តពីអញ្ចឹងទៅក៏ដល់ពេលដើម្បីនឹងជំរះកំណុំចេះឲ្យអ្នកប្រុសជាលិតជង្គង់ចំពោះមកគាត់ហៅគាត់ថាគឺជាប៉ាអ្នកប្រុសជាហេតុអញ្ចឹងនឹងគឺពិតជាមានការផាត់ភ័យប៉ុន្តែយ៉ាងណាក្តីក៏ដោយសារតែអំណាចគ្រួសារក៏នៅតែក្អើកទទួលហើយតែប៉ែមិនស្ដាប់ទៅហើយស៊ីងយូក៏បានឲ្យឡៃហ្វាំងទៅសង្កត់ដល់ប៉ែហ្នឹងប៉ែលិតជង្គង់ចំពោះមកគាត់ហើយចឹងប៉ែហ្នឹងគឺពិតជាមានការផាត់ភ័យមួយកម្រិតទៀតដូចគេមានចម្រើសអ្វីទៀតទៅប៉ែហ្នឹងគេមានតែហៅស៊ីងយូថាប៉ាតែប៉ុណ្ណោះស៊ីងយូមិនខ្ចីមើលផងក៏បានដើរចាក់ចេញទៅវិញហើយបានប្រាប់ទៅកាន់គេថាមានកូនចៅមកសៀដូចជាឯងមិនមានល្អជាងឌីលសាហាវតែម្ដងក៏ពេលនឹងជាងលីណាគេបានទៅស្ទាក់មកគាត់ហើយបានប្រាប់ទៅកាន់គាត់ថាតាមពិតខ្ញុំស្រឡាញ់លោកតែហើយខ្ញុំស្រឡាញ់លោកស្មោះទៀត2ឆ្នាំមុនហ្នឹងតែពេលយើងក៏អាចផ្សារគ្នាបានម្ដងទៀតដែរអត់ប៉ុន្តែស៊ីនយូក៏បានដើរហួសនាងហើយបានប្រាប់ទៅកាន់នាងថាគ្មានថ្ងៃនោះទេដល់អញ្ចឹងហើយលីណាក៏បានសម្ដែងធ្វើដូចជាយំលើជង្គង់អីណាត្រៃសំវត្តទៅកាន់ស៊ីនយូត្រូវគ្នាវិញទៅប៉ុន្តែស៊ីនយូមិនខ្វល់នោះទេហើយក៏បានដើរទៅមុខបាត់ទៅបន្ទាប់ពីឆាចេញពីនឹងទៅស៊ីនយូក៏បានទូរស័ព្ទទៅកាន់បងស្រីរបស់គាត់ប៉ុន្តែក៏មិនមានន័យថាបងស្រីបង្កើតឡើយដោយសារតែខ្ញុំមិនច្បាស់ត្រង់នឹងដូចគ្នាប៉ុន្តែនៅពេលនឹងហាក់បីដូចជាមានរឿងបានកើតឡើងនៅខាងបងស្រីរបស់គាត់ដូច្នេះហើយស៊ីនយូក៏បានដឹងហើយបញ្ញាប់ទៅទីនឹងដោយឡែកនៅខាងនេះវិញកំពុងតែមានបិសាចបាន
បានអុកឡុកនៅទីហ្នឹងហើយយើងក៏បានឃើញជាមួយនឹងបងស្រីស៊ីនយូកំពុងតែអង្គុយអោបដើម្បីនឹងការពារក្មេងស្រីម្នាក់ក្មេងស្រីនេះគឺពិតជាមានការផាត់ផៃតែម្ដងចង់ទៅរកម៉ាក់របស់នាងប៉ុន្តែក៏ស្រាតែមានបិសាចពីងពីងមួយបាននៅពេញលើបានឃើញអញ្ចឹងហើយនឹងនាងគឺពិតជាមានការផាត់ផៃតែម្ដងក៏គណៈពេលនឹងដែរស៊ីនយូក៏បានមកដល់ទីហ្នឹងក៏បានឃើញបងស្រីរបស់គាត់កំពុងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដូច្នេះលៃវ៉ាន់ក៏បានបញ្ញាទៅជួយយ៉ាងលឿនបញ្ចេញនៅឆ្កែលៃហ្វាំងរបស់គាត់ចេញមកប៉ុន្តែក៏មានបញ្ហាផងដែរក៏ដោយសារតែគាត់រត់អាចប្រែកាយឆ្កែគាត់ឲ្យធំបានឡើយក៏គណៈនឹងដែរបិសាចខ្យាដំរីក៏បានយកតំណែងវារៀបបញ្ជាក់ទៅលើបងស្រីគាត់ដូច្នេះហើយស៊ីងហ្វាំងក៏ពិតជាមានការប្រួយបារម្ភកាន់តែខ្លាំងជាងមុនថែមទៀតហើយក៏ស្រះបាននៅឃើញពាក្យសម្ដីដែលចាយស្អាតលើកមុនគឺបាននិយាយដើម្បីបញ្ជាទៅកាន់សត្វដូច្នេះគាត់ត្រូវតែសាកល្បងធ្វើអញ្ចឹងប្រហែលជាវាបានផលបន្ទាប់ពីសូត្រពាក្យបញ្ជានឹងហើយមើលទៅក៏ពិតជាបានផលពិតមែនលៃហ្វាំងក៏បានប្រែកាយទៅជាបិសាចព្យួរនៅរូបបាញ់ភ្លើងមួយដុំធំមើលទៅគឺពិតជាមិនធម្មតាឡើយទៅសម្លាប់ទៅលើបិសាចខ្យាដំរីវាបាត់បង់ជីវិតយ៉ាងភ្លាមបន្ទាប់មកក៏បានទៅរកបងស្រីរបស់គាត់មើលទៅក៏ប្រួយបារម្ភអំពីស៊ីនហ្វាំងផងដែរបានសួរថាតើឲ្យមិនកើតអីទេមែនទេស៊ីនហ្វាំងក៏បានប្រាប់ថាមិនកើតអីទេចុះចំណែកបងស្រីវិញហើយបងស្រីរបស់គាត់ក៏អត់កើតអីដែរមិនត្រឹមតែប៉ុណ្ណឹងនោះទេគាត់បានអួតប្រាប់ទៅកាន់បងស្រីរបស់គាត់ផងដែរថានៅពេលនេះគាត់បានក្លាយទៅជាអ្នកប្រយុទ្ធម្ចាស់សត្វទេដោយឡែកប្រជាជនទាំងអស់នៅទីហ្នឹងក៏បានផុតពីគ្រោះថ្នាក់ជាពិសេសក្មេងស្រីនេះក៏បានជួបជាមួយនឹងម្ដាយនាងវិញនិងបន្ទាប់ពីសម្លាប់ទៅលើបិសាចខ្យាដំរីនឹងហើយសឹងយូក៏បានដើរទៅយកគ្រីស្តាល់បិសាចនិងបានបោះឆ្កែគាត់ស៊ីហើយក៏ជាលៃហ្វាំងនឹងឯងនិងវាក៏ជាអាហារមួយរបស់សត្វវេទមន្តប្រជាជនទាំងអស់នៅទីហ្នឹងក៏បានសម្ដែងនឹងការដឹងគុណចំពោះសឹងយូយើងជាខ្លាំងតែម្ដងចំណែកក្មេងស្រីនេះហើយថ្ងៃណាគាត់នាងគឺចង់ក្លាយទៅជាអ្នកប្រយុទ្ធម្ចាស់សត្វដូចជាបងប្រុសដែរដូចអញ្ចឹងសឹងយូក៏បានលើកទឹកចិត្តទៅកាន់នាងផងដែរថាបងប្រុសជឿថាថ្ងៃណាគាត់ប្អូនស្រីក៏នឹងក្លាយទៅជាអ្នកប្រយុទ្ធដ៏ខ្លាំងម្នាក់និងបន្ទាប់ពីអញ្ចឹងតែសាររឿងរបស់យើងក៏បានកាត់ទៅដល់យប់ឡើងយើងក៏បានឃើញជាមួយនឹងស៊ីនហ្វាំងក៏កំពុងតែដេកជាមួយនឹងផ្ទះសួរដបូលខណៈនឹងយើងក៏បានឃើញជាមួយនឹងបងស្រីរបស់គាត់ក៏បានដើរចូលមកបានប្រើប្រាស់កែភ្នែករបស់នាងដើម្បីទៅមើលអ្វីមួយយ៉ាងលើខ្នងរបស់ស៊ីនយូនិងបន្ទាប់ពីអញ្ចឹងទៅនាងក៏បានចាក់ចេញទៅវិញហើយបានទូរស័ព្ទទៅកាន់មនុស្សម្នាក់ហើយបានប្រាប់ទៅកាន់គេថាបដាសាដែលបានហាម5ទៅលើលំនាំអ្នកកេរគឺនៅតែមាននិងត្រារបស់ស្ដេចអ្នកគឺមិនបានបាត់សំបីតែបន្តិចចុះហើយអ្វីបានជាស៊ីនយូអាចចុះកិច្ចសន្យាជាមួយនឹងសត្វបានម្នាក់នឹងក៏បានតទៅវិញមើលទៅប្រហែលជានេះគឺជាការរៀបចំនៃវាសនាហើយដូច្នេះពួកយើងគួរទៅតាមដានគាត់បន្តទៀតសារីយ៉ាងក៏បានកាត់ទៅដល់ព្រឹកឡើងក្នុងចំណោមរថភ្លើងល្បឿនលឿនមួយដែលស៊ីនយូជាមួយនឹងបងស្រីរៀបនឹងចាក់ចេញដើម្បីនឹងទៅសាលាឈៀងឡុងលោកពូអ្នកមីនេះក៏បានជួយអំណោយបន្តិចបន្តួចមែនទាំងពងទាហើយនឹងលុយកាក់មួយចំនួនទៅកាន់ស៊ីនយូហើយបន្តមករទេះភ្លើងក៏បានមកដល់ហើយអញ្ចឹងគាត់ក៏បានលាអ្នកទាំងពីរដើម្បីនឹងចាក់ចេញទៅជាមួយនឹងបងស្រីប៉ុន្តែក្នុងការធ្វើដំណើរទៅមកទៅរទេះភ្លើងនេះហាក់បីដូចជាមិនសូវស្រួលប្រហែលតែជិះសក់ស្រាប់តែកើប៉ុន្តែអ្នកបើករថភ្លើងក៏បានប្រាប់ទៅកាន់ពួកគេផងដែរថាមិនមានបញ្ហាអ្វីធំដុំនោះទេដោយសារតែមានសត្វចម្លែកមួយចំនួននៅចំពីមុខចឹងហើយក៏មានបញ្ហាអ្វីដែរដោយសាររថភ្លើងពួកយើងនៅពេលនេះគឺបានធ្វើដំណើរឆ្លងផុតពីតំបន់គ្រោះថ្នាក់ហើយប៉ុន្តែមិនដូចជាអ្វីដែលគេបានប៉ាន់ស្មានឡើយរទេះភ្លើងក៏ស្រាប់តែរង្គើម្ដងទៀតដូច្នេះក៏បានប្រកាសអំពីអាសន្នដែលថាកំពុងតែមានបិសាចលឹកលុយដូច្នេះសៀងយូក៏បានត្រៀមខ្លួនរួចជាស្រេចអ្នកដំណើរដតីទៀតក៏ពិតជាមានការផាត់ភ័យដំបូលរទេះភ្លើងវាក៏ស្រាប់តែប្រេះហើយបានលើចេញទៅសត្វបិសាចស្វាមួយដែលបានចូលមកតាមដំបូលដែលធ្លុះនឹងហើយក៏បានដេញសម្លាប់ទៅលើមនុស្សនៅរថភ្លើងមួយនឹងសៀងយូមិនខ្លាចទេហើយក៏បានដើរចូលទៅប៉ុន្តែគេមានចៅស្អាតម្នាក់គឺបានបង្ហាញវត្តមានចេញមកជួយសង្គ្រោះទៅលើសៀងយូតែមិនដឹងថាសៀងយូគឺមានសមត្ថភាពអាចទប់ទល់ជាមួយបិសាចស្វានឹងបានហើយមកទៅសមត្ថភាពចៅស្អាតនឹងគឺពិតជាមិនអន់នោះទេនឹងគឺជាអ្នកប្រយុទ្ធម្ចាស់សត្វមួយដែលគឺជាសត្វកញ្ជ្រោមផ្គល់លាន់កន្ទុយ3ដោយសារតែឈ្មោះរបស់នាងហាក់បីដូចជារឿងល្បីល្បាញផងដែរសៀងយូក៏បានដឹងថានាងគឺមានឈ្មោះថាឈិនយិនរ៉ានហើយក៏ជាកូនស្រីរបស់ប្រធានក្រុម Fireman ប៉ុន្តែបិសាចស្វាគឺមិនលេចវត្តមានតែមួយនោះទេគឺមកច្រើនក្បាលទៀតដែលហេតុមកទៅស្ថានភាពនៅពេលនេះគឺវាបន្ទាន់ទៅហើយនឹងដូច្នេះហើយសៀងយូក៏បានហៅឡៃហ្វាំងចេញមកក៏ស្រាប់បើយិនរ៉ានហៀបនឹងត្រូវបានបិសាចស្វាពីរក្បាលចាត់ការសៀងយូក៏បានប្រែកាយវាទៅជាបិសាចជាប់ព្យុះនរោបញ្ចេញចង្វាក់នរោយ៉ាងច្រើនចាប់ចងទៅលើបិសាចស្វាទាំងអស់នេះបិសាចនេះគ្មានគីឡូជាមួយនឹងសៀងយូនៅតែត្រូវបានសៀងយូចាប់ចងដេករៀលពេញនឹងដោយឡែកចៅយិនរ៉ានក៏បានមកអរគុណចំពោះសៀងយូដែលបានជួយសង្គ្រោះនាងអបាញ់មិញហ្នឹងហើយក៏មិននឹកស្មានដល់ថាលោកគឺជាអ្នកប្រយុទ្ធម្ចាស់សត្វដែរសោះសៀងយូក៏បានតទៅវិញទៅថាមិនអីនោះទេហើយនៅពេលនឹងសៀងយូក៏បានសម្លឹងទៅមើលកញ្ជ្រោងរន្ទះភ្នែក3មិនដាក់ភ្នែកសោះសម្លឹងមើលនឹងគាត់ក៏អាចដឹងអំពីសមត្ថភាពវាបានដែរថាវាគឺមានសមត្ថភាពអីសោះចឹងទៅមិនត្រឹមតែប៉ុណ្ណឹងនោះទេសៀងយូក៏អាចដឹងអំពីរបួសរបស់កញ្ចោងរន្ទះកន្ទុយ3នឹងផងដែរបន្ទាប់ពីប្រយុទ្ធមិញហ្នឹងតែបែបនេះហើយក៏បានធ្វើឲ្យចៅយិនរ៉ានគឺពិតជាមានការផ្សាប់អើតែម្ដងថាសៀងយូគឺមានសមត្ថភាពមិនធម្មតានោះទេដល់អញ្ចឹងហើយនេះក៏បានដាក់សៀងយូមួយដៃទំហឹងមនុស្សចាស់ហើយបានថានឹងយកសៀងយូធ្វើជាប្អូនប្រុសនាងហើយចាប់តាំងពីពេលនេះតទៅឯងគឺជាប្អូនប្រុសរបស់ខ្ញុំបើសិនជាមានបញ្ហាអ្វីនោះចែកស្អាតនេះនឹងជួយចាប់សៀងយូមួយកថែមទៀតមើលទៅក៏ស្រាប់តែពេលនឹងបងស្រីរបស់សៀងយូក៏បានដើរចូលមកមើលទៅកាន់ទឹកមកគឺពិតជាកំណាចមែនទែនហេតុមានធ្លាប់ប្រាប់បីថានាងក៏មិនមែនជាបងស្រីបង្កើតរបស់សៀងយូដែរដែលបានប្រាប់ទៅកាន់យិនរ៉ានថាជាប្អូនប្រុសនេះគឺមានបងស្រីរួចហើយដូច្នេះសុំទោសផងណាក៏បានអោបដៃអោបអីសៀងយូអីចឹងទៅប៉ុន្តែយ៉ាងណាក៏ដោយយិនរ៉ានក៏នៅតែមិនចោះចាញ់ដដែលក៏បានទៅចាប់ដៃសៀងយូអោបមកខាងទៀតបើថាខ្ញុំចង់យកគេធ្វើជាប្អូនប្រុសគឺប្អូនប្រុសហើយប៉ុន្តែបងស្រីសៀងយូគាត់ព្រមដែរដូច្នេះទាំងពីរនៅពេលនឹងក៏បានចាប់តោងសៀងយូឡៃកាឡើងសៀងយូចង់បាយក្អួតហើយបន្តពីនេះតែសាររឿងរបស់យើងក៏បានកើតទៅដល់នៅក្នុងសាលាឈៀងឡុងវិញម្ដង
យើងក៏បានឃើញជាមួយនឹងសិស្សជាច្រើននៅទីហ្នឹងដែលសិស្សតែជាសិស្សថ្មីហើយនឹងសិស្សចាស់ប្រមូលផ្ដុំគ្នាមកពីគ្រប់ទិសទីមិនថាមកពីទីក្រុងឬក៏ប្រទេសណាទេគ្រូម្នាក់បានប្រាប់ឲ្យសិស្សអត់ធ្មត់បន្តិចទៅនាយកសាលាពួកយើងគឺមកដល់ហើយនាយកសាលាយើងក៏មកធ្វើការថ្លែងសន្ទរកថាដោយផ្ទាល់បន្ទាប់មកយើងក៏បានឃើញជាមួយនឹងសាតោយើងកំណាញ់មួយមកទីហ្នឹងហើយនាយកសាលាក៏បានមកដល់ទីហ្នឹងដែលគឺជាចៃស្អាតលើកមុនហ្នឹងហើយក៏មានឈ្មោះថាស៊ូរូយីដែលគេតែងតែហៅថាគឺជានាយកស៊ូដោយឡែកសិនយើងបន្តពីបានដឹងថាចៃស្អាតដែលបានធ្លាប់ជួយគេកាលពីមុនហ្នឹងគឺជានាយកសាលាឈៀងឡុងគេពិតជាសឹងមិនគួរឲ្យជឿនាយកស៊ូនឹងក៏បានឡើងថ្លែងសន្ទរកថាអំពីការប្រមានមួយចំនួនសម្រាប់សិស្សថ្មីដែលថាទោះបីជាពួកគេមកពីគ្រួសារក្រីក្រឬមកពីគ្រួសារឯកជនយ៉ាងណាក៏ដោយបើសិនជំរាបនៅក្នុងសាលាឈៀងឡុងមួយនេះគឺត្រូវតែគោរពទៅតាមវិន័យជាពិសេសគឺច្បាប់ទី8របស់សាលាក៏បានចែងថាចំនួនណាមួយរវាងសិស្សមិនថាធ្វើខុសឬធ្វើត្រូវទេទាំងអស់គឺដោះស្រាយនៅលើសង្វៀនអ្នកចាញ់ត្រូវសុំទោសអ្នកឈ្នះនាងខ្លួនឯងផ្ទាល់ក៏បានដឹងផងដែលច្បាប់នេះគឺហាក់បីជាយុត្តិធម៌បន្តិចប៉ុន្តែក៏មិនថ្មីដែរបន្ទាប់ពីលើចឹងហើយនឹងស៊ីនយូក៏បានគិតផងដែរថាបើជៀសវាងអំពីការមានឯពីសំណាក់សិស្សឯកជនដូច្នេះគាត់គួរណាស់តែដែលចង់សម្ព័ន្ធភាពជាមួយនឹងមនុស្សដទៃទៀតបង្កើតទៅជាក្រុមមួយដើម្បីនឹងការពារខ្លួនបន្ទាប់ពីបានចូលរៀននៅក្នុងសាលាឈៀងឡុងនេះហើយក៏បន្តពីនឹងតាសាររឿងក្នុងភាគទី1ដល់ភាគទី4ក៏ត្រូវតែបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេហើយសាររឿងក៏ទៅចេញបាន4ភាគតែប៉ុណ្ណោះហេតុមិនក៏ដឹងថាការណាក្រុមហ៊ុនក៏ចេញភាគតដែរគឺមានតែចាំមើលតែប៉ុណ្ណោះប៉ុន្តែបើតែមានស្មានប្រហែលជាស្អែកនឹងចេញភាគ5ភាគ6មកប៉ុន្តែមិនក៏បានចាំយូរដែរនឹងលើកយករឿងថ្មីមកសម្រាយដោយសារតែរឿងល្អមើលគ្នាយើងមើលណាណៃហ្មងនឹងមូលហេតុដែលមានសម្រាប់រឿងក៏ដោយសារតែការឆ្លងឆ្នាំមួយនឹងមិនដេកផ្ទះគ្រប់គ្នាក៏ដើរលេងប៉ុន្តែមិនដេកផ្ទះធ្វើរឿងសម្រាប់រឿងគ្នាយើងមើលគិតមើលថាមិនលែងបងប៉ុន្មានសម្រាប់គ្នាយើងចឹងហើយកុំភ្លេចជួយចុច like comment និង share បើ share ក៏បានឲ្យទៅបាន comment ច្រើនមកបាននេះសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី5នៅរឿងអ្នកប្រយុទ្ធម្ចាស់សាទចំពោះរឿងមួយហ្នឹងគេទៅនឹងចេញបានថ្មីហ្នឹងទេហើយនឹងចេញបានមកភាគការប្រយុទ្ធមិញហ្នឹងបើតែមានស្មានប្រហែលជាស្អែកឬក៏ទឹកក្រោយហ្នឹងមិនគេចេញភាគក្រោយទៀតប៉ុន្តែបើសិនជាគេចេញថ្ងៃណាអេដមីននឹងសម្រាប់ថ្ងៃហ្នឹងតែម្ដងហើយក៏ចេះស្រាយគ្នាយើងទុកជាមុនក៏ដោយសារតែរឿងមួយហ្នឹងវាខ្លីគឺថាមកភាគវាមានតែ4នាទីជាងទេហើយជ្រុលទៅវាចេញមកភាគទៀតហើយចឹងអេដមីនក៏សម្រាប់ចិត្តទៅធ្វើហ្មងទៅកុំឲ្យទុកយូរបើតាមចិត្តមានថាចង់ធ្វើតែដោយសារតែវាខ្លីពេកប៉ុន្តែគ្នាយើងសំណុំពរអេដមីនធ្វើតច្រើនណាស់ចឹងហើយមកភាគក៏ធ្វើដែរប៉ុន្តែមុននឹងចូលទៅដល់សាររឿងសង្ឃឹមនៅគ្នានឹងជួយចុច like ហើយនឹង comment លេខអ្នកមួយផងទៅដើម្បីជាកម្លាំងចិត្តដល់ admin ព្រោះអីថា comment គ្នាយើង admin បានមើលទាំងអស់តែម្ដងនឹងណាមួយទៀតបើសិនជាបាន comment ច្រើន like ច្រើនវីដេអូក៏កាន់តែរ៉េងហើយផ្ទុះកាន់តែខ្លាំងហើយ view ក៏កាន់តែមានច្រើនថែមទៀតចឹងហើយ admin ក៏កាន់តែសម្រាយរឿងយើងមកកាន់តែលឿនហើយនឹងកាន់តែច្រើនភាគអីចឹងទៅ admin ដូចជាយ៉ាងនិយាយច្រើនទៅចេះឥឡូវចូលទៅកាន់សាររឿងទាំងអស់គ្នាតែម្ដងទៅដោយការពិភាក្សាមុនយើងបានដឹងហើយថាស៊ីនយូក៏បានចូលរៀនក្នុងសាលាឈៀងឡុងក៏ស្រាប់តែពេលនឹងមានបញ្ហាបដ ாய் ដោយសារតែគាត់បានជួយចែកស្អាតម្នាក់ចេញពីកម្ដាប់ដៃប្រុសព្រានម្នាក់មិនត្រឹមតែប៉ុណ្ណឹងនោះទេក៏បានដៀលទៅកាន់គេផងដែលគ្មានគេអៀនខ្មាស់ទេមិនមែនតែបានលើកលាន់ទៅលើស្រីទាំងកណ្ដាលថ្ងៃបែបនេះប៉ុន្តែចែកស្អាតនឹងក៏បានប្រាប់ទៅកាន់ស៊ីនយូថាពួកយើងក៏មិនអាចប៉ះពាល់គេបានទេក៏ដោយសារតែគេគឺជាកូននាយករងបានលើអញ្ចឹងហើយស៊ីនយូក៏បានតបទៅវិញទៅថាអញ្ចឹងសោះបានជាអបៈនឹងក្អើកកតលម្លេះអបៈសក់សនឹងក៏បានតបទៅវិញទៅថាអញ្ចឹងបាយបានដឹងឯងឆាត់លុតជង្គង់សុំទោសខ្ញុំមកលឿនទៅប៉ុន្តែចង់ឲ្យស៊ីនយូលុតជង្គង់សុំទោសយកសោបទៅក៏បានអត់ចាំអបៈនឹងចាំអូនតូចបណ្ដាអបៈសក់សនៅពេលនឹងគឺឈឺទុកបុកមិនដេញមែនទេអបៈនឹងក៏មានកូនចៅ3នាក់បានសួរទៅកាន់របស់មិនកើតអីទេមែនហើយបើមិនកើតអីទៅចម្លែកមកគ្នាហួរចាំងងាប់ឯងបន្តពីធូរស្បាយបន្តិចហើយនឹងអបិសក់សក៏បានថាទៅកាន់ស៊ីនយូហើយអ្វីបានជាអាចហ៊ានធ្វើដាក់ខ្ញុំបែបនេះប្រាប់ទៅកាន់កូនចៅរបស់គេបាត់ទ្វារនៅទីនេះអស់ទៅកុំឲ្យស៊ីនយូចាក់ចេញពីទីនឹងបានសោះស៊ីនយូក៏បានតទៅវិញខ្ញុំក៏ចង់ដឹងផងដែរថាឯងអាចធ្វើអ្វីមកលើខ្ញុំបានក៏ស្របពេលនឹងដែរយើងក៏បានឃើញជាមួយយុស៊ូក៏បានមកដល់ទីនឹងហើយអញ្ចឹងហើយនឹងនាងក៏បានប្រាប់ឲ្យពួកគេទាំងពីរនាក់ដោះស្រាយតាមច្បាប់សាលាទៅបើសិនជាមានចំនួនត្រូវឡើងប្រកួតគ្នាលើសង្វៀនអេមិនភ្លេចប្រាស់ឈ្មោះអបិសក់សបាញ់មិញទៅថាមានឈ្មោះថាវងយានបន្តមកសាររឿងក៏បានកាត់ទៅដល់ទីលានប្រកួតក៏មានសិស្សជាច្រើនចង់ដឹងអំពីការប្រយុទ្ធរវាងអ្នកទាំងពីរផងដែរសិស្សមួយចំនួនដែលគឺជាសិស្សថ្មីនិងសិស្សចាស់ក៏បានគិតថាមើលទៅប្រហែលជាសិនយូហាក់បីដូចជាលំបាកតបតជាមួយនឹងវងយាននេះពួកគេដឹងថាទោះបីជាសិនយូគេមានទេពកោសល្យយ៉ាងណាក៏ដោយប៉ុន្តែគេទៅចូលរៀនប៉ុណ្ណោះអញ្ចឹងឱកាសឈ្នះគេមានតិចខ្លាំងណាស់ជាពិសេសជានឹងទៅទៀតវងយានគេមានខ្លារខិនបំបែកអវកាសដែលមានឥទ្ធិពលខ្លាំងបើនិយាយទៅប្រហែលជាកម្រិត legendary ដូច្នេះពួកគេបានគិតថាសិនយូក៏មិនអាចយកឈ្នះបានដែរបន្តមកសិនយូក៏បានដើរឡើងទៅលើសៃវៀនលោកគ្រូឆាន់គាត់មើលមិនដាក់ភ្នែកឡើយគិតថាសិនយូកុំឲ្យធ្វើឲ្យខ្ញុំខកចិត្តលើឯងបន្តមកដៃគូបរិបៈក៏បានឡើងទៅលើសៃវៀនចាប់ដៃគ្នាមើលទៅទឹកមុខរបស់បិវងយានគឺពិតជាកំណាចង់ទៅស៊ីសាច់សិនយូទេហើយបានប្រាប់ទៅកាន់សិនយូថាថ្ងៃនេះខ្ញុំនឹងឲ្យលុតជង្គង់សុំទោសខ្ញុំឲ្យតតែបានសិនយូក៏បានតទៅវិញទៅថាអញ្ចឹងខ្ញុំក៏ចង់ឃើញលុតជង្គង់សុំទោសខ្ញុំដូចគ្នាដូចអញ្ចឹងអបិនឹងដូចជារៀងមូម៉ៅផងដែរគណៈកម្មការស្រីក៏បានប្រកាសអំពីការប្រកួតរវាងអ្នកទាំងពីរត្រូវបានចាប់ផ្ដើមឡើងមិនទុកយូរទៀតវងយានក៏បានបញ្ចេញសារខ្លារខិនខ្មៅបំបីអវកាសចេញមកខ្លារខិននឹងចេញមកហើយមើលទៅកាន់មេតវាទៅក៏ពិតជាមិនតូចនោះទេជាពិសេសទឹកមកក៏ពិត
ជាកំណាចមែនទែនខ្លារខិនខ្មៅបំបីអវកាសនេះដែរគឺមានគុណលក្ខណៈពីរតកហើយនឹងចោជាពិសេសល្បឿននៃការវាយប្រហារក៏ដូចជាល្បឿនកិច្ចវាក៏ពិតជាលឿនដោយឡែកសិនយូគាត់ក៏បានដឹងអំពីចំណុចនឹងផងដែរបន្តមកក៏ដល់វេនគាត់ម្ដងឯងបានក៏ហៅឡៃហ្វឹងចេញមកដែរគឺជាចចកខ្យល់ព្យុះនរកបន្តទៅចេញមកហើយនឹងឡៃហ្វឹងក៏បានលូបណ្ដាលឲ្យសាយវេនទាំងមូលក៏ពិតជាមានការចាប់អើលមែនទែនក៏សូម្បីតែនាយកស៊ូនឹងក៏បានគិតផងដែរថាចចកខ្យល់ព្យុះនរកនេះនឹងក៏មិនដែលបានឃើញវាពីមុនមកឡើយមើលទៅវាហាក់បីដូចជាការវិវត្តចេញពីសត្វអ្វីមួយហើយក៏ជាសត្វឆ្កែនឹងឯងប៉ុន្តែក្រែងសត្វឆ្កែគឺជាសត្វមួយដែលគេចាត់ទុកថាគឺជាសត្វកែសំណល់គ្មានផ្លូវដើម្បីនឹងវិវត្តនោះទេប៉ុន្តែពេលនេះឆ្កែក៏បានវិវត្តទៅជាចចកខ្យល់នាងក៏បានឆ្ងល់មែនតែសិនយូធ្វើបែបនេះបានដោយរបៀបណាប៉ុន្តែទោះបីជាណាក្តីនៅលើទីលាននៃការប្រកួតនេះវិញវងយានក៏នៅតែមិនខ្លាចបញ្ជាឲ្យសត្វខ្លារខិនខ្មៅបំបីអវកាសរបស់គេសម្រុកជាប់ទៅប្រយុទ្ធជាមួយនឹងចចកខ្យល់ព្យុះនរកនៅក្នុងការប្រកួតរវាងសត្វទាំងពីរយ៉ាងមើលទៅហាក់បីដូចជាខ្យល់ព្យុះនរកបានចាញ់ប្រៀបទៅលើខ្លារខិនបណ្ដាលឲ្យពេលនេះគឺមានទឹកកកហុំព័ទ្ធជុំវិញខ្លួនដោយឡែកលោកគ្រូឆិននៅពេលនឹងក៏ចាប់ផ្ដើមវិភាគទៀតហើយបើតាមសមត្ថភាពរបស់ចចកខ្យល់ព្យុះនរកគឺមានសមត្ថភាពភ្លើងហើយនឹងខ្យល់ប៉ុន្តែខ្លារខិនខ្មៅបំបីអវកាសគឺជាសត្វថ្មីមានន័យថាគឺជាសត្វដែលកាត់ពូជាមួយនឹងសត្វដទៃទៀតអីចឹងទៅដូច្នេះគាត់បានគិតថាគេមិនផុតនោះទេអំពីការប្រើប្រាស់គុណលក្ខណៈនោះវងយានទៅហើយតែបានឃើញខ្លារខិនរបស់ខ្លួនក៏មានប្រៀបចឹងហើយនឹងក៏បាននិយាយមើងងាយទៅកាន់ចចកខ្យល់ថាគឺជាសត្វសម្រាមបន្ទាប់មកក៏បានប្រើប្រាស់តករបស់គេយ៉ាងសម្បើមទៅបង្កសត្វចចកខ្យល់នរកឡើងកកជាប់នឹងត្រឹមមួយកន្លែងគឺថាមិនដែលរើតនាបានទៀតទេដូចជាសាកសពតកដែលត្រូវបានគេបង្កអញ្ចឹងបន្ទាប់ពីអញ្ចឹងទៅវងយានស្មានខ្លួនឯងឈ្នះហើយចាប់ផ្ដើមសាច់ឆ្មោះឲ្យទៅកាន់សិនយូមើលទៅសាររបស់ឯងគ្មានអ្វីអស្ចារ្យនោះទេមកផ្លែសក់ខ្ញុំក៏អាចឈ្នះឯងបានដែរនៅក្នុងពេលនឹងដែលនាយកស៊ូជាមួយលោកគ្រូឆាន់ក៏បានគិតដូចគ្នាថាសិនយូតើនឹងធ្វើអ្វីបន្តទៀតហើយបន្តទៀតសិនយូក៏បានប្រើប្រាស់ធម៌ពលរបស់គាត់យ៉ាងខ្លាំងសម្បើមប្រើប្រាស់ការកោះហៅដាស់ឡើងនៃចចកខ្យល់នរកយ៉ាងខ្លាំងសម្បើមម្ដងទៀតបានឃើញចឹងនឹងវងយានគេក៏ពិតជាមានការភ្ញាក់ផ្អើលហើយក៏ដូចជាមានការផាត់ផែងទិញទួយដែរដោយឡែកនាយកស៊ូជាមួយលោកគ្រូឆាន់ក៏បានដឹងផងដែរថានេះគឺជាស្ដេចសត្វកម្រិតទី1ដោយឡែកក្នុងការប្រកួតនេះវិញវងយានសសក៏ស្រាប់តែបានចចកខ្យល់នរកមិនដឹងថាតំណានោះទេប៉ុន្តែវាមិនទៅណាឡើយវាក៏នៅពីក្រោយហក់ចង់វាប្រហារប៉ុន្តែត្រូវបានខ្លារខិនមកហាមឃាត់ដូច្នេះចចកព្យុះនរកក៏បានមកពីក្រោយសិនយូវិញសិនយូគាត់បានប្រាប់ថាដល់ពេលបង្ហាញសមត្ថភាពពិតទេសិនយូក៏បានប្រើប្រាស់ចចករបស់គាត់ប្រើប្រាស់សៀកញ៉ាំនរកជាមួយនឹងមើលទៅកាន់សត្វចចកដែលបានសម្រុកចូលទៅមិនបានឃើញរូបរាងទេប៉ុន្តែបានឃើញត្រឹមតែស្រមោលតែប៉ុណ្ណោះក៏បានខ្វាយចុះឡើងទៅលើខ្លារខិនបំបែកមេឃាបណ្ដាលឲ្យខ្លានៅពេលនេះក៏ពិតជាមានការឈឺចាប់ហើយនឹងស្រែកយ៉ាងខ្លាំងនាយកសូក៏បានដឹងអំពីស្នៀតដែលសិនយូប្រើប្រាស់បន្ទាប់ផងដែរដែលវាគឺជាស្នៀតងងឹតមួយអាចបំផុសទៅលើខ្លារខិនបំបែកអវកាសរយៈពេល3វិនាទីហើយវាមិនការផាត់ភ័យហើយមិនអាចធ្វើអ្វីបានបន្តទៅក៏បានឲ្យចចកខ្យល់ព្យុះនរកខ្ជាក់នៅភ្លើងនរកមកដុតទៅលើសារខ្លារខិនបំបែកអវកាសបណ្ដាលឲ្យពេលនេះសំបីតែចង់តដៃក៏មិនអាចតដៃបានផងក៏បានធ្វើវាទឹកទៅបុកមួយនឹងជញ្ជាំងឡើងប្រេះតែម្ដងហើយបន្ទាប់ពីអញ្ចឹងទៅវងយើងក៏បានស្រោចជង្គង់ទៅនឹងដីនិយាយផងដែរថាវាមិនអាចទៅរួចនោះទេដូច្នេះសាររឿងនៅក្នុងភាគទី5នេះក៏ត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេដតមានប្រាប់ចឹងតែសាររឿងនឹងខ្លីទេមិនខំប្រឹងសម្រាយលំអិតឯសាររឿងពេញតែ5នាទីតែប៉ុណ្ណោះចឹងបាយបាយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី7ភាគទី8នៅរឿងអ្នកប្រយុទ្ធម្ចាស់សត្វមុននឹងចូលទៅដល់វីដេអូគ្នាយើងប្រហែលជាឃើញវីដេអូនៅក្នុង channel ថ្មីឯងប៉ុន្តែកុំភ្លេចជួយចុច Subscribe ហើយនិង comment លេងច្រើនផងណាដើម្បីអត់មានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តទៀតហើយមានបានជានៅក្នុង channel OI normal ប្រហែលជា2-3ថ្ងៃឯងដោយសារតែ channel នឹងជាប់ស្នើរលុយអញ្ចឹងទៅអញ្ចឹងបានជាមិនពន្យាពេលចេញរឿងណាហើយក៏ធ្វើរឿងឲ្យមិនដឹងថាផុសណាក៏ដាក់ channel ថ្មីទៅបើសិនជាគ្នាចង់ដឹងព័ត៌មានលម្អិតកាន់តែច្រើនជាងនឹងទៀតគ្នាយើងអាចចូល join ក្នុង Telegram ដែលមានដាក់ QR code នៅលើហ្នឹងអញ្ចឹងតោះចូលទៅកាន់សាររឿងយើងទាំងអស់គ្នាសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៅរឿង The Ultimate Beastmaster ហើយក៏ជារឿងអ្នកប្រយុទ្ធម្ចាស់សត្វនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងបន្ទាប់ពីសិនយូបានយកឈ្នះវងយានបន្ទាប់មកគណៈកម្មការក៏បានប្រកាសអំពីជ័យជំនះមួយនេះដែលបែបនេះហើយក៏បានធ្វើទស្សនិកជនទាំងឡាយគេបានបន្តហោកញ្ជើអបអរសាទរពេញនឹងចំណែកឯវងយាននេះវិញក៏បានតន់ជង្គង់ចុះទៅនឹងដីហើយបាននិយាយថាវាមិនអាចទៅរួចនោះទេសិនយូក៏បានដើរទៅចំពីមុខអបិនឹងទៀតក៏ដូចជាបានប្រាប់ទៅកាន់គេបន្ថែមទៀតថាឯងបានចាញ់ឯងបន្តមកទៀតនាយកសួរក៏បានចុះមកវិញម្ដងហើយបានប្រាប់ថាលទ្ធផលគឺបានសម្រេចឯងបន្តមកត្រូវធ្វើតាមច្បាប់ដែលអ្នកចាញ់ត្រូវសុំទោសទៅលើអ្នកឈ្នះដែលបែបនឹងហើយវងយានក៏មិនអាចបដិសេធបានដែរដូច្នេះគេក៏បានលុតជង្គង់សុំទោសទៅលើសិនយូនិងសុំទោសរួចហើយវងយានគេក៏បានដើរចាក់ចេញទៅវិញប៉ុន្តែក៏នៅតែគិតថាសិនយូថ្ងៃណាមកខ្ញុំនឹងឲ្យឯងសងនៅក្តីអាម៉ាស់មួយនេះដោយឡែកនាយកសួរក៏បានសរសើរទៅកាន់សិនយូផងដែរថាឯងក៏ធ្វើបានល្អគឺជាសិស្សទី2ធ្វើឲ្យនាងបានចាប់អារម្មណ៍ចំណែកឯការប្រកួតចំណាត់ថ្នាក់សិស្សថ្មីរៀបចំឡើងរយៈពេល3ថ្ងៃទៀតខ្ញុំទន្ទឹងរង់ចាំលទ្ធផលឯងសិនយូបន្ទាប់ពីបានលឺអញ្ចឹងហើយនឹងក៏បានអេះក្បាលហើយបានអរគុណទៅដល់នាយកសួ
ស៊ូដោយបានសរសើរប៉ុន្តែនាយកសូក៏បានរំលឹកអំពីមនុស្សស្រីម្នាក់ដែលមានឈ្មោះថាជីស្វងនីងដែលមានធម៌ពលព្រលឹងរហូតដល់1030ដែរបានលើអញ្ចឹងស៊ិនយូក៏បានគិតផងដែរថាខ្ញុំក៏ទៅបានលើថានាងក៏ទៅតែប្រឡងចូលមុននេះឯងដល់ហើយទៅការប្រកួតមួយនេះនាយកសូក៏បានប្រកល់រង្វាន់ឲ្យទៅកាន់ស៊ិនយូដែលវាគឺជាចិញ្ចៀនលំហស៊ិនយូក៏ទទួលយកមិនស្ទាក់ស្ទើរឡើយសាររឿងបន្តទៅក៏បានកាត់ទៅដល់ស៊ិនយូដែលពេលនេះក៏កំពុងតែដើរទៅផ្ទះវិញក៏បានគិតអំពីបងស្រីនៅពេលនេះប្រហែលជាគាត់នៅចាំនៅផ្ទះហ្នឹងហើយអញ្ចឹងឲ្យខ្ញុំគូនៅតែបញ្ញាប់ទៅផ្ទះប៉ុន្តែដើរតាមផ្លូវនឹងដែរក៏ស្រាប់តែមានក្មេងស្រីម្នាក់បានរត់បុកមើលទៅកាន់នាងទៅបុកហើយបាយ7 8ពេញហ្នឹងអញ្ចឹងស៊ិនយូបានសួរទៅកាន់ក្មេងស្រីនឹងថាទៅនេះមិនកើតអីទេមែនក្មេងស្រីនឹងក៏បានតទៅវិញមិនកើតអីទេបងប្រុសអញ្ចឹងស៊ិនយូក៏បានបដៅទៅកាន់នាងផងដែររត់លេងសារក្រោយប្រុងប្រយ័ត្នបន្តិចក៏ស្រាប់តែពេលនឹងនាងក៏បានហក់ទៅអោបស៊ិនយូដោយបានប្រាប់ទៅកាន់ស៊ិនយូថានៅពេលនៅនាងគ្មានកន្លែងដើម្បីនឹងទៅទៀតទេអញ្ចឹងឲ្យខ្ញុំសុំនៅជាមួយនឹងបងប្រុសផងស៊ិនយូបានលេងអញ្ចឹងហើយនឹងហាក់បីដូចជារៀងភ្ញាក់ផ្អើលបន្តិចក៏បាននាំក្មេងស្រីទៅដល់ផ្ទះក៏ត្រូវបានបងស្រីប្រាប់ទៅកាន់ស៊ិនយូថាពួកយើងគេទៅផ្លាស់ប្ដូរមកនៅទីក្រុងថ្ងៃដំបូងប៉ុណ្ណោះហេតុអ្វីបានជាឲ្យហ៊ានចាប់កូនគេមកទីនេះមូលសឹកតិចផងអីផងស៊ិនយូក៏បានប្រាប់ឲ្យបងស្រីស្ដាប់ការបញ្យល់ខ្ញុំសិនប៉ុន្តែបងស្រីរបស់ស៊ិនយូដែលមានឈ្មោះថារ៉ាវស៊ីក៏បានស្រែកតបទៅកាន់ស៊ិនយូពេញមួយតម្រឹងថាមិនបាច់បញ្យល់នោះទេបន្ទាប់ពីរ៉ាវស៊ីហាក់បីដូចជារៀងស្ងប់ចិត្តបន្តិចហើយនឹងស៊ិនយូក៏បានប្រាប់ទៅកាន់បងស្រីថាក៏ដោយសារទៅស៊ឺមេវនាងបានរត់ចេញពីផ្ទះហើយត្រូវបានគ្រួសាររបស់នាងធ្វើបាបទៅបានជានាងរត់ចេញពីផ្ទះហ្នឹងអញ្ចឹងឲ្យទៅបានជាខ្ញុំនាំនាងមកទីនេះដើម្បីនឹងរស់នៅជាមួយនឹងពួកយើងជាបន្តអាសន្នចំណែកក្មេងស្រីនឹងក៏បានយំវល់ទៅកាន់រ៉ាវស៊ីផងដែរថានាងនៅទីនេះផងនាងនៅទីនេះផងនាងមិនចង់ទៅផ្ទះវិញទេរ៉ាវស៊ីហើយតែក្មេងខ្ជូចឹងវល់ចឹងហើយនឹងក៏មិនអាចទៅដាក់ចិត្តដែរដូច្នេះក៏បានសម្រេចចិត្តឲ្យនាងនៅទីនេះប៉ុន្តែក៏បានប្រមានទៅកាន់ស៊ិនយូផងដែរថ្ងៃអនាគតបើសិនជាអាចស្វែងរកនារីនៅពេលអនាគតហើយមិនត្រូវស្វែងរកគ្រួសារយាទេក៏ប្រហែលជាមានន័យថាយាស្វងនីងសាររឿងបន្តទៀតក៏បានកាត់ទៅដល់សាលាឈៀងឡុងវិញម្ដងនៅពេលហ្នឹងយើងក៏បានឃើញជាមួយនឹងគ្រូម្នាក់បានប្រកាសប្រាប់ទៅកាន់សិស្សថ្មីទាំងអស់ពាក់ព័ន្ធជាមួយនឹងការបែងចែកសមរភូមិហើយនឹងក៏ជាការប្រកួតប្រជែងសិស្សថ្មីនឹងឯងដល់សមរភូមិរវាងសិស្សថ្មីនឹងដែលត្រូវបានបែងចែកជាក្រុមដូច្នេះគឺត្រូវតែបង្កើតក្រុមដើម្បីកំណត់ទីតាំងសមរភូមិផ្សេងៗគ្នាបានលើអញ្ចឹងហើយនឹងស៊ិនយូគាត់បានកើនឹងពីពាក្យសម្ដីបងស្រីដែលបានប្រាប់ទៅកាន់គាត់ថាមិនឲ្យគាត់ជ្រើសរើសមនុស្សមកគ្រួសារយាមើលទៅហាក់បីដូចជាបងស្រីបានដឹងមុនអញ្ចឹងក៏ស្របពេលនឹងដែលមានមនុស្សម្នាក់មកទីនឹងសួរនាំទៅកាន់ស៊ិនយូចុះឡើងពាក់ព័ន្ធជាមួយនឹងការជ្រើសរើសក្រុមនឹងដូច្នេះស៊ិនយូក៏បានប្រាប់ទៅកាន់គេតែដំណើរទៅថាគេត្រូវការសមាជិកដែលសមាជិកទាំងអស់នឹងគេប្រៀបបីដូចជាការបង្កើតក្រុមមានដូចជាអ្នកវេប្រហារពីចម្ងាយឆ្ងាយដូចយើងអាចនិយាយបានថាគឺជា Marksman អ្នកលេង Mobile Legends ដឹងហើយបន្តមកក៏ជាអ្នកស្វែងរកទីតាំងសត្រូវបន្តទៀតគឺជា Tank ដែលមានសត្វដើម្បីនឹងការពារក្រុមម្នាក់ទៀតគឺជា Assassin គឺជាអ្នកលួចវៃប្រហារសត្រូវក៏ដូចជាអាចការពារក្រុមបានយ៉ាងលឿននៅពេលដែលក្រុមស្ថិតក្នុងស្ថានភាពបន្ទាន់ចំណែកអ្នកចុងក្រោយគឺជា Support នឹងឯងបន្តពីនិយាយចប់ហើយម្នាក់នឹងក៏បានលាន់មកថាចំប៉កតែម្ដងក៏ដោយសារនៅក្នុងគេមានសត្វមួយយ៉ាងដែលគឺជាសត្វមានអំបៅព្យុះភ្លៀងដែលលបងគឺត្រូវការផងដែរមិនតន់ដឹងថាយ៉ាងណាយ៉ាងណីទៀតទេដោយសាររឿងភាគទី8នេះដែលត្រូវបានចាប់ផ្ដើមនៅពេលដែលលោកគ្រូឆាន់ក៏បានប្រកាសអំពីការកំណត់ប្រភេទនៃសត្វបិសាចអ្នកដែលត្រូវកំណត់ប្រភេទដំបូងគេគឺជាសង្ហួរមានសត្វបិសាចសម្រាប់ការពារដែលមើលទៅវាដូចជាគោសាច់ដុំកង់អញ្ចឹងចំណែកអ្នកទី2គឺជាម្នាក់ដែលបានសួរទៅកាន់ស៊ីងយូមិញនឹងប៉ុន្តែគេអត់តាមប្រាឈ្មោះនៅឡើយទេសត្វបិសាចគេក៏ជាមេអំបៅព្យុះភ្លៀងអាចថាគឺខ្លាំងលំដាប់ទី2ហើយសង្ហួរអំបញ្ញមិញគឺខ្លាំងលំដាប់ទី3ចំណែកអ្នកខ្លាំងលំដាប់ទី1គឺជាស៊ីងយូនៅនឹងឯងដោយឡែកការបង្ហាញពីសមត្ថភាពរបស់ស៊ីងយូគឺពិសេសជាងគេបន្តិចដោយពេលនឹងស៊ីងយូក៏បានកោហាបិសាចជាប់ព្យុះនរកចេញមកក៏បានបញ្ជាវាបាញ់ភ្លើងព្យុះនរកដាក់ទៅកាន់ឧបករណ៍វាស់ធម្មពលកម្លាំងធម្មពលវានៅពេលនេះគឺបាន6371ឬនិយាយថាកម្លាំងនៃការវាយប្រហារក៏បានដែរលោកគ្រូឆាន់បានឃើញអញ្ចឹងនឹងក៏គឺការផ្សាយបាល់ជាមុនថែមទៀតឲ្យប្រៀបធៀបជាមួយនឹងសិស្សពីមុនដែលបានត្រឹមតែ1605គឺអាចចាត់ទុកបានថាគឺជាទេពកោសលហើយប៉ុន្តែលើកនេះគឺវាច្រើនយកតែមែនតែអាចចាត់ទុកបានថាហ្នឹងគឺជាអូទេពកោសលឬក៏តែទេពកោសលស៊ីនយូគាត់បានសួរបញ្ជាក់ទៅកាន់លោកគ្រូឆាន់បន្ថែមទៀតថាបើយើងរត់តាមកម្រិតនៃការវាយប្រហារមួយនេះតើខ្ញុំស័ក្តិសមធ្វើជាតំណែងឃាតករដែរអត់ប៉ុន្តែលោកគ្រូឆាន់ក៏មិនទាន់អាចកំណត់បានទេឲ្យស៊ីនយូបង្ហាញអំពីសក្តានុពលបន្ថែមទៀតដោយសារតែជាប់ជួននរកក៏បានចំហាយធម្មពលបានចម្ងាយ800ម៉ែត្រចំណែកការការពាររបស់វាក៏ពិតជារឹងមាំប្រៀបបីដូចជាសត្វការពារជាពិសេសជានឹងទៅទៀតអតិពលនៃចង្វាក់នរកគឺអាចចាប់ចងអ្វីៗបានទាំងអស់លោកគ្រូឆាន់ក៏បានបន្ថែមទៀតថាចង្វាក់នេះគឺអាចបង្កើនកម្លាំងប្រយុទ្ធវាបាន30%បន្ថែមទៀតដោយមិនចាំបាច់មានអ្នក support ហើយនឹងធម្មពលវាប្រហែល10%ជាមួយល្បឿន10%ដែលនឹង Mr. ទៅចូលគ្រប់ប្រភេទទាំងអស់ដូច្នេះម្នាក់សពប្រភេទក៏បានសួរទៅកាន់លោកគ្រូឆាន់តែលបងស៊ីនយូសត្វបិសាចរបស់គាត់ប្រភេទណាទៅយ៉ាងលោកគ្រូឆាន់ក៏បានប្រាប់ឲ្យសិស្សទាំងអស់គ្នាស្ដាប់ច្បាស់ប្រភេទសត្វបិសាចរបស់ស៊ីនយូគឺពិសេសយកតែមែនតែនដោយចូលក្នុងប្រភេទទាំងអស់ដែលគេហៅថាព្រះពិសិដ្ឋអញ្ចឹងម្នាក់នឹងឆ្ងល់ទៀតអ្វីដែលគេហៅថាព្រះពិសិដ្ឋហ្នឹងទៅយ៉ាងលោកគ្រូឆាន់ក៏បានប្រាប់ថាគឺជាមនុស្សដែលមានសត្វបិសាចគ្រប់ប្រភេទទាំងអស់មិនថាវេប្រហារការពារជាតកឬមួយក៏ជំនួយទេទៅអញ្ចឹងបានជាគេដាក់ងារថាព្រះពិសិដ្ឋដូច្នេះលោកគ្រូឆាន់ក៏បានប្រកាសបន្ថែមទៀតថាស៊ីនយូគឺជាជើងខ្លាំងបំផុតនៅក្នុងថ្នាក់ពួកគេហ្នឹងសិស្សដទៃទៀតហើយតែអញ្ចឹងនឹងគេបានសរសើរទៅកាន់ឈិនយូគ្រប់នេះថារបស់ស៊ីនយូក៏ពិតជាអស្ចារ្យពិតមែនប៉ុន្តែលោកគ្រូឆាន់ក៏បានប្រាប់កំតាន់សប្បាយចិត្តពេកនៅក្នុងសាលាឈឹងឡុងពួកយើងគេមានមនុស្សដែលមានទេពកោស
សោដូចជាសិនយូអញ្ចឹងដែរថ្នាក់ទី2គេមាន2អ្នកយាកសងនាងជាមួយនឹងហានធានជុនថ្នាក់ទី3មានមូរងឈីងយ៉ងជាមួយនឹងលីស៊ន់ឆាន់ចំណែកសិនយូនៅថ្នាក់ទី1អញ្ចឹងទៅដូច្នេះលោកគ្រូក៏បានប្រាប់បន្ថែមទៀតថាថ្ងៃអនាគតគឺត្រូវតែខិតខំប្រឹងប្រែងកុំឲ្យចាញ់គេណាសាររឿងយើងនៅពេលនេះក៏បានកាត់ទៅដល់សិនយូនៅពេលនឹងកំពុងទៅដើរដើម្បីទៅទិញអាហារមុននឹងចូលរៀនហើយក៏ដើម្បីនឹងចូលរោងការប្រកួតចំណាត់ថ្នាក់សិស្សថ្មីផងដែរស្របពេលនេះមានមនុស្ស3នាក់ពាំងមកសួរថាក្មេងប្រុសតើឯងចង់ទៅណាអញ្ចឹងសិនយូក៏បានសួរទៅកាន់អ្នក3នាក់វិញតើឯងគឺជាណាគេតែអញ្ចឹងអាម៉េចធំគេក៏បានប្រាប់ថាពួកយើងគឺមកពីក្រុមខ្លាខ្មៅកាច់ដៃកាច់អីនឹងជឿជាក់តែម្ដងហើយប្រាប់ថាពេលនេះខ្ញុំគឺពិតជារមាស់ដៃអ្នកទាំង3មកពីក្រុមខ្លាខ្មៅនឹងក៏ត្រូវបានវងយើងជាអ្នកអញ្ជើញមកដើម្បីនឹងចាត់ការទៅលើសិនយូហើយលបងគេក៏មានឈ្មោះថាលបងលៃដូច្នេះលបងលៃនៅពេលនឹងបានដើរចូលមកជាមួយនឹងកូនចៅពីរអ្នកកាច់ដៃកាច់អីឡើងតំណងទៀតហើយបានប្រាប់ទៅកាន់សិនយូថាមើលទៅថ្ងៃនេះឯងគឺគ្មានសំណាងនោះទេដើម្បីនឹងគេចេញពីខ្ញុំនោះសិនយូក៏លេចឃើញក៏បានដឹងផងដែរថាពួកគេគឺជាម្ចាស់សត្វដែលមានផ្កាយ3ជាមួយនឹងផ្កាយ4ប៉ុន្តែប្រូតគ្នាចាត់ការមកលើគាត់ដែលគឺជាម្ចាស់សត្វផ្កាយ1តែគិតថាវាមិនថោកទាបទេមែនដូចអញ្ចឹងវងយើងក៏បានប្រាប់ទៅកាន់លបងលៃទីថាលបងកុំចាញ់បោកគេអសោះក៏ដោយសារតែគឺមានសត្វបិសាចដែលគួរអភ័យខ្លាចលបងលៃក៏បានតទៅវិញទៅថាមិនអីនោះទេខ្ញុំនឹងរៀនដើម្បីរៀនមួយចំនួនទៅកាន់គេបន្តមកក៏បានបញ្ចេញខ្លាខ្មៅសម្រាប់ចូលទៅមួយក្បាលប៉ុន្តែក៏ត្រូវបានចចប់ជួនរូហក់ទៅកន្ទ្រប់ខាងបណ្ដាលខ្លាខ្មៅដេកស្អាតអ្នកបានប្រើប្រាស់អំបញ្ញបាញ់ហើយតែអញ្ចឹងហើយនឹងក៏ពិតជាមានការចាប់បាល់ផងដែរក៏ដោយសារតែអំណាចសត្វបិសាចរបស់សិនយូក៏ពិតជាខ្លាំងប៉ុន្តែលបងលៃក៏បានគិតទៀតថាប៉ុន្តែយ៉ាងណាក៏ដោយបើតបតជាមួយនឹងពួកគេទាំង3អ្នកដែលសតជាផ្កាយ3ផ្កាយ4ក៏ពិតជាមិនអាចឈ្នះបានឡើយសត្វបិសាចទាំង3រៀននឹងសម្រាប់ចូលទៅប៉ុន្តែក៏ស្រាប់តែចាយស្អាតយើងក៏បានមកដល់ទីនឹងហើយក៏ជាយានរ៉ានសួរទៅកម្មនៅក្រុមខ្លាខ្មៅតើក្រុមខ្លាខ្មៅរបស់លោកខ្លាំងតាំងពីកាលហើយតើអាចបានទៅពលខ្លាំងជាងក្រុម Fireman របស់ខ្ញុំដែរឬក៏អត់អ្នកទាំង3ក្រុមបានឃើញចាយយានរ៉ានហើយក៏ដូចជាបានឃើញរបស់ពិតជាងមើលទៅកាន់ពួកគេភ័យនឹងញ័រខ្លួនញ័រអីក៏បានគិតទៀតថាក្រុម Fireman គឺជាក្រុមស្ថិតនៅលំដាប់ទី2នៅក្នុងទីក្រុង Longyin ហើយក៏មិននឹកស្មានដល់ទៅថាឡើយនោះគឺមានក្រុមដែលខ្លាំងបែបនេះនៅពីក្រោយហើយក៏មិនតន់ដឹងថាយ៉ាងណាទៀតនៅទេសាររឿងនៅក្នុងភាគទី7 8របស់យើងក៏ត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេអធិស្ឋាននៅទីរឿងខ្លីតែយាយពីភាគគឺបានតែប៉ុណ្ណឹងទេសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៅរឿងអ្នកប្រយុទ្ធម្ចាស់សត្វបិសាចនៅក្នុងភាគនេះក៏ត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលរៀបរាប់អំពីភាពខ្លាំងរបស់សត្វបិសាចត្រូវបានបែងចែកជាពីរទិដ្ឋភាពទី1គឺជាដំណាក់កាលឋានានុក្រមនិងត្រូវបានគេស្គាល់នៅពេលបច្ចុប្បន្ននេះគឺបែងចែកពីទាបទៅខ្ពស់ដូចជារាងកាយដំបងរាងកាយចាស់ទុំរាងកាយល្អខ្ចោះរាងកាយអរូបីនិងរាងកាយស្ដេចសត្វរីឯទិដ្ឋភាពទី2នេះវិញគឺជាគុណភាពឈាមរបស់សត្វដែលមានឈាមនៅឋានៈខ្ពស់អាចគៀបសង្កត់ទៅលើសត្វដែលមានឈាមនៅឋានៈទាបជាងបានជាពិសេសជាងនឹងទៅទៀតវាគេអាចស៊ូទ្រាំបានយូរបន្តទៀតថាបីជារឿងលំបាកយល់បន្តិចប៉ុន្តែមិនអីទេពេលមាននឹងព្យាយាមពន្យល់គ្នាយើងដល់ជាទូទៅគឺមាសដីពេលបីដូចជាធម្មជាតិទឹកខ្យល់ហើយនឹងភ្លើងដែលមានន័យថាធាតុនឹងប្រមាណនឹងក៏វិលជុំគ្នាអញ្ចឹងទៅហើយនឹងក៏ជាគុណលក្ខណៈមូលដ្ឋានទាំង5វានឹងក៏បំផ្លាញសារទៅជាលក្ខណៈនីមួយនិងបង្ក្រាបសារតែប្រើលក្ខណៈ2សូត្រមិនយល់អត់តន់យល់ច្បាស់ទេតែសារតែសាបថៃថលប្រែមកពីច័ន្ទមកប៉ុន្តែប្រែមកពីច័ន្ទមកនឹងមើលយល់ទៀតសារថលអង់គ្លេសមើលយល់សារថលខ្មែរមើលយល់មើលសារថលច័ន្ទនេះក៏នៅតែអត់សូវយល់ទៀតមិនថាមានចេះច័ន្ទទេតែប៉ិនអង្គុយ translate ក្នុង Google Translate ហើយសម្រាប់ភាគនេះស៊ីម៉ោងមែនតែដោយសារតែមើលយល់ប៉ុន្តែអីទេនៅតែសម្រាប់គ្នាយើងបានមើលធម្មតាដដែលបន្តទៀតសាររឿងរបស់យើងក៏បានលេងបន្តទៅកាន់ភាគមុនកំឡុងពេលហ្នឹងយើងក៏បានឃើញជាមួយនឹងក្រុមខ្លាខ្មៅពួកគេក៏ពិតជាមានការផិតភ័យមែនតែននៅពេលដែលបានឃើញជាមួយនឹងចាយយានរ៉ានមកទីហ្នឹងដល់ចូលទៅសួរថានៅនាងឈិនណាតែខ្យល់អ្វីបក់អ្នកនាងមកទីនេះចាយយានរ៉ានតយកសិនយូមកទៅកាន់សិនយូទឹកមកក៏ពិតជាគួរអាណិតមែនតែនបានស្រ័យស្អាតរៀកកអញ្ចឹងចាយហ្នឹងក៏បានតបទៅកាន់3អ្នកហ្នឹងវិញថាបើសិនជាខ្ញុំមិនមកទីនេះនៅថ្ងៃហ្នឹងទេតើលបងលៃប្រកាសជាធ្វើបាបទៅកាន់ប្អូនប្រុសទីស្រឡាញ់របស់ខ្ញុំហើយមែនលបងលៃក៏បានតទៅវិញទៅថាខ្ញុំមិនដឹងទេថាអ្នកនាងគឺមានប្អូនប្រុសតាំងពីកាលនោះដល់អញ្ចឹងនាងក៏បានបញ្ជាក់ម្ដងទៀតថាគេមានឈ្មោះថាសៀវសិនយូគឺជាប្អូនប្រុសរបស់ខ្ញុំហើយអញ្ចឹងខ្ញុំចង់យកកណ្ដាលគេធ្វើប្អូនប្រុសចាំបាច់ប្រាប់លោកដែរមែនបើសិនជាហ៊ានធ្វើបែបសៀវសិនយូប្រៀបបីដូចជាការមិនទុកខ្ញុំក្នុងកែវភ្នែកអញ្ចឹងហើយប្រឆាំងជាមួយនឹងក្រុម Fireman ហើយតែអញ្ចឹងនឹងលបងលៃក៏ពិតជាមានការផាត់ភ័យហើយប្រាប់ទៅកាន់អ្នកនាងថាក្រុមរាជការយកច្រឡំតែប៉ុណ្ណោះនឹងពេលហ្នឹងក៏បានចង្អុលដាក់ទៅកាន់អបិវងយិនគឺជាក្មេងនោះដែលបានជួបខ្ញុំមកទីនេះដើម្បីចាត់ការទៅលើប្អូនប្រុសអ្នកនាងបានលឿនអញ្ចឹងនឹងវងយិនចង់បាច់ចកេះហើយក៏ដូចជាមានការផាត់ភ័យជាយាមបកស្រាយបែកអូហូស្ទឹងយ៉ាងរ៉ាននេះវិញក៏បានប្រាប់ទៅកាន់លបងលៃបន្តមកលោកគួរតែបានដឹងអ្វីដែលត្រូវធ្វើបន្ទាប់ទៀតទេលបងលៃក៏បានតទៅវិញតែញ័រមកថាខ្ញុំក៏បានដឹងហើយបន្តមកក៏បានងាកទៅរកវងយិននិយាយថាឯងហ៊ានប៉ះពាល់ទៅលើលបងសៀវបញ្ជាកូនចៅបដៅគេចេញម្ដងរួចយើងក៏បានឃើញជាមួយនឹងកូនចៅរបស់លបងលៃវេដំច្រាំធាក់ទៅលើវងយិនជាទំងន់បន្តទៅសាររឿងរបស់យើងក៏បានលេងទៅដល់ទីស្នាក់ការនៃក្រុម Fireman យើងរ៉ានក៏បានសួរទៅកាន់សិនយូថាហេតុអ្វីបាន
ឡាញជាបានជួបជាមួយនឹងពួកគេនោះសិនយើងបានរៀបរាប់តាមដំណើរនៅពេលដែលគាត់ដើរទៅទិញអាហារហើយបានជួបជាមួយនឹងពួកអស់ហ្នឹងអ្នកណាទៅដឹងថាក៏ពិតជាសំណាងអាក្រក់នោះតាមពិតកន្លែងហ្នឹងអាហារដែលសិនយើងគឺសំដៅទៅគឺជាអាហាររបស់សត្វបិសាចនោះទេអញ្ចឹងយើងរ៉ានក៏បានប្រាប់ទៅកាន់សិនយើងមិនប្រាប់នាងតាំងពីដំបូងមកក្រុម Fireman របស់ពួកនាងគឺជាអ្នកផលិតអាហារសត្វហើយបើសិនជាសិនយើងចង់បានអ្វីៗផ្សេងៗដើម្បីជាសារធាតុចិញ្ចឹមសត្វក៏អាចប្រកនាងបានគ្រប់ពេលបងស្រីនឹងផ្ដល់ឲ្យទៅកាន់ប្អូនប្រុសដែលឥតគិតថ្លៃសិនយូក៏បានតទៅវិញចំណឹកស្មានដល់សោះថាបងស្រីក៏ពិតជាមានចិត្តល្អបែបនេះឥឡូវនេះទៅតាមនាងក៏នឹងនាំបងប្អូនប្រុសឯងទៅស្គាល់អំពីក្រុម Fireman បន្ថែមទៀតកន្លែងដែលបងដែលយើងរ៉ាននាំសិនយូទៅគឺជាមូលដ្ឋានហ្វឹកហាត់នៃក្រុម Fireman បំពាក់ទៅដោយឧបករណ៍បណ្ដុះបណ្ដាលទំនើបនិងទាន់សម័យហើយអាចបង្កើនប្រសិទ្ធភាពនៃការហ្វឹកហាត់បានលឿនចំណែកកន្លែងទី2ទៅវិញគឺជាកន្លែងសម្រាកបន្ទាប់ពីមកបំពេញបេសកកម្មសមាជិកក្រុមពួកយើងគឺតែងតែមកសម្រាកនៅទីនេះចំណែកទីតាំងទី3គឺជាបន្ទប់សន្និសីទជាធម្មតាឲ្យតែមានការប្រជុំណាមួយគឺតែងតែមកធ្វើក្នុងបន្ទប់ហ្នឹងហើយរីឯទីតាំងចុងក្រោយគឺជាមន្ទីរវិទ្យាសាស្ត្រក៏មានឧបករណ៍ទំនើបហើយនឹងទាន់សម័យសម្រាប់ព្យាបាលសត្វដែលមានរបួសដោយមានប្រសិទ្ធភាពបានលើកអញ្ចឹងហើយនឹងសេនយូក៏បានសុំនាងចូលរួមជាមួយនឹងក្រុម Fireman របស់នាងដោយសារតែគេគឺជាគ្រូពេទ្យសត្វម្នាក់ដែរមិនទាន់នៅបានឆ្លើយផងគឺស្រាប់តែមានមនុស្សម្នាក់ទៀតក៏បានមកដល់មើលទៅកាន់រៀងរៅទៅក៏បានដឹងថាមែនតើដោយនាងក៏បានតបទៅកាន់សេនយូថាគ្មានផ្លូវនោះទេជាមួយនឹងអាយុហើយនឹងបទពិសោធន៍របស់ឯងច្បាស់ណាស់ថាគឺមិនអាចធ្វើជាគ្រូពេទ្យនៅក្នុងក្រុមយើងបានឡើយហើយនាងក៏ជាអ្នកមិញរបស់យើងរ៉ានដូច្នេះយើងរ៉ានក៏បានប្រាប់ទៅកាន់អ្នកមិញរបស់នាងទៅថាគាត់នឹងឲ្យដឹកចាំក៏បានរំលឹកប្រាប់ទៅកាន់អ្នកមិញដែលបានសម្លាប់ទៅលើបិសាចស្វាភ្នែក3នៅលើរទេះភ្លើងលើកមុនហើយបានជួយសង្គ្រោះខ្ញុំថែមទៀតបានលឺហើយនាងក៏បានលាន់មាត់ថាគឺជាគាត់ក៏សារទៅពេលនឹងមានសមាជិកពេទ្យម្នាក់គេបានរត់ប្រាប់ទៅកាន់អនុប្រធានលាវដែលគឺជាអ្នកមិញរបស់យើងរ៉ាននឹងហើយប្រាប់ថាភ្លាមមន្ទីរពេទ្យពួកយើងក៏ស្រាប់តែទទួលបានសត្វដែលមានរបួសពីរក្បាលដូច្នេះហើយអត់មានសមាជិកពេទ្យគ្រប់គ្រាន់ដើម្បីនឹងព្យាបាលនោះទេអញ្ចឹងនាងក៏បានតបទៅកាន់ម្នាក់នឹងវិញថាឲ្យលឿនឆាប់ទៅដកយកសមាជិកពីសាខាផ្សេងមកទីនេះឲ្យលឿនប៉ុន្តែគេបានតបទៅវិញហួសពេលឯងសត្វនោះក៏ពិតជាមានរបួសធ្ងន់ដូច្នេះហើយខ្លាចថាគឺមិនទាន់ពេលឡើយសត្វនឹងក៏ប្រកាសជាបាត់បង់ជីវិតដូចអញ្ចឹងហើយនឹងសិនយូក៏បានសូមអនុញ្ញាតដើម្បីនឹងទៅព្យាបាលសារីយើងក៏បានកាត់ទៅដល់ខាងនេះវិញយើងក៏បានឃើញជាមួយនឹងសត្វនៅក្បាលហើយក៏ជាសត្វឆ្កែនឹងឯងហើយមើលមេតវាទៅក៏ពិតជាធំនឹងមានគ្រូពេទ្យម្នាក់នៅទីនឹងផងដែរគ្រូពេទ្យនឹងក៏បាននិយាយថាសត្វនេះហូរឈាមច្រើនណាស់គឺមិនអាចបញ្ឈប់ឈាមបានឡើយសិនយូក៏បានមកដល់ទីនឹងហើយបានវិភាគទៅលើជំងឺក៏បានដឹងថារបួសរបស់វាគឺបណ្ដាលមកពីសត្វឃ្មុំពឹសត្រនិចមាសតិចជាពិសេសអាទឹកពុលបៃតងទាំងអស់ហ្នឹងគឺជាពឹសរបស់វាដូច្នេះទៅបណ្ដាលឲ្យរបួសគឺមិនអាចជាសះស្បើយបានឡើយហើយនៅតែបន្តហូរឈាមមើលទៅតាមត្រនិចនេះវាតិចក៏ពិតជាមិនតូចនោះទេអញ្ចឹងមានន័យថាសត្វឃ្មុំនឹងក៏ធំផងដែរតោះអញ្ចឹងសិនយូក៏បានប្រាប់ថាខ្ញុំមានវិធីព្យាបាលប៉ុន្តែខ្ញុំមិនដឹងថាលោកក៏ជឿឬអត់នោះទេម្នាក់នេះក៏ជាម្ចាស់សត្វឆ្កែនឹងបានប្រាប់ថាខ្ញុំអត់ខ្វល់ទេសំខាន់ឲ្យតលោកគឺអាចជួយសង្គ្រោះសត្វរបស់ខ្ញុំបានដូច្នេះសិនយូក៏បានប្រាប់ឲ្យគេរៀបចំស្មៅ Celestial លាយជាមួយនឹងផ្កា Cherry ពណ៌ស្វាយចម្រាញ់ធ្វើជាសារធាតុរំអិលចំនួន20ក្រាមលាយជាមួយនឹងត្បូងវេទមន្តបិសាចដាក់ចូលក្នុងទឹកដាំចំនួន5នាទីប៉ុន្តែត្រូវបានគ្រូពេទ្យម្នាក់គឺមិនយល់ស្របទៅតាមកំណត់នេះឡើយដោយសារតែតាមបរិយាស័ទនេះក៏សុទ្ធតែមានជាតិពុលសិនយូក៏បានតោះទៅវិញទៅថាមិនខ្វល់ទេឆាប់ធ្វើទៅតាមអ្វីដែលខ្ញុំបានប្រាប់ទៅបើពញាពេទ្យទីខ្លាចថាឡើងតាន់ដូច្នេះគ្រូពេទ្យទាំងពីរនាក់ហ្នឹងក៏គ្មានជំរឿអ្វីក្រៅពីទៅធ្វើទេបន្តិចក្រោយមកយើងក៏បានឃើញគេបានយកកានដបអ្វីមួយចូលមកអាហ្នឹងក៏ជាដបថ្នាំហ្នឹងហើយសិនយូក៏បានយកវាបន្តិចលាបទៅលើរបួសរបស់សត្វឆ្កែបណ្ដាឆ្កែនៅពេលហ្នឹងក៏ពិតជាក្រហមយ៉ាងខ្លាំងរបួសរបស់វាក៏បានជាសះស្បើយមួយរំពេចហើយឆ្កែនេះគឺឆ្កែមិនធម្មតាទេឆ្កែដ៏ស្នៃម្ចាស់សត្វទាំងបានឃើញចឹងហើយនឹងក៏ពិតជារំភើបចិត្តឡើងហូរទឹកភ្នែកដែលថាអាចសង្គ្រោះជីវិតសត្វខ្លួនបានបន្ទាប់មកសិនយូក៏បានទៅជួបជាមួយនឹងនៅប្រធានលាវហើយបានសួរទៅកាន់យ៉ាងថាតើពេញចិត្តជាមួយនឹងការព្យាបាលរបស់ខ្ញុំដែរអត់ហើយនៅប្រធានលាវក៏បានតទៅវិញការព្យាបាលរបស់ឯងក៏ពិតជាធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលឥឡូវនេះខ្ញុំបានសម្រេចចិត្តហើយថាឯងក៏នឹងឯងខ្លាំងទៅជាគ្រូពេទ្យនៅក្នុងក្រុម Fireman ពួកយើងបានសើរឿងបន្តទៀតក៏បានកាត់ទៅដល់សិនយូទៅពេលនេះគឺបានទៅដល់ផ្ទះហើយកំឡុងពេលនឹងនាងក៏បានថាឲ្យទៅកាន់សិនយូទៀតឲ្យមកផ្ទះយូតាមពិតគឺបានទៅចូលរួមជាមួយនឹងក្រុម Fireman ធ្វើជាគ្រូពេទ្យសិនយូក៏បានត្រឹមតែថាបងស្រីប៉ុន្តែនាងងាកមកចេញបាននិយាយថាចាប់តាំងពីឯងមានកូនចិញ្ចឹមឥឡូវនឹងឯងឡាញទឹកបងស្រីម្នាក់នេះក្នុងកែភ្នែកទៀតឯងសិនយូក៏បានបញ្យល់ថាមិនចឹងនោះទេបងស្រីគេមានការយល់ច្រឡំហើយហើយរំពេចនឹងដែរសួរមេវក៏បានមកដល់ទីហ្នឹងបានសួរអំពីបញ្ហាដែលបានកើតឡើងនៅដូច្នេះហើយសិនយូក៏បានប្រាប់ថានៅពេលនេះបងប្រុសគេបានខ្លាចទៅជាគ្រូពេទ្យដែរហើយបន្ទាប់មកតែមានការងារធ្វើមានប្រាក់ខែនឹងជួនបងស្រីញ៉ាំអីឆ្ងាញ់ៗនៅចុងសប្តាហ៍ហើយតែអញ្ចឹងនឹងប៉ាកូនចិញ្ចឹមទាំងពីរក៏បានសប្បាយចិត្តទាំងពីរនាក់សាររឿងបន្តទៀតក៏បានកាត់ទៅដល់វងយាននៅពេលនេះក៏បានដេកលើក្រែលើកចាស់លើកអីមើលទៅបាក់ជើងបាក់ដៃអស់ហើយនឹងស្រែកពេញមួយទំហឹងថាថ្ងៃណាមួយខ្ញុំក៏នឹងសងសឹកឯងពិសេសជានឹងទៅទៀតប៉ារបស់គេក៏បានដើរចូលមកហើយគាត់ក៏ជានាយករងនៅសាលាឈៀងឡុងផងដែរបាននិយាយទៅកាន់វងយានក្នុងនាមគឺជាកូនប្រុសរបស់ស្ដេចតុងឈិនបើជាចាញ់ក្មេងប្រុសក្រីក្រដែលមកពីទីក្រុងលំដាប់ទី3ហើយក៏ពិតជាបានធ្វើឲ្យគ្រួសារវងរបស់យើងគឺម៉ាស់មុខខ្លាំងណាស់ដូចមានសមជាអតីតប្រហែលជាប៉ារបស់វងយើងក៏រហ័សនាមស្ដេចតុងឈិនអញ្ចឹងទៅនឹងក៏ប្រហែលជាគាត់ក៏នៅកម្រិតស្ដេចសាទអីណាដែលពីដំបូងមានហៅថាគឺជារាងកាយស្ដេចសាទចំណែកវងយើងបន្តពីស្ដាប់ប៉ារបស់គាត់ស្ដីឲ្យអញ្ចឹងហើយនឹងមើលទៅកាន់គេទៅទឹកភ្នែកហូរជូតកាយដៃប្រាប់ទៅកាន់ប៉ាឈប់ជេរខ្ញុំទៅមិនដឹងនោះទេថាសិនយូនោះក៏បានចុះកិច្ចសន្យាជាមួយនឹងសាទទៅវៃដោយសារគេមានគុណលក្ខណៈ3
ពិសេសគេមានការគ្រប់គ្រងពីក្រុម Fireman ផងដែរនៅពេលនេះខ្ញុំខ្លាចថាពួកយើងក៏គ្មានឱកាសដើម្បីនឹងសងសឹកទៅលើគេវិញឡើយនាយករងវងក៏បានតទៅវិញទៅថាច្បាស់ណាស់ថាគ្រួសារវងយើងក៏មិនអាចប៉ះពាល់ទៅលើក្រុម Fireman បានឡើយប៉ុន្តែនៅក្នុងការសាកល្បងនៅលើភ្នំយីងណែនបើសិនជាសិនយកស្លាប់ដោយសារតែពាក្យរវៈហេតុត្រូវបានសត្វចម្លែកសម្លាប់នោះក៏អត់មាននរណាបានដឹងដែរសាររឿងបន្តទៀតក៏បានកើតទៅដល់ថ្ងៃសាកល្បងនៅលើភ្នំយីងណែនដែលធ្វើឡើងសម្រាប់សិស្សថ្មីនាយករងវងបានប្រកាសប្រាប់ទៅកាន់សិស្សដទៃទៀតថាខ្សែដៃរបស់គេបានពាក់នៅលើដៃគឺអាចកំណត់ដល់ចំនួនសត្វបិសាចរបស់គេបានសម្លាប់អ្នកដែលអាចសម្លាប់សត្វបិសាចពី1ក្បាលរហូតដល់10ក្បាលមានចំណាត់ថ្នាក់ C និងពី11ក្បាលទៅដល់30ក្បាលគេមានចំណាត់ថ្នាក់ B ពី31រហូតដល់50ក្បាលគេមានចំណាត់ថ្នាក់ A ពី51រហូតដល់80គេមានចំណាត់ថ្នាក់ S និងចុងក្រោយពី81ក្បាលឡើងគឺមានចំណាត់ថ្នាក់ S+ ឬក៏ S+ នាយកសួរក៏បានប្រាប់ទៅកាន់នាយករងវងបន្ថែមថាមុននឹងចាប់ផ្ដើមនៃការប្រកួតមួយនេះសូមឲ្យនាយកវងប្រកាសអំពីឈ្មោះសិស្សដែលបានដឹកនាំក្រុមថ្នាក់នីមួយៗថ្នាក់ទី1គឺមានមូរងយងស៊ូហើយនិងមូរងឈីងឈីងចឹងសិស្សដទៃទៀតបានដឹងចឹងនឹងក៏ពិតជាមានការផ្សាយតែម្ដងថ្នាក់ទី1ទេប៉ុន្តែគេមានមនុស្សអស្ចារ្យ2នាក់ថ្នាក់ហ្នឹងក៏ប្រហែលជាចំណាត់ថ្នាក់តែគ្នាយើងចំណែកទី3គឺសៀវស៊ីនយូយើងនឹងឯងសាររឿងបន្តទៀតក៏បានកាត់ទៅដល់កន្លែងផ្សាយផ្ទាល់នៃសាលាឈៀងឡុងដែលមានគ្រូទាំង3នៅទីហ្នឹងហើយនឹងគណៈកម្មការម្នាក់ដែលមានឈ្មោះថាយងស៊ូក៏បានប្រកាសអំពីការសាកល្បងត្រូវបានចាប់ផ្ដើមជាផ្លូវការនាយកស៊ូនាងក៏បានសួរទៅកាន់នាយករងវងទៅគិតថាស៊ីនយូនឹងឯងប្រមាណសត្វវេទមន្តបានប៉ុន្មានក្បាលដោយនាងបានដឹងទេថានាយករងវងគឺចង់សម្លាប់ទៅលើស៊ីនយូយ៉ាងហ្នឹងអញ្ចឹងគាត់បានតបថាប្រហែលជា50ក្បាលប៉ុន្តែលោកគ្រូឈិនក៏អត់គិតចឹងនោះទេជាមួយនឹងតែពិសោធន៍របស់ក្មេងនោះគឺឯងប្រមាណសត្វជាងហោចណាស់ក៏បាន80ក្បាលឬក៏លើជាងនេះប៉ុន្តែនាយកស៊ូក៏បានយកអំពីចម្លើយរបស់នាងដែលបានសួរអំបញ្ញមិញប៉ុន្តែនាងក៏មិនគិតចឹងនោះទេប្រហែលជាស៊ីនយូក៏នឹងអាចបំបីកំណត់ត្រាបានថែមទៀតផងហើយនឹងក៏បង្កើតអភូតហេតុថ្មីសាច់រឿងយើងបន្តក៏បានលេងកាត់ទេដោយពេលនេះសុនធានហៅមកពីថ្នាក់ទី5ក៏បានបោកបាញ់សត្វវេទមន្តបាន20ក្បាលរីឯមូរងយងស៊ូបោកបាញ់សត្វវេទមន្តបានចំនួន43ក្បាលមិនតែកាន់គេទៅដេកយ៉ាងសង្ហាក្រោមដើមឈើចំណែកបងស្រីរបស់គេដែលមានឈ្មោះថាមូរងស៊ីងស៊ីងក៏កំពុងតែបោកបាញ់យ៉ាងសុទ្ធស្វែងដូចគ្នាជាលទ្ធផលយើងក៏បានឃើញជាមួយចំណាត់ថ្នាក់ទាំង3ដែលសិតអាចបោកបាញ់សត្វបានខ្ពស់ជាងគេក្នុងនោះមានអ្នកទាំង3នាក់នឹងឯងហើយមកតែកាន់ចំណាត់អ្នកទាំង3នឹងទៅគឺពិតជាមិនលើគ្នាប្រមាណទេលើមួយណាអញ្ចឹងហើយនេះប្រកាសជាការប្រកួតប្រជែងដ៏ស្វិតស្វាញមួយសម្រាប់អ្នកទាំង3ឲ្យមើលទៅដោយឡែកសត្វបិសាចរបស់មូរងស៊ីងស៊ីងគឺជាប្រជាបុរាណមួយដែលយើងបានឃើញថាមានក្បាលខ្មោចនឹងឯងសមត្ថភាពវិញគឺពិតជាមិនធម្មតានោះទេហើយនៅពេលនេះកំពុងតែប្រឈមមុខជាមួយនឹងសត្វវេទមន្តមួយក្បាលដែលគឺជាតោស្រីឈាមគឺជាបិសាចលំដាប់ទី2ដែលមានខ្សែឈាមវិរៈភាពលោកពូគណៈកម្មការក៏បានប្រកាសថាបើសិនជាមូរងឈិងឈិងអាចយកឈ្នះទៅកាន់សត្វតោនេះបានទៀតចំណាត់ថ្នាក់នាងក៏នឹងអាចឈានទៅដល់ចំណាត់ថ្នាក់អញ្ចឹងក៏មិនតាន់ដឹងថាយ៉ាងណាទៀតនោះទេសាររឿងនៅក្នុងភាគទី9ភាគទី10ក៏ត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្្នឹងនោះទេហើយក៏តោះដឹងថាការនៅក្រុមហ៊ុនក៏ចេញភាគតទៀតឡើយគេមានតែរងចាំតែប៉ុណ្ណោះចេញពេលណាមានក៏នឹងសម្រាយពេលហ្នឹងតែម្ដងចង់ប្រាប់ថាឡើយមានគឺពិតជាតាំងចំអស់មែនតែនខំប្រឹងសម្រាយនិយាយខុសផងមកទៅហើយនឹងអញ្ចឹងគឺបាយបាយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៃរឿងអ្នកប្រយុទ្ធម្ចាស់សាស្ត្រនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលប្រជាបុរាណរបស់មូរងឈិងឈិងកំពុងតែប្រឈមមុខជាមួយនឹងតោស្រីឈាមប៉ុន្តែពេលនឹងត្រូវបានស៊ិនយូស៊ីពេចចប់ជន់រកដាក់តែមួយកញ្ញាប៉ុណ្ណោះក៏អាចកម្ចាត់ទៅលើតោស្រីឈាមបានយ៉ាងងាយមិនត្រឹមតែប៉ុណ្ណឹងនោះទេស៊ិនយូក៏បានលើកដល់ទៅការនាងអរគុណចំពោះអាមកក្បាលនេះដែលអញ្ចឹងចាយនឹងមួម៉ៅមែនតែនដែលឡាយគណៈកម្មការក៏បានប្រកាសអំពីចំណាត់ថ្នាក់អ្នកទាំង3ទៀតហើយនៅពេលហ្នឹងយើងក៏បានឃើញស៊ិនយូនៅលើគេដែលឡាយនៅខាងទៀតប្រកួតដែលគឺជាទីតាំងរបស់ស៊ិនយូហើយនឹងមូរងឈិងក៏លេចចេញនៅបិសាចស្រមោចភ្នែក3អ្នកទាំងពីរក៏សុទ្ធតែត្រៀមខ្លួនដើម្បីនឹងបើកការវេប្រហារគ្រប់ពេលស៊ិនយូក៏បានប្រើប្រាស់ចចប់ព្យុះនៅរੂវេប្រហារទៅដល់ចំហាយធម្មពលទៅលើស្រមោចបិសាចភ្នែក3យ៉ាងច្រើនប៉ុន្តែមើលទៅស្បែករបស់វាគឺពិតជាតានចចប់ព្យុះនៅរੂក៏បានខ្ជាក់ធម្មពលភ្លើងដាក់ទៅកាន់ស្រមោចភ្នែក3នឹងទៀតប៉ុន្តែជាលទ្ធផលត្រូវបានមូរងឈិងឈិងស៊ីពេវិញដោយបានដុតស្រមោចភ្នែក3ដែលប្រើប្រាស់ភ្លើងបុរាណពីវិជាបុរាណចាយនឹងក៏បានដើរទៅលើគ្រីស្តាល់បិសាចស៊ិនយូក៏មិនរំពឹងទុកនោះទេតែចាយនឹងក៏អាចសងសឹកមកលើគាត់វិញហើយនៅពេលនេះចំណាត់ថ្នាក់អ្នកទាំងពីរគឺស្មើគ្នាលោកពូគណៈកម្មការក៏បានប្រកាសទៀតថានៅសល់រយៈពេលទៅជា1ម៉ោងទៀតប៉ុណ្ណោះការប្រកួតក៏នឹងត្រូវបានបញ្ចប់ចាំមើលទៅដល់ចុងក្រោយគេនរណាគេគឺជាអ្នកចាប់ចំណាត់ថ្នាក់កម្ពុជាខណៈនឹងស៊ិនយូក៏បានជួបជាមួយនឹងកម្មប្រមាមួយដូច្នេះចង់ចូលទៅវាយប៉ុន្តែត្រូវបានឈិងសម្រាប់វាបានមុនគឺថាចាយតាមស៊ិនយូរហូតណាស់អញ្ចឹងហើយនៅសឹកមិនសឹកទៅររៀងគេឥឡូវហ្នឹងគេតាមវិញឯងមិនដែរដោយឡែកចំណាត់ថ្នាក់របស់មូរងឈិងនៅពេលនេះក៏បានទៅដល់89ក្បាលដោយឡែកស៊ិនយូក៏បានទៅ81តែប៉ុណ្ណោះក៏ស៊ិនយូនៅពេលហ្នឹងបាននិយាយទៅកាន់មូរងស៊ិងបើទោះបីជាខ្ញុំបានដើរសត្វឯមួយក្បាលយ៉ាងណាក៏ដោយប៉ុន្តែនាងក៏មិនត្រូវតាមខ្ញុំរហូតចឹងដែរប៉ុន្តែចាយនេះមិនខ្ចីតបអីមួយម៉ាត់ដោយឡែកទស្សនិកជនទៅបានមើលការផ្សាយផ្ទាល់មួយនេះពួកគេក៏ចង់ដឹងផងដែរថាតើស៊ិនយូអាចតាមទៅទាន់ចំណាត់ថ្នាក់របស់មូរងស៊ិងដែរអត់អញ្ចឹងពួកគេមានតែរងចាំពេលវេលាប្រហែលនាទីចុងក្រោយតែប៉ុណ្ណោះដោយឡែកស៊ិនយូក៏បាននិយាយបន្តទៅកាន់ចាយនឹងទៀតលើក្រោយខ្ញុំឡាយឲ្យនាងទទួលបានទៀតទេលើអញ្ចឹងគណៈកម្មការចូលទួលមែនតែចង់មានន័យថាស៊ិនយូក៏ចង់ប្រើប្រាស់កម្លាំងពេញលេញមែនបន្តមកក៏បានឃើញស៊ិនយូដើរប្រមាញ់ទៀតទេហើយនៅពេលនេះកំ
ប៉ុងទៅតាមប្រមាណទៅលើតោស្រីឈាមកម្រិត2ហើយមករងជាងនេះវិញក៏ដូចគ្នាផងដែរតាមប្រមាណសត្វលើអាកាសសត្វដើរដីដោយសារតែពេលវេលាមួយនេះគឺជាពេលវេលាប្រកួតប្រជែងរវាងអ្នកទាំងពីរដូច្នេះពួកគេក៏ត្រូវតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដោយឡែកពេលវេលាគឺកាន់តែកន្លងផុតទៅនៅពេលនេះក៏សល់តែពេល30វិនាទីតែប៉ុណ្ណោះគណៈកម្មការក៏បានប្រកាសទៀតថាបើសិនជាអត់មានអីកើតឡើងនោះទេច្បាស់ណាស់ថាចំណាត់ថ្នាក់កម្ពុជាគឺជារបស់ស៊ិនយូក៏ស្របពេលនឹងយើងក៏បានឃើញជាមួយនឹងបិសាចយ៉ាងកំណាចមួយហើយក៏ជាតោស្រីឈាមនៅពីក្រោយថ្មមើលទៅកាន់សត្វបិសាចមួយនឹងទៅក៏ពិតជាមិនអត់នោះទេបានស្ទុះយ៉ាងលឿនវេប្រហារទៅលើស៊ិនយូបានឃើញចឹងក៏បានដឹងថានេះគឺជាបិសាចកម្រិត3ចឹងក៏មានប្រតិកម្មដើម្បីនឹងទប់ទល់ជាមួយនឹងវាតាន់ទេក៏ត្រូវបានវារុញជ្រាក់ធ្លាក់ជ្រុះមករងសិងបានឃើញចឹងហើយនឹងក៏មានការប្រួយបារម្ភទៅលើស៊ិនយូផងដែរស៊ិនយូនៅពេលនឹងក៏បានតោងជាប់ជាមួយនឹងកូនឈើមួយដែលដុះនៅលើសំយ៉ាភ្នំនាងក៏បានហុចដៃស៊ិនយូតោងមកក៏ស្របពេលនឹងស៊ិនយូគាត់បានកលេចឃើញអបិវងយានបានពួននៅក្នុងគុំប្រៃមួយដូច្នេះក៏បានដឹងថាអ្នកដែលបានធ្វើគឺជាវងយានដោយឡែកមេឈើក៏បានបាក់ចុះធ្លាក់ទៅខាងក្រោមស៊ិនយូក៏បានដឹងថាមិនល្អទេហើយក៏បានស្រែកយ៉ាងខ្លាំងបើយើងមើលទៅកាន់សិងនៅពេលនេះក៏ពិតជាមានការបារម្ភទៅលើស៊ិនយូជាខ្លាំងប៉ុន្តែនាងមិនអាចធ្វើអ្វីកើតឡើយដោយគ្រូនៅខាងនេះនៅពេលនឹងក៏បានដឹងអំពីហេតុការណ៍ដែលបានកើតឡើងលោកគ្រូឆាន់គាត់បានងើបយ៉ាងលឿនហើយប្រាប់ទៅកាន់នាយកលីងចំកនទៅជួយសង្គ្រោះសិស្សខ្ញុំឥឡូវនេះនាយកលីងក៏បានប្រាប់ទៅកាន់គាត់វិញថាកុំឲ្យមានការបារម្ភអីនោះគាត់ជាសិស្សរបស់ខ្ញុំដូចគ្នាដូច្នេះពួកយើងក៏ត្រូវតែជួយដាច់ខាតមិនឲ្យគេមានគ្រោះថ្នាក់អ្វីបានកើតឡើងទេហើយបន្ទាប់ពីអ្នកទាំងពីរបានចាក់ចេញមកទៅកាន់នាយកវងគាត់ក៏បានញញឹមញញែងហើយនេះគឺជាការរៀបចំរបស់គាត់នឹងឯងសាររឿងក៏បានកាត់ទៅដល់ខាងក្រោមចលងភ្នំនេះវិញស៊ិនយូនៅពេលនោះគាត់ក៏បានដឹងខ្លួនឡើងវិញហើយក៏ពិតជាមានកំហឹងទៅលើអបិវងយ៉ែនមែនតែបើសិនជាគាត់បានឡើងទៅវិញគាត់ក៏មិនដោះលែងអបិនោះទៀតឡើយសម្លឹងទៅមើលបិសាចរបស់គាត់នៅពេលនោះក៏បានដឹងថាវាគេបានរងរបួសយ៉ាងធ្ងន់ធ្ងរអញ្ចឹងគាត់ក៏ពិតជាមានការបារម្ភជាខ្លាំងហើយបានដឹងថាបិសាចរបស់គាត់ក៏បានប្រើប្រាស់រាងកាយវាដើម្បីនឹងទ្រខ្លួនប្រាំគាត់តែបានជាគាត់កើតអីហើយបន្ទាប់មកស៊ិនយូក៏បានយកទឹកថ្នាំព្យាបាលរបួសឲ្យទៅកាន់លៃហ្វាងផឹកប៉ុន្តែវាក៏មិនអាចព្យាបាលរបួសបានទាំងស្រុងដែរត្រឹមតែបន្ថយការឈឺចាប់តែប៉ុណ្ណោះចង្រៃអីមិនក៏បានភ្លៀងទៀតហើយស៊ិនយូក៏បានយកលៃហ្វាងទុកហើយគាត់ក៏នឹងទៅរកកន្លែងជ្រក់ភ្លៀងហើយទៅដល់រូងភ្នំមួយក៏បានចូលទៅក៏បានគិតផងដែរថាមិនដឹងពេលណាភ្លៀងបានរាំងទេហើយមិនដឹងតែបងស្រីគាត់ព្រួយបារម្ភយ៉ាងណាឡើយនឹកឃើញទៅដល់មករងសិងនៅពេលដែលបានឃើញគាត់ធ្លាក់ជ្រោះចឹងហើយនាងក៏ពិតជាមានការបារម្ភហើយគាត់ឆ្ងល់មែនទែនតែក្នុងចិត្តនាងគិតអ្វីក៏ពេលនឹងមានមនុស្សម្នាក់បានដើរចូលមកហើយបានជន់ទៅនឹងមេឈើដែលធ្វើឲ្យស៊ិនយូក៏បានដឹងថាកំពុងតែមានមនុស្សចូលមកឯដល់ឡាចាយនេះក៏បានចាប់កស៊ិនយូក៏បុចឡើងទៅខាងលើនិយាយទាំងកំណាយទៅកាន់ស៊ិនយូថាមនុស្សលោកបានឃើញមុខអសរីចឹងហើយក៏ត្រូវតែសម្លាប់ចោលដល់ឡាស៊ិនយូក៏បានប្រើប្រាស់ការផ្នែកពិសេសរបស់គាត់ដើម្បីនឹងមើលហើយក៏បានដឹងថានាងគឺជាកញ្ច្រងកន្ទុយ9កម្រិតស្ដេចហើយក៏បាននិយាយទៅកាន់នាងនៅអ្វីដែលគាត់បានដឹងទៅចឹងនាងក៏បានតទៅវិញខ្ញុំរំពឹងទឹកនោះទេថាមានមនុស្សលោកស្គាល់អំពីអធិរាជបើអញ្ចឹងទៅហើយអធិរាជអ្នកនេះក៏មិនຕົកអាយនៅរស់ដែរជាបាច់កស៊ិនយូដកដង្ហើមសឹងតែមិនរួចនោះទេនៅកំឡុងពេលនឹងស៊ិនយូក៏បានរំលឹកអំពីនាងដែលបានត្រូវជាតិពលអ្នកពិតបើមិនបញ្ញាព្យាបាលទេនឹងត្រូវស្លាប់កន្លះម៉ោងក្រោយទៀតបានលើអញ្ចឹងហើយចាយកញ្ច្រងទុយ9គឺឆ្ងល់មែនតែហើយអ្វីបានជាអញបានដឹងហើយនឹងក៏បានក្អកខេះបញ្ជាអំពីរបួសរបស់នាងដែលបានឃើញចឹងស៊ិនយូក៏បានដឹងថានេះគឺជាឱកាសល្អហើយបញ្ចេញត្រានៅលើដៃគាត់បញ្ចេញនៅពន្លឺពណ៌មាសចាញ់ចាំងម្ដងលើចាយនឹងខ្ទាតទៅក្រោយបន្តិចដូចគ្នាហើយក៏បានដោះលែងស៊ិនយូក៏បាននិយាយទៅកាន់ចាយនឹងទៀតថាដោយសារតែខ្ញុំបានដឹងថានាងគឺជាកញ្ច្រងបិសាចកន្ទុយ9ហើយបើទោះបីជាខ្ញុំមិនដឹងអំពីហេតុអ្វីដែលស្ដេចបិសាចដ៏ល្ងងខ្លៅត្រូវបានផុតពូជកាលពី300ឆ្នាំមុនប៉ុន្តែពេលនេះហេតុអ្វីបានជាមានស្ដេចបិសាចបានលេចចេញមកទៀតអញ្ចឹងពេលនេះគាត់គួរនឹងព្យាបាលនាងជាមុនហើយប្រាប់ទៅកាន់នាងថាខ្ញុំអាចជួយសង្គ្រោះនាងបានប៉ុន្តែនាងក៏បានតបទៅវិញទៅថាបើសិនជាប្រើប្រាស់វិជ្ជាពេទ្យដើម្បីព្យាបាលគ្មានសង្ឃឹមនោះទេរបួសរបស់ខ្ញុំគឺបណ្ដាលមកពីជាតិពុលអ្នកពិតទោះបីជាគ្រូពេទ្យដ៏ល្អបំផុតមកព្យាបាលក៏មិនអាចព្យាបាលបានដែរនាងខ្លាចថាវានឹងលំបាកប៉ុន្តែស៊ិនយូក៏បានតបទៅកាន់នាងថាវាមិនលំបាកនោះទេខ្ញុំអាចជួយនាងបានប៉ុន្តែមុននឹងជួយនាងត្រូវតែចុះកិច្ចសន្យាឈាមជាមួយនឹងខ្ញុំបោះអីម្យ៉ាងដើម្បីនឹងចុះកិច្ចសន្យានឹងមើលទៅកាន់ចាយនឹងទៅក៏ពិតជាខឹងមែនទេអ្នកកំឡោះហ៊ានឲ្យអធិរាជចុះកិច្ចសន្យាជាមួយនឹងលោកខ្ញុំបានគិតថាឯងហ៊ានពេកទេស៊ិនយូក៏បានតទៅវិញទៅថាប្រកបណាស់ចាយនឹងក៏បាននិយាយទៅវិញឯងចង់ងាប់ទេទោះទៅជាបាច់កស៊ិនយូម្ដងទៀតលើឡើងលើស៊ិនយូក៏បាននិយាយទៅកាន់នាងការសម្រាប់ខ្ញុំក៏ពិតជាងាយសម្រាប់នាងប៉ុន្តែនាងគិតមើលទៅបើសិនជាខ្ញុំស្លាប់នាងក៏នឹងស្លាប់ដូចគ្នាបន្ទាប់ពីរឿងចឹងជ្រងទុយ9គឺបានគិតថាតែខ្ញុំត្រូវចុះកិច្ចសន្យាជាមួយនឹងមនុស្សមែនដែរអីប៉ុន្តែបើមើលទៅតាមសភាពនាងនៅពេលនេះគឺកាន់តែទត់ទ្រាំទៅហើយស៊ិនយូក៏បានប្រាប់ទៅកាន់នាងថាជាតិពឹសអ្នកពិតគឺកាន់តែជ្រាបចូលទៅក្នុងខ្សែឈាមនាងកាន់តែលឿននេះបើសិនជានាងមិនព្រមសម្រេចចិត្តនៅពេលនេះទេក៏គ្មានឱកាសទៀតដែរហើយជ្រងទុយ9នាងក៏បានគិតផងដែរថានៅពេលនេះនាងគឺមិនអាចស្លាប់បានទេដោយសារតែមានកិច្ចការមួយចំនួនទៀតដែលបងស្រីនាងឲ្យធ្វើគឺមិនទាន់ចាត់ចែងរួចដូចអញ្ចឹងក៏បានប្រាប់ទៅកាន់ស៊ិនយូថាខ្ញុំយល់ព្រមចុះកិច្ចសន្យាជាមួយនឹងលោកអញ្ចឹងស៊ិនយូក៏បានខំដៃបង្ហូរឈាមចុះទៅលើថ្ងៃចាយកញ្ច្រងទុយ9លើកជិះនៅក្បួនកិច្ចសន្យាឈាមមួយបានចុះទៅលើចាយនឹងបង្កើតបានទៅរកផ្កាយមួយមិនទុកយូរទៀតចាយនឹងក៏បានសួរទៅកាន់ស៊ិនយូទៅពេលណាលោកព្យាបាលខ្ញុំស៊ិនយូក៏បានតបទៅកាន់នាងវិញប្រកាសណាស់ថានាងនៅពេលនេះគឺជាកូនចៅខ្ញុំអញ្ចឹងហើយខ្ញុំក៏នឹងឲ្យនាងមានសមត្ថភាពស៊ិនយូក៏បានដោះឲ្យចាយ
នឹងក៏បានសាយទៅកាន់ស៊ីនយូទៅលោកចង់ធ្វើអ្វីស៊ីនយូក៏បានប្រាប់ថាកំពុងតែព្យាបាលនាងនឹងបន្តមកក៏បានដកយកកុនកំបិតវះទៅលើទ្រង់ខាងឆ្វេងចំកន្លែងបេះដូងក៏បានប្រាប់ឲ្យនាងមកបៀមមកបានលើអញ្ចឹងចាយនឹងក៏ឆ្ងល់ទៀតទេទៅលោកកំពុងនិយាយអំពីអ្វីណាអាត្រេកអ្នកនេះគឺមិនអាចធ្វើរឿងអញ្ចឹងបានទេស៊ីនយូក៏បានតបទៅកាន់នាងទៅនាងកំពុងតែគិតអំពីអ្វីហ្នឹងខ្ញុំឲ្យនាងបៀមឈាមត្រង់បេះដូងនេះដល់អញ្ចឹងចាយនឹងក៏បានធ្វើមុខមើលហើយក៏បានទៅលិតឈាមរបស់ស៊ីនយូបន្ទាប់លិតឈាមទៅចិត្តបេះដូងហើយមើលទៅកាន់ចាយនឹងក៏ពិតជាមានអារម្មណ៍ថាស្រស់ស្រាយមែនទែនក៏មានអារម្មណ៍ថាឈាមនេះហាក់បីដូចត្រូវបានហុំព័ទ្ធដោយកម្លាំងអ្វីមួយនឹងបន្ទាប់ពីព្យាបាលរួចហើយស៊ីនយូក៏បានពេលអោឡើងវិញហើយបានប្រាប់ទៅកាន់នាងថានៅពេលនេះការបញ្ចប់នៃការព្យាបាលបានចប់ហើយតែខ្ញុំអាចដឹងអំពីជាមួយនាងបានដែរអត់អញ្ចឹងសារយើងនៅក្នុងភាគទី11 12ក៏ត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្្នឹងនោះទេហើយបេនក៏ជាស្រ័យមែនទែនដែលខានជារឿងនឹងយូរវិញហើយអញ្ចឹងគឺបាយបាយមានតែប៉ុណ្្នឹងទេសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តរឿងអ្នកប្រយុទ្ធម្ចាស់សានអេដមីនដូចជាខានជារឿងនឹងយូរហើយប៉ុន្តែមិនជាថ្មីទេតោះចូលទៅទស្សនាទាំងអស់គ្នានៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលចាយកញ្ច្រងបាននិយាយទៅកាន់ស៊ីនយូថាម្ចាស់ក្សត្រីម្នាក់នេះគឺមានឈ្មោះថាតាឡ័រហើយក៏ដោយសារតែលោកនៅពេលហ្នឹងគឺបានខ្លាយទៅជាម្ចាស់របស់ម្ចាស់ក្សត្រីម្នាក់នេះដូច្នេះខ្ញុំក៏ប្រាប់ទៅកាន់លោកថារបស់ខ្ញុំគឺបណ្ដាលមកពីពូជអ្នកក្រៀកបន្ទាប់ពីលើអញ្ចឹងស៊ីនយូក៏បានគិតផងដែរបន្ទាប់ពីតាឡ័រមានទំនាក់ទំនងជាមួយនឹងសាមអ្នកដូច្នេះហើយប្រហែលជានាងអាចដឹងអំពីអ្វីដែលបានកើតឡើងចំពោះគាត់ឥឡូវនេះបន្ទាប់ពីគិតចង់ក៏បាននិយាយទៅកាន់នាងថាហើយខ្ញុំក៏អត់មានអីត្រូវលាក់បាំងជាមួយនឹងនាងទៀតដែរនៃរបស់ខ្ញុំចាប់តាំងពីបានត្រាំនៅក្នុងឈាមអ្នករយៈពេល2ខែមុនអាចជំរុញឲ្យមនសិការរបស់ខ្ញុំអាចមើលឃើញអំពីផ្ទាំងព័ត៌មានមួយហាក់បីដូចជា system ហើយខ្ញុំក៏អាចដឹងអំពីរបស់នាងតាមរយៈកែវផ្នែករបស់ខ្ញុំតាំងពីដំបូងមកម្លេះដូចគ្នាបន្ទាប់ពីលើអញ្ចឹងនាងក៏ហាក់បីដូចជាមានការព្យាបាលបន្តិចដែរគិតថាបើតាមអ្វីដែលគាត់បាននិយាយហើយអ្វីបានជាផ្នែករបស់គាត់មើលទៅមិនដូចជាផ្នែកព្រះអញ្ចឹងហើយបើយើងទៅតាមរឿងព្រេងនិទានផ្នែករបស់ពពួកអារ្យអាចមើលឃើញតាមរយៈព័ត៌មានវេទមន្តទាំងអស់ប៉ុន្តែមើលទៅស៊ូស៊ីនយូនេះបាច់ជាមានការយល់ច្រឡំសម្រាប់ប្រព័ន្ធប៉ុន្តែនេះគឺជាអ្វីដែលទទួលបានពីមរតកអ្នកក្រីរាជវង្សតាំងពីអេប្រាយ៉ាងណាក្តីគាត់គ្រាន់តែជំនួសតែប៉ុណ្ណោះហើយអញ្ចឹងនៅពេលនេះនាងក៏ឡើងគិតច្រើនដែរដោយសារតែពេលនេះនាងគឺជាកូនចៅរបស់ស៊ីនយូហើយបើសិនជាផ្នែករបស់គាត់គឺជាផ្នែករបស់ពពួកអារ្យពិតមែនវាក៏មានផលប្រយោជន៍សម្រាប់នាងផងដែរនឹងបានតបទៅកាន់ស៊ីនយូវិញថាមើលទៅផ្នែករបស់លោកអាចបានមកពីឈាមអ្នកលើកមុននឹងហើយក៏ជាផ្នែកក្នុងព្រេងនិទានដែលគេហៅថាផ្នែកនៃព្រះបុរាណគឺថែមព្រះបិសាចបុរាណមួយទៀតបន្ទាប់ពីលើអញ្ចឹងស៊ីនយូក៏បានលាន់មាត់ថាតើវាមែនដែរទេអញ្ចឹងនាងក៏បានប្រាប់ទៅកាន់គាត់ថាកុំឲ្យឈួតពេកទាំងព័ត៌មានដែលគាត់បានឃើញវាគ្រាន់តែជាការមើលឃើញរបស់ផ្នែកពពួកអារ្យតែប៉ុណ្ណោះបានលើអញ្ចឹងស៊ីនយូក៏បានគិតពិចារណាបន្តិចដែរហាក់បីដូចជាមិនអញ្ចឹងទេបើតែអ្វីដែលខ្ញុំបានលើសម្លេងគាត់តាំងពីដំបូងមកម្លេះតាំងពីអ្នកសមោលលើបានវេបហាមកកាន់គាត់ហើយរើសបានត្បូងថាមពលនេះដូចជានៅក្នុងការវេតម្លៃរបស់សាលាឈៀងឡុងខ្ញុំត្រូវបានដាក់ដោយប៉ាក់ខ្មៅសម្រាប់ Bloodline Spear គិតចុះឡើងយើងក៏បានឃើញជាមួយនឹងតោស្រីឈាមកម្រិត3នេះក៏បានធ្វើដំណើរមកដល់ទីនឹងដែរយ៉ាងស៊ីនយូក៏បានប្រាប់ទៅកាន់កាយកញ្ច្រងថាអាសាទាំងហើយđâyគឺជាអ្នកវេប្រហារគាត់ធ្លាក់មកក្រោមនឹងហើយក៏មិននឹកស្មានដល់សោះថាវេតាមគាត់មកទីនេះដែរតោស្រីឈាមក៏បានហក់មកដើម្បីនឹងបើការវេប្រហារទៅលើអ្នកទាំងពីរដូច្នេះអ្នកទាំងពីរក៏បានកិច្ចទៅម្នាក់មកខាងហើយក៏ដោយសារតែពេលនេះអ្នកទាំងពីរក៏ហាក់បីដូចជារឿងរបស់ទាំងពីរនេះអញ្ចឹងក៏លបានតបតជាមួយនឹងតោស្រីឈាមនឹងផងដែរតោស្រីឈាមក៏បានហក់កន្ទ្រប់ទៅលើតាឡ័រហើយក៏ដោយសារតែចានឆ្នះផងក៏បានធ្វើឲ្យចាយនឹងក៏ពិតជាខឹងមែនតើអញ្ចឹងក៏បានបញ្ចេញនូវធម្មពលមួយដុំធំហើយវាសាយភ័យធម្មពលពាសពេញនឹងជលតផលតោស្រីឈាមក៏ត្រូវបានកកហើយនឹងបាយខ្ទេចខ្ទីដូចជាថ្មអញ្ចឹងចាត់ការរួចហើយក៏បានសួរទៅកាន់ស៊ីនយូទៅលោកមិនអីតែមែនប៉ុន្តែហួសពេលលើដោយសារតែស៊ីនយូនៅពេលនេះបានដួលសន្លប់ស្ដោកសាររឿងក៏បានកើតទៅដល់លំហដែរសានបញ្ញសញ្ញារបស់ស៊ីនយូនេះវិញយើងក៏បានឃើញជាមួយនឹងអ្នកក្រេតពោឈាមួយយ៉ាងធំវាក៏បាននិយាយថាទីបំផុតដឹងខ្លួននេះស៊ីនយូនៅពេលហ្នឹងគាត់ក៏បានងើបឡើងវិញហើយបានសួរថាតើកំពុងតែនិយាយជាមួយនរណាអញ្ចឹងអ្នកក្រេតមួយនឹងក៏បានសួរទៅកាន់គាត់ថាតើឯងភ្លេចខ្ញុំហើយមែនខ្លឹមសារយូសួយដែលឯងបានប្រើប្រាស់គូណាស់តអរគុណចំពោះខ្ញុំដែលបានណែនាំឯងយ៉ាងណាក្តីស៊ីនយូក៏បានសួរទៅកាន់អ្នកតើលោកគឺជានរណាហើយតើនៅពេលនេះខ្ញុំនៅទីណាហើយបើយើងមើលទៅកាន់អ្នកក្រេតឈាមួយនឹងក៏ពិតជាធំមែនតើអញ្ចឹងអ្នកនឹងក៏បានរំលឹកអំពីពេលមុនទៀតដែលស៊ីនយូបានឃើញអ្នកសមោលលើកមុននឹងហើយតាមពិតទៅនឹងគឺជាការព្យាឡើងនៃខ្សែឈាមហើយក៏ដូចជាបានប្រាប់ទៀតថានេះគឺជាដែនសម្បញ្ញសញ្ញារបស់លោកដែលត្រូវបានភ្ជាប់នៅពេលដែលលោកបានដួលសន្លប់ហើយខ្ញុំក៏យកឱកាសមួយនេះដើម្បីមកជួបជាមួយនឹងឯងដូចគ្នាអញ្ចឹងស៊ីនយូក៏បានលាន់មាត់ថាតើនៅពេលនេះខ្ញុំកំពុងតែសន្លប់មែនហើយអញ្ចឹងអ្នកនឹងក៏បានប្រាប់ទៅវិញទៅថានៅពេលនេះក៏ដល់ពេលដឹងខ្លួនហើយអញ្ចឹងគាត់បានសួរថាតើពួកយើងអាចជួបគ្នាបាននៅពេលណាទៀតលបងអ្នកនឹងបានត្រឹមតែប្រាប់ថាខ្ញុំគឺតែងតែនៅក្បែរខ្លួនឯងជានិច្ចបន្ទាប់ពីអញ្ចឹងទៅស៊ីនយូគាត់ក៏បានដឹងខ្លួនឡើងវិញហើយក៏ពិតជាឆ្ងល់មែនតើហើយអ្វីបានជាគាត់នៅពេលនេះគឺនៅមន្ទីរពេទ្យអញ្ចឹងអំបីមិញគាត់ចាំថាគាត់បានសន្លប់នៅក្នុងរោងភ្នំព្រំពេជ្រនៅលោកក្រូឆាន់ជាមួយនាយកស៊ូក៏បានមកដល់ទីហ្នឹងបានសួរដំណើរគ្នាថាតើឯងភ្ញាក់ហើយមែនអញ្ចឹងស៊ីនយូក៏បានតបថាខ្ញុំសុខសប្បាយជាធម្មតាទេនាយកស៊ូក៏បានប្រាប់ទៅកាន់ស៊ីនយូថាក្រុមជួយសង្គ្រោះបានរកឃើញលោកដួលសន្លប់នៅក្បែររោងភ្នំប៉ុន្តែពួកគេក៏បានប្រាប់ថាហាក់បីដូចជាមានរឿងចម្លើយបានកើតឡើងនៅទីនោះដោយសារតែមានសត្វចម្លែកកម្រិតទី3ដេកងាប់នៅហ្នឹងតែឯងបានដឹងដែរទេថានៅពេលនោះមានរឿងអ្វីកើតឡើងស៊ីនយូគាត់បានតបថាខ្ញុំមិនដឹងទេព្រោះឯថានៅពេលនេះខ្ញុំកំពុងតែសន្លប់នាយកស៊ូក៏បានដឹងដែរថាខ្ញុំនឹងគឺជា
ម្ចាស់សត្វផ្កាយមួយអាចតបតជាមួយនឹងសត្វកម្រិត3បានដោយរបៀបណាបន្ទាប់ពីលើអញ្ចឹងនាយកស៊ូក៏បានថាមើលទៅខ្ញុំប្រកាសជាគិតច្រើនពេកទេហើយកុំបារម្ភអីការកើតឡើងគ្រោះថ្នាក់ចំពោះឯងខាងសាលាក៏នឹងសើបានដឹងច្បាស់អំពីរឿងដែលបានកើតឡើងហើយនឹងផ្ដល់ការបញ្យល់មួយយ៉ាងច្បាស់លាស់ចឹងស៊ីនយូក៏បានអរគុណទៅលើនាយកស៊ូលោកគ្រូឆាន់វិញក៏បានប្រាប់ឲ្យស៊ីនយូសម្រាប់បានល្អទៅព្រោះឲ្យថានឹងមានការប្រកួតប្រជែងថ្មីទៀតនៅចុងសប្តាហ៍នឹងលើកពីនឹងទៅទៀតចំណាត់ថ្នាក់ដែលបានប្រកួតនៅលើភ្នំយៀងណានស៊ីនយូអាចជាមួយនឹងមូរងស៊ីនគឺជាអ្នកទទួលបានជ័យជំនះចំណាត់ថ្នាក់ S បូកដូចគ្នាហើយនឹងក៏ចាត់ទុកបានថាគឺជាការបំបីកំណត់ត្រាមហាវិទ្យាល័យនេះបន្ទាប់មកអ្នកទាំងពីរក៏បានចាក់ចេញទៅវិញដំណើរគ្នានោះក៏ស្រាប់តែលេចវត្តមាននៅចែកកញ្ច្រងតាលាស់ចេញមកយ៉ាងស៊ីនយូក៏ឡើងឆ្ងល់ដែរហេតុអ្វីបានជាបាញ់នឹងបាត់នាងទៅណាវាប្រែមកថានាងជីងពីសញ្ញាគ្រប់គ្រងសត្វដែលមាននៅលើដៃគាត់នឹងអញ្ចឹងនាងក៏បានប្រាប់ថាបន្ទាប់ពីលោកសន្លប់ក្រុមសង្គ្រោះក៏បានមកដល់ប៉ុន្តែនាងឆ្ងល់ណាស់តែស៊ីនយូលោកអាចធ្លាក់ពីច្រាំងធម្មតាអពាក់វៈហេតុមែនប៉ុន្តែស៊ីនយូក៏បានតបថាមិនអញ្ចឹងទេហើយខ្ញុំក៏បានដឹងអំពីមនុស្សដែលបានធ្វើរឿងនេះផងដែរហើយលើកនេះខ្ញុំក៏មិនអត់ឱនឲ្យមនុស្សម្នាក់នោះទៀតទេសារីយ៉ាងនៅពេលនេះក៏បានកាត់មកដល់ផ្ទះរបស់នាយករងវងនៅវិញមើលទៅកាន់គាត់ទៅអង្គុយផឹកតាយ៉ាងសង្ហាវងយិនក៏បានប្រាប់ទៅកាន់ប៉ារបស់គេថានៅពេលនេះកំពុងតែមានបញ្ហាអញ្ចឹងក៏បានសួរថាតើបញ្ហាអ្វីហើយបានជាស្រែឡូឡាម្លេះវងយិនក៏បានឲ្យប៉ាគេមើលអំពីព័ត៌មានដែលប្រកាសថានៅពេលនេះស៊ីនយូត្រូវបានជួយសង្គ្រោះឲ្យគាត់មិនទាន់បាត់បង់ជីវិតនោះឡើយតែអាចដែរទេថាគាត់ក៏នឹងសងសឹកមកលើពួកយើងវិញបើសិនជាអញ្ចឹងមែនគឺលំបាយឲ្យដោយសារតែគាត់មានក្រនវាយមកនៅពេលក្រោយប៉ុន្តែបើយើងមើលទៅនាយករងវងចិត្តរបស់គាត់គឺនៅតែស្ងប់ក៏ដូចជាបានប្រាប់ទៅកាន់កូនប្រុសត្រូវទៅចាំថាអ្វីដែលបានកើតឡើងនៅលើភ្នំយឹងណានគឺគ្រាន់តែជាឧបទ្ទវហេតុគ្មានអ្វីពាក់ព័ន្ធជាមួយនឹងយើងទាំងពីរឡើយប៉ុន្តែវងយិនក៏នៅតែបារម្ភថាស៊ីនយូក៏នឹងសង្ស័យពួកយើងប៉ារបស់គេក៏បានតទៅវិញទៅថាបើអញ្ចឹងមែនក៏គ្មានភ័ស្តុតាងដែរអញ្ចឹងគេក៏បានសួរទៅកាន់ប៉ាគេទៀតថាតើនៅពេលនេះពួកយើងគួរណាស់ធ្វើអ្វីបន្តទៀតនាយករងវងក៏បានតទៅវិញមកទល់ពេលនេះទៅហើយគឺមានតែដើរទៅមុខទៀតប៉ុណ្ណោះសារីយ៉ាងក៏បានកាត់ទៅដល់ទីតាំងរបស់ស៊ីនយូនៅវិញនៅសកក៏មានការតាក់ទងមកហើយមានភ្លេចមកប៉ែនឹងបានតែតាក់ទងមកហើយយំមែនតែបារម្ភទៅលើស៊ីនយូចំណែកស៊ីនយូយើងវិញតបទៅកាន់គេបណ្ដាក៏ដូចជាសម័យឃើញទស្សនវិជ្ជាផ្សេងបណ្ដាថាមើលទៅអ្នករាល់គ្នាគឺបានព្រើបារម្ភអំពីខ្ញុំយ៉ាងខ្លាំងម្នាក់នឹងក៏បានប្រាប់ទៅកាន់ស៊ីនយូទៀតថាសម្បីតែការប្រកួតចំណាត់ថ្នាក់សិស្សថ្មីក៏ត្រូវពន្យាពេលចាំលបងមកវិញដែរហើយតាមពិតទៅការប្រកួតចំណាត់ថ្នាក់សិស្សថ្មីគឺមិនទាន់បញ្ចប់នោះទេចាំស៊ីនយូម្នាក់ទៀតមកប្រកួតជុំទី2អញ្ចឹងទៅចំណែកការប្រកួតជុំទី2ហ្នឹងអាចលក្ខណៈថាវាយគ្នាលើសាយវានអញ្ចឹងទៅត្រូវប៉ះគ្នាពឹងផ្អែកទៅលើការចាប់ឆ្នោតរបស់ខាងសាលាហើយអ្នកណាត្រូវប៉ះជាមួយអ្នកណាហើយបន្ទាប់ពីកំពូលទាំង8ត្រូវបានសម្រេចនឹងប្រកួតបន្តទៀតដើម្បីនឹងស្វែងរកជើងឯកលេខ1លេខ2លេខ3បន្ទាប់មកក៏បានបាត់ទូរស័ព្ទវិញហើយក៏បានដេកគិតអំពីចំណេញទៅចាប់សត្វវិញ្ញាណនឹងផងដែរគឺត្រូវការផ្ដល់ធម៌ពលសត្វវិញ្ញាណដើម្បីសត្វវិញ្ញាណគឺកាន់តែខ្លាំងអញ្ចឹងក៏មានន័យថាគាត់ត្រូវតែបង្កើនធម៌ពលវិញ្ញាណឲ្យបានកើនឡើងយ៉ាងខ្លាំងអ្វីដែលគាត់ចង់បានគឺចង់ឲ្យគ្រួសារវងសងនៅអ្វីដែលគេបានធ្វើមកលើគាត់អញ្ចឹងគាត់ក៏មានតែពឹងផ្អែកទៅលើធម៌ពលរបស់តាលាស់តែប៉ុណ្ណោះបញ្ហាធំនៅពេលនេះធម៌ពលវិញ្ញាណទៅទៀមទាដើម្បីនឹងឲ្យតាលាស់ចេញមកក៏ពិតជាទៀមទាច្រើនយកតែមែនតែនបន្ទាប់ពីគាត់ចង់ក៏បានដេកលក់មកផ្លឹបហើយក៏បានទៅជួបជាមួយនឹងពូនេះដើម្បីស្វែងរកដំណោះស្រាយចឹងទៅលបងនេះក៏បានប្រាប់ទៅកាន់ស៊ីនយូផងដែរដរាបណាគេអាចជួយឲ្យខ្ញុំរំលឹកដល់ការចងចាំរបស់ខ្ញុំពីមុនមកវិញខ្ញុំក៏នឹងជួយឯងដូចគ្នាលបងនេះក៏បានប្រាប់ទៅកាន់ស៊ីនយូបន្ថែមទៀតថានៅពេលក្រោយឲ្យមានសមាធិឲ្យជ្រៅជ្រៅបន្តិចទៅមកជួបគាត់បានបើមិនចឹងទេប្រយ័ត្នតែមានគ្រោះថ្នាក់ហើយគាត់ក៏បានកែលម្អទិន្នន័យរបស់ស៊ីនយូរួចរាល់ហើយបើសិនត្រូវការអីទិញនៅក្នុង system ហ្នឹងទៅបន្ទាប់មករបស់របរនៅក្នុងហ្នឹងហើយក៏បានថឹងថាតម្លៃនឹងក៏ពិតជាថ្លៃមែនតើលបងនេះក៏បានប្រាប់ថាកុំបារម្ភអីខ្ញុំនឹងឲ្យឯងបំពេញភារកិច្ចពីមួយទៅមួយដើម្បីទទួលបានពិន្ទុហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេដរាបណាជោគជ័យក៏មានការដើម្បីទទួលបានក្រោះថ្នាក់វិញ្ញាណអ្នកក្រាចនៅពេលនេះពួកអ្នកហាក់បីដូចជាបានឲ្យទៅកាន់ស៊ីនយូមួយដើម្បីទុកជាកាដូឲ្យលើក្រោយគូនៅតែខិតខំប្រឹងប្រែងនៃខ្លួនឯងហើយចាប់តាំងពីពេលនេះតទៅឲ្យស៊ីនយូសូត្រពាក្យបញ្ជាដែលប្រុងប្រយ័ត្នសត្វចម្លែកដើម្បីបំបែកប្រព័ន្ធបង្ហាញខ្លួននោះឯងក៏នឹងអាចហៅប្រព័ន្ធបានហើយប្រាប់ហើយក៏បានដេញស៊ីនយូឲ្យទៅវិញទៅគាត់នៅពេលនេះត្រូវការសម្រាប់ហើយបើមិនចាំបាច់ទេមិនបាច់មកទេអញ្ចឹងស៊ីនយូក៏បានយល់ព្រមលបងអ្នកក៏បាននិយាយពាក្យចឹងក្រោយផងដែលសង្ឃឹមថាមិនខកបំណងទេបងស្រីប្រហែលជាលបងអ្នកគឺសម្ដៅទៅកាន់បងស្រីរបស់គាត់ឬក៏មិនដឹងនោះទេសរឿងបន្តទៀតស៊ីនយូក៏បានលាបងស្រីហើយនឹងក្មេងតូចនោះទៅកាន់សាលារៀនដើម្បីចូលរួមការប្រកួតបន្តចឹងទៅដូច្នេះអ្នកទាំងពីរនៅពេលហ្នឹងហាក់បីដូចជាមានការបារម្ភប៉ុន្តែស៊ីនយូក៏បានប្រាប់ថាមិនបាច់បារម្ភនោះទេគាត់នឹងមកផ្ទះវិញឲ្យលឿនដើរនៅតាមផ្លូវក៏បានឃើញសារប្រកាសចាប់ខ្លួនចៅអញ្ចឹងតាលាដែលបាត់ប្រកាសចេញព្រះរាជវាំងស្ដេចឡានបន្ទាប់ពីដឹងដំណឹងចឹងហើយនឹងមើលទៅកាន់ស៊ីនយូកាន់តែកពលមកជាមុនថែមទៀតក៏បានទៅកន្លែងស្ងាត់មួយហៅចាយនឹងមកសួរនាំអំពីរឿងនេះហើយនឹងត្រូវការដែលគ្រួសារដែលច្បងហេតុអ្វីបានជានឹងមិនប្រាប់ខ្ញុំចាយនឹងក៏បានតទៅវិញទៅថាលោកមានសួរណាអញ្ចឹងគាត់ក៏បាននឹងនាងមើលសារប្រកាសមួយនេះរឿងធំបែបនេះហេតុអីចាំបាច់គាត់សួរចាយនឹងក៏បានតវិញទៀតថាបើសិនជាលោកស្ដាយនោះលោកអាចលុបកិច្ចសន្យាឈាមជាមួយនឹងខ្ញុំបានហើយលោកខ្ញុំឲ្យគ្រួសាររាជវង្សនឹងទៅគាត់ក៏បានតបទៅកាន់នាងវិញថាតើលោកឥឡូវនេះខ្ញុំគឺជាម្ចាស់របស់នាងខ្ញុំសង្ឃឹមថានាងនឹងជឿជាក់លើខ្ញុំនិងមិនត្រូវលាក់បាំងអ្វីជាមួយនឹងគ្នាឡើយបើលើអញ្ចឹងហើយនាងហាក់បីដូចជារៀងតន់ចិត្តបន្តិចហើយប្រាប់ទៅកាន់ស៊ីនយូ
យល់ថាតាមពិតទៅមនុស្សស្រីម្នាក់មានឈ្មោះថាសាងកនឡានបានផ្ដល់រង្វាន់ដ៏ធំមកខ្ញុំឥឡូវនេះវានៅក្នុងដៃរបស់ខ្ញុំបញ្ជាគាត់បានឃើញអញ្ចឹងហើយនឹងសិនយល់ក៏បានសួរទៅការនាងតានេះគឺជាអ្វីដូច្នេះនេះបានរៀបរាប់ថាកំណប់ច្រប់យ៉ាងច្រើនបំផុសរបស់ត្រកូលអ្នកក្រាគឺទឹកភ្នែកនេះបើយើងទៅតាមរឿងព្រេងនិទានត្រកូលអ្នកក្រាគេមានកំណប់ទ្រប3ធំកំណប់ទ្របទី1គឺជាដាវបញ្ច្រាស់អ្នកក្រាកំណប់ទ្របទី2ខ្សែទៅអ្នកក្រានិងចុងក្រោយគឺជាគុជទឹកភ្នែកអ្នកក្រានឹងឯងដោយឡែកគុជទឹកភ្នែកនៅក្នុងដៃរបស់នាងគឺត្រូវផលិតចេញពីទឹកភ្នែកអ្នកសពចំនួន1000ក្បាលបើសិនជាយើងអាចដំណើរការវាបានទាំងអស់ប្រកបថាអាចបញ្ច្រាស់ពេលវេលាបានបន្ទាប់ពីលើអញ្ចឹងមើលទៅកាន់សិនយូទៅចំហមកបើកភ្នែកធំហើយសឹងតែមិនគួរជឿហើយក៏បាននិយាយថាបើយើងត្រឡប់កាលពីអតីតកាលវិញកុលសពនអ្នកក្រាត្រូវបានផុតពូជកាលពី300ឆ្នាំមុនប៉ុន្តែគាត់ឆ្ងល់ណាស់ហេតុអ្វីបានជាមានកុលសពនអ្នកក្រាម្ដងទៀតនៅពេលថ្មីនេះហើយតែ300ឆ្នាំមុនមានរឿងអ្វីកើតឡើងពិតប្រាកដទៅគាត់គឺពិតជាចង់ដឹងមែនតើចំណែកតាឡនាងគាត់បានដឹងដូចគ្នារំពេចនឹងក៏មានអ្នកហៅអញ្ចឹងតាឡក៏បានបញ្ញាចូលក្នុងសញ្ញាគ្រប់គ្រងសត្វយ៉ាងលឿនចំណែកអ្នកដែលបានហៅគឺជាមូរងអីទេផ្លេចបាត់ហើយចាំបាច់ទៅមូរងស៊ីនបងប្រុសរបស់មូរងស៊ីនគឺបាននិយាយថាចៃដន្យមែនតើពួកយើងបានជួបគ្នារំលឹកទៅមើលពេលមុនដែលលោកបានកិច្ចគ្រោះថ្នាក់មើលទៅក៏ពិតជាសំណាងដល់ហើយលើអញ្ចឹងមូរងស៊ីនក៏បានគិតថាហេតុអ្វីបានជាបងប្រុសនាងនិយាយអញ្ចឹងបងប្រុសនាងក៏បាននិយាយប្រាប់ទៅកាន់ស៊ីនយូបន្ថែមទៀតថាបងស្រីរបស់ខ្ញុំគឺខឹងជាមួយនឹងខ្លួនឯងយ៉ាងខ្លាំងដែលលើកមុនគឺមិនអាចជួយលោកបានប្រហែលថ្ងៃនេះនាងមិនញ៉ាំមិនផឹកអីទាំងអស់បន្ទាប់ពីលើកព័ត៌មានថាលោកមានសុខភាពនៅលើទូរទស្សន៍ហើយនាងញ៉ាំបាយរហូតដល់3-4 ចានណោះអញ្ចឹងពេលក្រោយលោកគូនៅប្រឹងប្រយ័ត្នបន្ថែមទៀតទៅកុំឲ្យមានគ្រោះថ្នាក់ទៀតនិយាយចឹងឲ្យមើលទៅកាន់មូរងស៊ីនទៅចាប់បាត់មាត់បងប្រុសបន្ទាប់ពីលើអញ្ចឹងស៊ីនយូក៏បានអរគុណទៅនាងគឺបានបារម្ភហើយនៅពេលនេះការប្រកួតចំណាត់ថ្នាក់យុវជនសម្រាប់សិស្សថ្មីគឺចិត្តចាប់ផ្ដើមឆាបនេះហើយអញ្ចឹងឲ្យពួកគេក៏បានទៅជាមួយនឹងគ្នាសារីយើងក៏បានបញ្ចប់នៅត្រង់ការប្រកាសអំពីការប្រកួតចំណាត់ថ្នាក់សិស្សថ្មីនឹងឯងដល់ហើយភាគនេះគឺជាភាគទី13រហូតដល់15បើបានជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៅរឿងអ្នកប្រយុទ្ធម្ចាស់សត្វនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលការប្រកាសអំពីការចាប់ផ្ដើមនៃការប្រកួតសិស្សថ្មីលោកពូគណៈកម្មការក៏បានប្រកាសថាការចាប់ដេគូបេតបៈដើម្បីប្រកួតពឹងផ្អែកទៅលើការចាប់ឆ្នោតហើយពេលនេះបេក្ខជនទាំងអស់តម្រង់ជួរដើម្បីនឹងចាប់ឆ្នោតទៅកំឡុងពេលនឹងវងយើងគេក៏បានមកដល់ទីនឹងហើយបានឃើញជាមួយនឹងស៊ីនយូក៏ដូចជាបានគិតផងដែរថាលើកនេះខ្ញុំនឹងមិនចាញ់ឯងទៀតទេយើងនៅពេលនឹងក៏បានឃើញជាមួយប្រអប់ខ្មៅអ្វីមួយយ៉ាងចម្លែកក៏ដល់ពេលវងយើងដើម្បីចាប់ឈ្មោះល្មមអាពីអ្នកនេះបានឃើញវងយើងហើយម្នាក់អាវលឿងនឹងគឺបានសរសើរទៅកាន់វងយើងថាបកាយឲ្យខ្លាំងអញ្ចឹងទៅយ៉ាងណាក្តីគ្នាគេបានប្រាប់ថាមិនអញ្ចឹងទេដោយសារតែគាត់ធ្លាប់ចាញ់ស៊ីនយូយ៉ាងអាម៉ាស់មុខកំឡុងពេលនឹងដែរវងយើងក៏បានចាប់បានឈ្មោះស៊ីនយូដូច្នេះអ្នកទាំងពីរត្រូវប្រកួតគ្នាដូចយើងមើលទៅហាក់បីដូចជាការរៀបចំទុកអញ្ចឹងអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងក៏បានលាន់មាត់ថាមើលទៅផ្លូវក៏ពិតជាតូចចង្អៀតពិតមែនរួចវងយើងគេក៏បានគិតឲ្យយើងបានដឹងផងដែរថាពុករបស់គេបានរៀបចំសន្លឹកឆ្នោតរបស់ស៊ីនយូនៅពេញលើប្រអប់ហើយអញ្ចឹងបន្តទៀតនៅពេលអ្នកទាំងពីរឡើងលើសាយវៀនលោកពូគណៈកម្មការក៏បានប្រកាសថាគឺជាការប្រកួតជុំទី7គូទី1ប្រកាសចប់យើងបានឃើញជាមួយអ្នកទាំងពីរក៏បានបញ្ចេញនៅសាទរៀងខ្លួនដែលស៊ីនយូគឺបញ្ចេញនៅចចកជួសនៅរੂចំណែកវងយើងគេបញ្ចេញនៅខ្លារខិនបំបីអវកាសមករងសៀងនៅវិញនេះក៏ហាក់បីដូចជាមានអារម្មណ៍ថាចម្លើយជាមួយនឹងធម្មពលរបស់ស៊ីនយូរួចហើយបានសួរទៅកាន់បងប្រុសតែមានអារម្មណ៍ថាចម្លើយជាមួយនឹងស៊ីនយូដែរអត់នាងមានអារម្មណ៍ថាកម្លាំងរបស់ស៊ីនយូនៅពេលនឹងខ្លាំងជាងលើកមុនទៀតបន្ទាប់ពីកើតឡើងនៅពេលវគ្គហែលលើកមុននឹងព្រោះឲ្យថាលើកមុននៅពេលដែលបានជួបជាមួយនឹងស៊ីនយូនៅការប្រកួតនៅលើភ្នំយៀងណានចចកជួសនៅរੂរបស់ស៊ីនយូស្ថិតនៅកម្រិតដំបូងនៃរាងកាយប៉ុន្តែលើកនេះហាក់បីដូចជាចិត្តទម្លុះកម្រិតទៀតឯងក៏មានន័យថាស៊ីនយូក៏បានប្រើប្រាស់ការប្រកួតមួយនេះដើម្បីទម្លុះកម្រិតខាងលើទីលាននៃការប្រកួតនេះវិញយើងក៏បានឃើញជាមួយនឹងសត្វបិសាចទាំងពីរកំពុងទៅបើកការវេប្រហែលទៅវិញទៅមកខ្លារខិនបំបីអវកាសបានខ្ជាក់នៅធម្មពលតកកយ៉ាងខ្លាំងបណ្ដានៅជុំវិញទីលាននេះទាំងមូលគឺមានការរងាយ៉ាងខ្លាំងដូចជាមេឃដែលកំពុងតែធ្លាក់ព្រិលមកអញ្ចឹងប៉ុន្តែរំពេចនោះក៏ស្រាប់តែខ្លារខិនបំបីអវកាសត្រូវបានចចកព្យួរនរកដេញដុតហោះឡើងទៅខាងលើមួយរំពេចសកាសធាតុក៏បានប្រែទៅជាក្តៅវិញអានៅជាងគេតែអ្នកមើលតែក្តៅត្រជាក់តាមនឹងពេញនឹងណែលពូគណៈកម្មការnàyវិញពាក់អាវងាផងអីផងបានប្រកាសថានេះគឺជាការប្រកួតដ៏អស្ចារ្យអញ្ចឹងនៅពេលនោះយើងក៏បានឃើញជាមួយនឹងចចកព្យួរនរកបានបើកការវេប្រហែលទៅចំខ្លារខិនបំបីអវកាសពេញមួយទំហឹងទៀតវងយើងគេបាននិយាយទៅកាន់ស៊ីនយូទៀតថាកុំគិតថាចំចាញ់ឯងជាលើកទី2ឯសោះវងយើងហាក់បីដូចជាមិនចេញកាយវិការយើងក៏បានឃើញជាមួយនឹងខ្លារខិនបំបីអវកាសបានតបាក់លែបយកនៅអ្វីម្យ៉ាងដែលបែបនេះក៏បានធ្វើឲ្យមេតដូចជាកម្លាំងរបស់វានៅពេលនេះគឺកាន់តែកើនឡើងទ្វេដងស៊ីនយូក៏ហាក់បីដូចជាមានការងឿងឆ្ងល់ផងដែរជាមួយនឹងអ្វីដែលបានកើតឡើងនៅពេលនេះដូច្នេះក៏បានប្រើប្រាស់កាយផ្នែកពីតកូលនេះដើម្បីពិនិត្យមើលក៏បានដឹងថាវងយើងគេបានប្រើប្រាស់ថ្នាំនឹងក៏ជាថ្នាំដែលអូរបស់បែវងយើងនឹងឲ្យទុកក្នុងប្រអប់មួយដែលមានក្បាលខ្មោចនៅជាសញ្ញាអីហ្នឹងអញ្ចឹងក៏បានចង្អុលមកវងយើងហើយបាននិយាយថាវងយើងឯងបានបង្ខំនៅសាររបស់ឯងឲ្យលេបថ្នាំហាមឃាត់ដើម្បីសម្លាប់ចំតែឯងមិននៅសាររបស់ឯងទេមែនប៉ុន្តែវងយើងមិនទុកឲ្យសិនយូនិយាយច្រើនទេក៏បានប្រើប្រាស់ខ្លារខិនបំបីអវកាសបញ្ចេញនៅធម្មពលតកកយ៉ាងខ្លាំងបំភេសាយភេនៅពេញទីលាននេះទាំងមូលតែម្ដងហើយវងយើងគេកាន់ទីមានទំនុកចិត្តឲ្យថានៅពេលនេះលើងលើអាចដុតតកកបានទៀតទេអញ្ចឹងគេបានប្រើប្រាស់ដុំតកកមួយយ៉ាងធំព្រាបបីដូច
ជាបន្លាទៅកអញ្ចឹងដើម្បីទៅសង្កត់សិនយោជាមួយនឹងចចកព្យុះនរកពីអ្នកនេះឃើញហើយក៏ពិតជាមានការចាប់បើដូចគ្នានិយាយថាតែមើលទៅសិនយោត្រូវចាញ់ហើយមែនអបវងយើងនេះវិញក៏បានដើរកាត់មុខសិនយោហើយបានសួរទៅកាន់សៀលសិនយោទៅលោកបានឃើញហើយអំបញ្ញមិញនេះទៅគេហៅថាកម្លាំងបរិរបស់ខ្ញុំចំណែកនាយករងវងនៅវិញគេបាននិយាយទៅកាន់នាយកស៊ូថាតែនៅពេលនេះនាយកបានឃើញដល់ថាតែប្រសររបស់កូនប្រុសខ្ញុំយៀនមិនចាញ់សៀលសិនយោប្រមាណនោះទេនាយកស៊ូលឿនចាំនឹងខ្ចីតបប្រមាណទេក៏ដូចជាបានគិតថាមើលទៅគឺជាបកកូនពីរអ្នកដែលល្ងងខ្លៅរីឥឡូវហ្វង់ដែលគឺជាចចកព្យុះនរកនៅពេលនឹងត្រូវបានតកករបស់វងយៀនហូមពតជំទឹះចង់រើខ្លួនតណាក៏រើមិនបានដែរស្ថានភាពបែបនេះអាចថាវងយៀនគឺមានប្រៀបទៅលើសិនយោសំបីតែស្រីស្អាតទាំងពីរអ្នកនេះក៏ហាក់បីដូចជាមានការបារម្ភនាយកឈិនវិញគាត់បានគិតថាសិនយោអាចបំផ្លាញស្ថានភាពបានដែរអត់សិនយោគាត់ក៏ហាក់បីដូចជាបានគិតអំពីអ្វីដែលបានកើតឡើងលើភ្នំយឹងណាដែលធ្វើឲ្យគាត់នៅពេលនេះក៏ពិតជាមានកំហឹងបញ្ចេញនៅភ្លើងយកសន្ធោសន្ធៅបញ្ជាឲ្យហ្វង់ទម្លុះតកកចេញទៅហើយបានប្រើប្រាស់ភ្លើងមួយដូចជាផ្កាឈូកអញ្ចឹងតាមប្រមាញ់នៅខ្លារខិនបបាយអវកាសបានធ្វើឲ្យវារត់បាច់វល់ពេញនឹងវងយេនបានឃើញហើយក៏ពិតជាព្រួយបារម្ភទៅលើសត្វលោកគ្រូឆានបានឃើញអញ្ចឹងគាត់បានញញឹមចំណែកនាយកស៊ូក៏បានគិតទៅផ្សាយបើថាចំណេះប្រយុទ្ធកុនលក្ខណៈភ្លើងមើលទៅគាត់ពិតជាអាចប្រើប្រាស់វាបានដោយឡែកចំណេះប្រយុទ្ធមួយនេះអាចប្រើប្រាស់បានលុះត្រាណាតែអាចគ្រប់គ្រងសត្វបានពេញលេញចំណែកនាយករងវងក៏បានគិតផងដែរថាមើលទៅលើកនេះគាត់មិនអាចចាត់ការឡើតនោះបានទៀតឡើយដោយសារតែឡើតនោះមើលទៅហាក់បីដូចជាមានការរីកចម្រើនយ៉ាងលឿនលោកពូគណៈកម្មការក៏បានរៀបរាប់អំពីការប្រកួតទៀតដែលថានៅពេលនេះស៊ឺស៊ីនយូក៏បានប្រើប្រាស់ជំនាញប្រយុទ្ធរបស់ចចកព្យុះនរកដែលគឺជាការគ្រប់គ្រងសត្វចំណាត់ថ្នាក់មូលដ្ឋានចចកព្យុះនរកនៅតែបន្តដេញតាំងវាយប្រហារទៅលើខ្លារខិនបបាយអវកាសបន្ទាប់ពីបញ្ចប់យើងក៏ហាក់បីដូចជាបានឃើញថានៅពេលនេះខ្លារខិនបបាយអវកាសត្រូវបានដេកស្អាតមូរងសៀងក៏បានលាន់មកថាក៏ពិតជាអស្ចារ្យខ្លាំងណាស់ចំណែកលោកពូគណៈកម្មការក៏បានប្រកាសអំពីជ័យជំនះមួយនេះដូចគ្នាទស្សនិកជនទាំងអស់ក៏បានបន្តហៅកញ្ជ្រៀវអបអរសាទរក៏เลยទៅមើលទៅន័យរបស់ចចកព្យុះនរកនៅពេលនេះហាក់បីដូចជាមានការប្រែប្រួលលោកគ្រូឆាន់គាត់បានស្កេតមើលហើយបានដឹងថាផ្លោះពីកម្រិតទី1ទៅកាន់កម្រិតទី3ហើយដោយសារតែអញ្ចឹងហើយស៊ើស៊ីនយូបានបង្កើតនូវកំណត់ត្រាដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីសាលាឈៀងឡុងចាប់ផ្ដើមបង្កើតនៅការប្រកួតចំណាត់ថ្នាក់សិស្សថ្មីនេះដោយមានប្រហូតហេតុបានកើតឡើងនៅពេលការប្រកួតអាចចំនួនទៅដល់2កម្រិតជាប់គ្នានាយកស៊ូក៏បានក្រោបឈរទាំងសប្បាយចិត្តហើយបានគិតថាមើលទៅគាត់ក៏ពិតជាសះសំណាប់របស់ខ្ញុំមែនស៊ិនយូគាត់ក៏បានសរសើរទៅកាន់ឡៃវ៉ាងថាក៏ពិតជាធ្វើបានល្អពិតមែនហើយគាត់ក៏បានគិតទៅលើភ្នំយើងណាដែលថាឡៃវ៉ាងបានតាំងប្រមាញ់សត្វវេទមន្តយ៉ាងច្រើននៅទីនោះបូករួមជាមួយនឹងការរបួសធ្ងន់លើកមុនទៀតបានធ្វើឲ្យឡៃវ៉ាងជៀបនឹងទម្លុះកម្រិតយូរវ័យគាត់គ្រាន់តែយកការប្រកួតមួយនេះដើម្បីទម្លុះកម្រិតដើម្បីធ្វើឲ្យមានភាពជោគជ័យតែប៉ុណ្ណោះសប្បាយចិត្តមិនទាន់បានប្រមាណផងនៅពេលនឹងយើងក៏បានឃើញជាមួយនាយករងវងដែលមានឈ្មោះថាវងតុងសិនបានចោទប្រកាន់ទៅលើស៊ើស៊ីនយូថាបានធ្វើខុសច្បាប់នៅកំឡុងពេលនៃការប្រកួតអញ្ចឹងខ្ញុំមានសំណើត្រូវតែបណ្ដេញគេចេញពីសាលាឈៀងឡុងឲ្យជាបន្ទាន់អញ្ចឹងនាយកស៊ូក៏បានប្រាប់ឲ្យវងតុងសិនបង្ហាញអំពីភស្តុតាងស៊ិនយូបានលើអញ្ចឹងក៏បានគិតថាតើប៉ែឯងចង់ធ្វើអីទៀតឯងវងតុងសិនក៏បានអះអាងថាស៊ិនយូក៏បានធ្វើខុសច្បាប់ដោយកំឡុងពេលនៃការប្រកួតគាត់បានសម្លាប់ទៅលើសត្វបិសាចរបស់វងយៀនភស្តុតាងក៏បានបញ្ជាក់នៅលើសាយវៀនហ្នឹងឯងលោកគ្រូទាំងអស់នៅពេលនេះក៏សុទ្ធតែយល់ស្របអំពីភស្តុតាងក៏ដូចជាអ្វីដែលវងតុងសិនបាននិយាយបញ្ជាក់ទៀតផងថាស៊ើស៊ីនយូគឺជាមនុស្សខុសខើអញ្ចឹងពួកយើងមិនអាចទុកមនុស្សខុសខើបែបនេះនៅក្នុងសាលាពួកយើងបានឡើយនាយកស៊ូគាត់បានគិតបន្តិចក៏ដូចជាបានប្រាប់ថាឲ្យពេលជាអ្នកផលិតមើលបានច្បាស់លាស់សិនដើម្បីឲ្យដឹងច្បាស់លាស់ប៉ុន្តែបើសិនជាមាននរណាគេម្នាក់ចង់ធ្វើបាបទៅកាន់ស៊ើស៊ីនយូវិញនោះឬក៏បង្កាច់បង្ខូចអីចឹងទៅខ្ញុំនឹងមិនអត់ឱននឹងគេនោះទេហើយអញ្ចឹងបានតែ2ភាគហ្នឹងទេដោយសារតែឥឡូវភ្លៀងល្មមតាមពិតទៅមានថាដាក់3ភាគតែប៉ុន្តែឥឡូវនេះសារតែភ្លៀងហើយអញ្ចឹងយើងបញ្ចប់ទាំង2ភាគហ្នឹងសិនទៅហើយក៏នាទីរៀងខ្លីដែរប៉ុន្តែធ្វើម៉េចបើធ្វើបានតែប៉ុណ្្នឹងខ្លាចនេះយើងរងចាំយូរអញ្ចឹងបាយជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាពបន្តនៅរឿងអ្នកប្រយុទ្ធម្ចាស់សាទបើសិនជាមានសម្លេងរំខានហើយនឹងអធិស្ឋានផងដែរអេដមីនសូមជម្រាបផងដែរថារឿងម្ចាស់ប៉មបង្ក្រាបបិសាចក្នុងពិភព zombie អត់អាចផុសនៅក្នុង YouTube បានតែភាគទី67ដល់ភាគទី71នឹងដោយសារតែវាមានបញ្ហាអញ្ចឹងទៅហើយអេដមីនក៏ចង់ប្រាប់លើវីដេអូនឹងដែរដោយសារតែខ្លាចមានបញ្ហាទៅលើ channel នឹងទៀតអញ្ចឹងអេដមីនក៏សម្រេចចិត្តផុសអាភាគនៅក្នុង channel Telegram វិញហើយចំពោះ link Telegram ដែលអេដមីនបានផុសរឿងហ្នឹងអេដមីននឹងដាក់នៅក្នុង comment ឬ description អញ្ចឹងគ្នាកុំភ្លេចចូលទៅមើលម្នាក់មួយផងទៅហើយកុំភ្លេច join channel Telegram នឹងផងទៅព្រោះ channel Telegram ហ្នឹងគឺជា channel មួយសម្រាប់ជួនដំណឹងគ្នាយើងនៅពេលដែលមានផ្លាស់ប្ដូរ channel អញ្ចឹងអេដមីនក៏នឹង share link វីដេអូថ្មីចុះក្នុង Telegram ជាញឹកញាប់ក៏ងាយស្រួលដើម្បីគ្នាយើងតាមរកផងដែរមួយវិញទៀតមកហេតុបញ្ហា channel អេដមីនក៏អត់មានប្រាប់នៅក្នុង Telegram នឹងដែរហើយយើងកុំឲ្យខាតពេលយូរតោះទស្សនានៃភាពបន្តយើងទាំងអស់គ្នាដោយក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលក្រុមគ្រូពេទ្យធ្វើការវិនិច្ឆ័យទៅលើសាកសពរបស់ខ្លារខិនបបាយអវកាសនាយកស៊ូជាមួយនឹងគ្រូ2នាក់ទៀតក៏បានដើរចូលមកហើយបានសួរទៅកាន់គ្រូពេទ្យតើបានរកឃើញអ្វីខ្លះអញ្ចឹងគ្រូពេទ្យដឹងក៏បានប្រាប់ថាស្លាកស្នាមភ្លើងនៅលើខ្លួនរបស់វាការស្លាប់ឯម្ដងមកពីអណ្ដាតភ្លើងការជោគនរកលើកមុននោះបានលើអញ្ចឹងមកទៅកាន់វងតុងសិនហាក់បីដូចជាញញឹមនឹងបាននិយាយទៅកាន់នាយកស៊ូតើបានលឺហើយមែនទេសូម្បីតែគ្រូពេទ្យក៏បាននិយាយអញ្ចឹងដែរស៊ិនយូក៏បានសួរទៅកាន់នាយករងវងពីមុនមកធ្លាប់មានឃាតករមួយនៅតែធ្វើឃាតនៅចំពោះមុខមនុស្សគ្រប់គ្នាម្យ៉ាងវិញទៀតផ្កាឈូកភ្លើង
រកគឺជាការវេប្រហារលក្ខណៈព្រលឹងទេប៉ុន្តែនៅលើរាងកាយរបស់ខ្លារខិនបំបីអវកាសគេមានស្នាមកញ្ញាំជើង6ច្បាស់ណាស់ថាវាស្លាប់ក៏ដោយសារតែការច្រាលឈាមយ៉ាងខ្លាំងទោះបញ្ជាក់ទៅកាន់ពេទ្យក្មេងម្នាក់នឹងថាទៅពិតដល់អត់ចំពោះការវិនិច្ឆ័យមួយនេះខ្ញុំសូមណែនាំលោកកុំឲ្យធ្វើដូច្នេះអីបើមិនអញ្ចឹងទេសប្រាប់តិចៗថាបើមិនអញ្ចឹងទេប្រហែលជាចំណេញពេទ្យរបស់លោកគឺលោកអាចប្រើប្រាស់បានទៀតទេអញ្ចឹងនាយកស៊ូក៏បានប្រាប់ឲ្យគ្រូពេទ្យធ្វើការធ្វើតេស្តឈាមបន្តទៀតពាក់ព័ន្ធជាមួយនឹងព្រលឹងអីចឹងទៅអញ្ចឹងនៅពេលនេះបន្ទាប់ពីរួចរាល់លទ្ធផលក៏បានចេញមកគ្រូពេទ្យក៏បានរាយការណ៍ទៅកាន់នាយកស៊ូដែលការងាប់របស់ខ្លារខិនបំបីអវកាសគឺពាក់ព័ន្ធជាមួយនឹងថ្នាំហាមឃាត់អបិវងយ៉ាងបានលើអញ្ចឹងហើយនឹងក៏ពិតជាមានការផាត់ភ័យយ៉ាងខ្លាំងក៏ដូចជាបានលុតជង្គង់សុំវល់គ្រូទាំងអស់នៅពេលនឹងហាក់បីដូចជារៀងភ្លឺភ្នែកអបិវងយ៉ាងក៏បានលុតជង្គង់ទៅចំពោះមុខពុករបស់គេដើម្បីនឹងឲ្យគាត់ជួយអញ្ចឹងវងតុងចិនក៏បានសុំឲ្យនាយកស៊ូតោឱកាសកូនប្រុសរបស់គេកាយខ្លួនម្ដងទៅនាយកស៊ូក៏បានតទៅវិញទៅថាវងតុងចិនណាកុំភ្លេចថាអត្តសញ្ញាណលោកគឺជានរណាបើសិនជាលោកនៅតែទទួលអញ្ចឹងទៀតក៏មិនទោសថាខ្ញុំនឹងឲ្យលោកចេញពីសាលាឈៀងឡុងនេះអសោះបានលើអញ្ចឹងវងតុងចិនក៏ពិតជាខឹងបានតែប៉ុន្តែមិនអាចធ្វើអ្វីកើតទេបានត្រឹមតែគិតថាបើសិនជានៅតែបន្តអញ្ចឹងទៀតចំប្រហែលជាត្រូវបានគេដេញចេញពីសាលានឹងទៀតផងក៏ថាបានដែរអញ្ចឹងក៏បានប្រកាសថាក៏ដោយសារតែវងយ៉ាងបានបំពេញច្បាប់និងបំពេញនគរការសាលាដែលបានបង្ខំដោយប្រើប្រាស់អំពើហិង្សាឲ្យសត្វលេបថ្នាំហាមឃាត់ដូច្នេះចាប់តាំងពីពេលនេះតទៅត្រូវបណ្ដេញចេញពីសាលាឈៀងឡុងបានលើអញ្ចឹងឲ្យមកទៅកាន់វងយ៉ាងហាក់បីដូចត្រូវបានកទះ3កាភ្លៀងអញ្ចឹងសួរតិចទៅកាន់ប៉ារបស់គេថាហេតុអ្វីបានជាបណ្ដេញគេចេញយ៉ាងណាក្ដីប៉ារបស់គេក៏បានប្រាប់ថាកុំឲ្យបារម្ភអីប៉ាក៏នឹងសងសឹកអាល្អិតនោះបន្តទីសាររឿងក៏បានកាត់ទៅដល់ថ្ងៃដែលប្រកាសអំពីបញ្ជីកម្ពុជាទាំង8ហើយស៊ិនយូយើងក៏បានជាប់នៅក្នុងចំណាត់ថ្នាក់លើគេទាំងអស់ហើយកម្ពុជាទាំង8ក៏នៅប្រកួតដើម្បីនឹងជ្រើសរើសកម្ពុជាទាំង3ទៀតស្របពេលនឹងយើងក៏បានឃើញជាមួយនឹងមូរងស៊ីនហើយនឹងប្អូនប្រុសកំពុងទៅដើរចាកចេញទៅវិញហើយប្អូនប្រុសរបស់នាងក៏បានប្រាប់ទៅកាន់នាងថាក៏ដោយសារតែការនៅលើភ្នំយឹងណែននឹងស៊ិនយូក៏បានកញ្ឆក់យកសាររបស់មូរងស៊ីនយ៉ាងច្រើនក្បាលដូច្នេះប្រកួតនាងឲ្យស្អែកគេក៏នឹងសងសឹកឲ្យបងស្រីអញ្ចឹងនាងក៏បានតទៅវិញសង្គ្រឹមទៅឯងយកឈ្នះគេបានទៅចោះក្រុមពេជ្រនោះដែរយើងក៏បានឃើញជាមួយនឹងមិត្តភ័ក្តិសំណោរបស់ស៊ិនយូក៏បានមកឲ្យបានប្រាប់អំពីដំណឹងល្អឲ្យលបងសឿបានដឹងដំណឹងល្អគឺជាដំណឹងដែលស៊ិនយូបានចោះចំណាត់ថ្នាក់កម្ពុជាទាំង8នឹងឯងអញ្ចឹងអ្នកទាំងពីរក៏បានសប្បាយទាំងពីរអ្នកចំណាយវងតងចាន់នៅមើលក៏ពិតជាមានកំហឹងយ៉ាងខ្លាំងតែម្ដងនិយាយតិចថាគុំសប្បាយចិត្តលឿនពេកសាររឿងក៏បានកាត់ទៅដល់យប់ឡើងនៅពេលនោះយើងក៏បានឃើញជាមួយនឹងស៊ិនយូគាត់បានដើរត្រឡប់មកផ្ទះវិញហើយបើកទ្វារចូលផ្ទះក៏បានឃើញថាសភាពនៅពេលនេះក៏ពិតជារញ៉េរញ៉ៃមែនតែនអញ្ចឹងក៏ពិតជាមានការប្រួយបារម្ភទៅលើបងស្រីហើយនិងបងស្រីចិញ្ចឹមក្រុមពេជ្រនឹងក៏បានឃើញជាមួយនឹងបងស្រីចិញ្ចឹមបើរត់ប្រាប់ទៅកាន់បងប្រុសថានៅពេលនេះបងស្រីរ៉ាវស៊ូត្រូវបានគេចាប់យកទៅអ្នកដែលចាប់នឹងក៏ពាក់មុខខ្មៅឈុតខ្មៅហើយនឹងបានបន្សល់ទុកនៅសម្បត្តិមួយអញ្ចឹងស៊ិនយូក៏បានបើកសម្បត្តិនឹងមើលពីគេបញ្ជាក់អំពីទីតាំងត្រូវទៅថានៅភ្នំអាបអញ្ចឹងមិនទុកយូរតែស៊ិនយូក៏បានបញ្ញាដើម្បីនឹងទៅភ្នំអាបយ៉ាងលឿនតែម្ដងរត់បណ្ដាគិតខឹងបណ្ដាថានឹងចាប់បងស្រីរបស់ខ្ញុំច្បាស់ណាស់ថាខ្ញុំមិនអាចលើកឡើងឲ្យបានទេលុះទៅដល់ក្រោមដើមឈើមួយបានឃើញគេចាប់ចងបងស្រីនៅក្រោមដើមឈើមួយមនុស្សពាក់ឈុតខ្មៅនឹងក៏បានដើរចេញមកគេបានប្រាប់ទៅកាន់ស៊ិនយូកុំឲ្យស្រែកឮពេកចំណែកស៊ិនយូក៏អាចទេបានដឹងផងដែរថាម្នាក់នោះគឺជាវងតុងសិនអញ្ចឹងក៏ដោយសារស៊ិនយូបានដឹងទៅហើយគេក៏បានបើកមុខសើយ៉ាងកំណាយបញ្ចេញថាមពលយ៉ាងខ្លាំងនិយាយថាស៊ិនយូថ្ងៃនេះឯងត្រូវតែងាប់បញ្ចេញនូវសារវេទមន្តចេញមកហើយវាក៏ឆ្អាតត្រេកខ្លាចខ្មុំក៏មានឋានៈថាគឺជាម្ចាស់សាទពិតអញ្ចឹងក៏បាននិយាយទាំងជឿជាក់ថាស៊ិនយូថ្ងៃនេះប្រកាសថាឯងក៏មិនអាចកិច្ចឋានៈបានទៀតឡើយអញ្ចឹងស៊ិនយូក៏បានតបថាខ្ញុំខ្លាចថាធ្វើឲ្យលោកខកចិត្តនោះទេបញ្ចេញថាមពលយ៉ាងខ្លាំងមានទាំងពពួកខ្មុកខ្មាច់និងថាមពលរន្ទះពេញនឹងវងតុងចិនគេមានអារម្មណ៍ថាដង្ហើមមួយនេះក៏ពិតជាគួរភ័យខ្លាចបន្ទាប់មកយើងក៏បានឃើញជាមួយនឹងចាយកញ្ច្រងតាលួក៏បានបង្ហាញចេញមកកាច់រៀងយ៉ាងស្រស់ស្អាតសួរទៅកាន់ស៊ិនយូហើយនាងចេញមកមានការអ្វីមែនអញ្ចឹងស៊ិនយូក៏បានប្រាប់ឲ្យនាងសម្រាប់ខ្លាចខ្មុំនោះចោលទៅនាងក៏បានតបថាតើបន្ទាប់ពីបញ្ចប់នឹងឲ្យនាងដេកបន្តទៀតមែនស៊ិនយូបានតបថាប្រកាសណាស់ដេកតាមចិត្តចង់ទៅវងតុងចិនកំពុងតែឈួរមើលក៏នៅតែគិតថាអំពើរបស់បិសាចនេះក៏ពិតជាគួរភ័យខ្លាចប៉ុន្តែគណៈពេលនេះក៏មិនអាចដកថយបានទេប្រើប្រាស់ខ្លាចខ្មុំរបស់គេដើម្បីនឹងបើកការវេប្រហារទៅចាយកញ្ច្រងក្រងតែប្រើប្រាស់សមត្ថភាពពិសេសចេញពីភ្នែកនាងសោះសម្លឹងបើបន្តិចយើងក៏បានឃើញជាមួយនឹងខ្លាចខ្មុំនឹងត្រូវបានកកខ្លាចទៅជាថ្មវងតុងចិនឃើញអញ្ចឹងក៏កាន់តែផ្ទះបាជំនន់ថែមទៀតសួរបញ្ជាក់ថាតើនាងគឺជាបិសាចកញ្ច្រងទុយ9មែននិយាយទៅកាន់ស៊ិនយូថាអ្វីដែលចុះកិច្ចសន្យានៅពេលនេះគឺជាបិសាចកញ្ច្រងដែលគឺជាអក្រិតជនដែលអន្តរេចង់បាននៅពេលដែលរឿងមួយនេះត្រូវបានលាតត្រដាងតើឯងគិតថានឹងមានរឿងអ្វីកើតឡើងយ៉ាងណាក្ដីស៊ិនយូក៏នៅតែញញឹមនិយាយទៅកាន់វងតុងចិនវិញថាតើលោកបានគិតដល់អត់បន្តពីខ្ញុំបានកោះហៅកញ្ច្រងបិសាចទុយ9នេះចេញនៅចំពោះមុខលោកលទ្ធផលលោកប្រហែលជាអាចស្មានដឹងហើយថាខ្ញុំចង់ធ្វើអ្វីប៉ុន្តែយ៉ាងណាក្ដីវងតុងចិនមកទៅហាក់បីដូចជាមិនមានការផិតភ័យដោយសារតែគេបានគិតថាផ្កាយ3មិនអាចយកឈ្នះផ្កាយ6បានឡើយបញ្ចេញថាមពលបន្តិចខ្លាឃ្មុំនឹងក៏បានបំបីចេញពីថ្មបន្តដើរចូលទៅក៏ដូចជាបាននិយាយឌឺដងទៅកាន់ស៊ិនយូទៀតផងថាទោះបីជាបិសាចកញ្ច្រងទុយ9ខ្លាំងជាណាក៏ដោយប៉ុន្តែកម្រិតឯងនឹងចង់គឺពិតជាមិនអាចប៉ះទៅបានឡើយបន្ទាប់ពីនិយាយចប់យើងក៏បានឃើញជាមួយនឹងខ្លាឃ្មុំមួយនឹងក៏បានស្រែកយ៉ាងខ្លាំងពោពេញទៅដោយថាមពលមើលទៅក៏ពិតជាកំណាចមែនទែនស៊ិនយូក៏បានដឹងផងដែរថាអ្វីដែលគេបានប្រើប្រាស់គឺជាគុណលក្ខណៈងងឹតដោយឡែកសាស្ត្រនេះគឺត្រូវផឹកឈាមមនុស្សដើម្បីនឹង
បន្តអភិវឌ្ឍនូវធម៌ពលមិនថាឈាមមនុស្សឬឈាមអ្នកអីក៏ឈាមសាច់ចម្លែកដតីទៀតទេឲ្យតែវាផឹកដល់តែបង្កើនធម៌ពលវាដូច្នេះសិនយកកន្លែងឆ្ងល់ដែរហេតុអ្វីបានជាមានសត្វបិសាចយ៉ាងច្រើនត្រូវបានខ្លួនអស់រយៈពេលច្រើនឆ្នាំមកនេះដោយមានមូលហេតុអញ្ចឹងវងតងច័ន្ទក៏បានសើចបន្តទេក៏ដូចជាបានប្រាប់ទៅកាន់សិនយោថាអាចស្លាប់នៅក្រោមស្នាដៃខ្លាខ្មុំរបស់ខ្ញុំឲ្យមានកិត្តិយសណាស់ទៅហើយយើងក៏ចាប់អារម្មណ៍លើចេញសញ្ញាក្បាលខ្មោចនៅលើពណ៌របស់វងតងច័ន្ទបានឃើញអញ្ចឹងសិនយោក៏បានដឹងផ្លែថាវងតងច័ន្ទគឺជាសមាជិកនៃសហភាពលលាក្បាលក្រហមប៉ុន្តែមានសំហៅសហភាពនឹងគឺជាក្រុមអញ្ចឹងវិញទៅហើយក្រុមលលាក្បាលក្រហមនឹងគឺជាក្រុមមួយក្នុងចំណោមក្រុមងងឹតធំទាំង5ដែលមានចំណេញក្នុងការបណ្ដោះបណ្ដាលម្ចាស់សត្វដែលមានគុណលក្ខណៈងងឹតក្រុមនេះក៏ត្រូវបានគេចាត់ទុកថាគឺជាក្រុមអាក្រក់នៅទូទាំងពិភពលោកអញ្ចឹងសិនយោក៏បានសួរថាតើគេគឺជានាយករងនៃសាលាជាងឡងហេតុអ្វីបានជាគេចោះជាមួយនឹងក្រុមខ្វះងងឹតបែបនេះអញ្ចឹងវងតងច័ន្ទក៏បានតបថាក៏រសារទៅពេលនេះខ្ញុំបានលេចទៅដល់អំពីតសញ្ញាណពិតឲ្យបានដឹងទៅហើយដូច្នេះក៏គ្មានអ្វីត្រូវលាក់បានទៀតដែរព្រោះតែមិនអាចឲ្យមានជីវិតតទៀតបើមើលទៅកាន់ចាញ់ច្រងនៅពេលនេះទៅគឺអស់ធម៌ពលវិញ្ញាណដើម្បីនឹងប្រើប្រាស់ហើយគឺមានតែពឹងផ្អែកទៅលើធម៌ពលរបស់សិនយូប៉ុណ្ណោះអញ្ចឹងសិនយូក៏បានប្រាប់ទៅកាន់អ្នកក្បាយបារម្ភឲ្យបន្តមកគាត់ក៏បានលេបថ្នាំវិញ្ញាណអ្នកគ្រាចូលក្នុងពោះថ្នាំមួយនេះបន្តទៅលេបចូលពោះយើងក៏បានឃើញជាមួយនឹងធម៌ពលយ៉ាងសម្បើមផ្សាយភាយចេញមកក៏ស្របពេលដែលវងតងច័ន្ទជាមួយនឹងខ្លាខ្មុំបានសម្រុកចូលមកសិនយូក៏បានចែកច្រងមកពាំងមកបន្តមកយើងក៏ហាក់បីដូចជាបានឃើញថាចែកច្រងក៏បានប្រែទៅជារាងកាយដើមនាងក៏បានប្រើប្រាស់ត្រឹមតែកាយភ្នែកប៉ុណ្ណោះទប់រងជាមួយនឹងការវេប្រហារមួយនេះហើយបានធ្វើឲ្យវាឡងទៅវិញត្រូវនឹងវងតងច័ន្ទបណ្ដាលឲ្យពេលនេះវងតងច័ន្ទជាមួយនឹងសត្វត្រូវបានភ្លើងឆេះយ៉ាងសោសន្ធើបាត់បង់ជីវិតទាំងពីរប៉ុន្តែសិនយូយើងក៏ហាក់បីដូចជាមានអារម្មណ៍ថាធីងថងហើយគិតថានេះមើលទៅប្រហែលជាផលប៉ះពាល់បន្តពីប្រើប្រាស់ថ្នាំវិញ្ញាណអ្នកគ្រាយបន្តមកក៏បានស្លាប់ស្ដុកហើយសាររៀងក៏ត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេហើយក៏ជាភាគទី18ភាគទី19ហើយបើសិនជាសលេតខាតណាជាស្រ័យផងណាដោយសារតែវីដេអូមួយនេះមានបញ្ចូលសលេងតាំងពីព្រឹកមកម្ល៉េះហើយដឹងឲ្យព្រឹកថ្ងៃចូលឆ្នាំលោកតាំងទៅសោតមន់សោតអីហ្នឹងចឹងបានជាលើសលេងមេក្រូតិចតួចហើយខ្លាំងក៏អត់មានដឹងដែរព្រោះអីមានបានស្ដាប់វីដេអូហ្នឹងតែចឹងបាយជិះវីដេអូក្រោយសួស្ដីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៅរឿងអ្នកប្រយុទ្ធម្ចាស់សាននៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលស៊ីលសិនយូគាត់បានស្លាប់ហើយនៅពេលហ្នឹងតាឡូក៏ពិតជាព្រួយបារម្ភទៅលើសិនយូមែនតែផ្ទះ2ពេលក៏ភ្លៀងដើម្បីសិនយូដឹងខ្លួនឡើងវិញនិយាយផងដែរថាបើសិនជាលោកស្លាប់ចឹងខ្ញុំធ្វើអ្វីទៅរំពេចនោះដែរយើងក៏បានឃើញជាមួយនឹងរាវស៊ូក៏បានដើរចូលមកថែមទាំងបានច្បាច់កទៅលើតាឡូថែមទៀតតាឡូក៏បានដឹងថាអំពើរបស់នាងក៏ពិតជាគួរឲ្យភ័យខ្លាចរាវស៊ូនាងក៏បានច្បាច់កតាឡូឡើងទៅខាងលើបញ្ចេញធម្មពលចេញមកមើលទៅក៏ពិតជាមិនអន់នោះទេថែមទាំងបាននិយាយទៅកាន់តាឡូទៀតថាកញ្ជ្រោះកន្ទុយ9នាងគ្រប់ខ្ញុំគឺជាអធិរាជសាស្ត្រប៉ុន្តែខ្ញុំមិននឹកស្មានថានាងបានចុះកិច្ចសន្យាឈាមជាមួយនឹងប្អូនប្រុសរបស់ខ្ញុំសោះតែឡូនេះក៏បានលាន់មាត់ទៀតថាគឺជាអំណាចអ្នកគ្រាចនឹងមិននឹកស្មានដល់ថាអំណាចអ្នកគ្រាចក៏ពិតជាខ្លាំងបែបនេះសោះមើលទៅនឹងមិនមែនជាបងស្រីបង្កើតរបស់សៀវសិនយូនោះទេប៉ុន្តែក្រៅសូក៏បានខ្សែប្រាប់ទៅកាន់នាងមិនចាំបាច់ដឹងឡើយអំពីតសញ្ញាណពិតខ្ញុំយ៉ាងណាក្តីនៅពេលនេះខ្ញុំគ្រាន់តែជាបងស្រីរបស់សៀវសិនយូតែប៉ុណ្ណោះបន្តមកក៏បានឃើញថារាវស៊ូក៏បានបញ្ចូលធម្មពលឲ្យទៅកាន់សៀវសិនយូដើម្បីនឹងព្យាបាលតែឡូក៏បានសួរថាតើគាត់នៅពេលនេះមានបញ្ហាអ្វីនាងក៏បានតបថាវាប្រហែលជាមានផលប៉ះពាល់បណ្ដាលមកពីការលេបថ្នាំវិញ្ញាណអ្នកគ្រាចតែឡូក៏បានឲ្យសិនយូផ្អែកលើស្មារាវស៊ូក៏បាននិយាយថាក្នុងរយៈពេលខ្លីមើលទៅគាត់មិនកើតអីនោះទេរយៈពេល3ថ្ងៃទៀតនឹងដឹងខ្លួនទេសម្រួលកម្លាំងបន្តិចយើងក៏បានឃើញជាមួយនឹងរាវស៊ូក៏បានដើរឡើងមកសម្ដៅទៅកាន់ទីតាំងដែលមានភ្លើងឆេះច្រៀងនៅចម្រៀងអ្វីម្យ៉ាងចម្រៀងដែលនឹងច្រៀងទៅមើលទៅហាក់បីដូចជាខ្សែភ្លេងមួយអញ្ចឹងបានក៏រំដោបនៅជុំវិញព្រៃនេះទាំងមូលភ្លើងឆេះព្រៃក៏ត្រូវបានរលត់រុក្ខជាតិទាំងអស់ដែលបានស្ដាប់នៅសូរសាបវេទមន្តមួយនេះក៏ស្រាប់តែបានមកស្រស់បោះឡើងវិញតែលោកបានឃើញហើយក៏បានដឹងថានេះគឺជាចម្រៀងអ្នកគ្រាចវាជាស្នាដៃដ៏វិសេសវិសាលរបស់ត្រកូលអ្នកគ្រាចដែលស្ដារនៅអ្វីៗទាំងអស់នៅក្នុងពិភពលោកបន្ទាប់ពីបញ្ចប់ងាកប្រាប់ទៅកាន់តាលោថាដាននៃការប្រយុទ្ធទាំងអស់ត្រូវបាននឹងលុបបំបាត់ចោលហើយអញ្ចឹងគ្មាននរណាដឹងអំពីអ្វីដែលបានកើតឡើងដែរប្រាំមិនដោយប្រាំគម្រាមមិនដោយគម្រាមសម្ដៅទៅតាលោបតាំងអ្វីដែលខ្ញុំបានដឹងមានអ្នកពិតមួយទៀតដែលមានឈ្មោះថាខុនជាអ្វីក៏បានចុះកិច្ចសន្យាឈាមជាមួយនឹងប្អូនប្រុសខ្ញុំដែរដូច្នេះនេះកុំគិតអ្វីផ្ដេសផ្ដាសទៅលើប្អូនប្រុសខ្ញុំហើយស្ដាប់បង្គាប់គាត់ទៅថ្ងៃណាគាត់ប្រកាសថាល្អិតនោះក៏នឹងឲ្យនាងរស់ស្រួលប៉ុន្តែបើសិនជាខ្ញុំបានដឹងថានាងបានធ្វើអ្វីទៅលើប្អូនប្រុសខ្ញុំប្រកាសណាស់ថាខ្ញុំនឹងកាត់កន្ទុយនាងទាំង9ចេញភ្លាមដូច្នេះនាងត្រូវតែចងចាំទុកតាលោក៏បានតទៅវិញទៅថាខ្ញុំនឹងចាំម្យ៉ាងវិញទៀតអំពីអត្តសញ្ញាណពិតខ្ញុំក៏បង្ហាញប្រាប់សិនយូឲ្យសោះសាររឿងក៏បានការទៅដល់ប្រហែលថ្ងៃក្រោយមកនៅក្នុងមន្ទីរពេទ្យមួយយើងក៏បានឃើញជាមួយនឹងសិនយូគាត់ក៏បានដឹងខ្លួនឡើងវិញហើយបានឃើញជាមួយនឹងបងស្រីនាយកស៊ូនៅមើលគាត់នៅណារាវស៊ូបានឃើញប្អូនប្រុសភ្ញាក់ដឹងខ្លួនចឹងហើយនឹងក៏ពិតជាយំមែនទែនធ្វើដូចជាព្រួយបារម្ភទៅលើប្អូនប្រុសពិតជាសំណាងខ្លាំងណាស់ដែលអីមិនកើតអីសិនយូក៏បានប្រាប់ទៅកាន់បងស្រីកុំសង្កត់គេខ្លាំងពេកគេដកដង្ហើមមិនរួចទេហើយបានសួរនាងអំពីអ្វីដែលបានកើតឡើងនៅយប់នោះអញ្ចឹងរាវស៊ូនាងក៏បានប្រាប់ថានៅយប់នោះបន្ទាប់ពីនាងបានងើបពីស្លាប់ឡើងវិញនៅលើភ្នំព្រិលខ្ញុំបានឃើញថាឯងក៏បានស្លាប់នៅក្បែរខ្ញុំបើទោះបីខ្ញុំដឹងថាមានរឿងអីកើតឡើងយ៉ាងណាក៏ដោយប៉ុន្តែខ្ញុំមិនចាំយល់ទេក៏បានបញ្ញានាំឲ្យមកមន្ទីរពេទ្យលើអញ្ចឹងសិនយូគាត់ក៏បានគិតថាមើលទៅបងស្រីគាត់មិនបានកត់សម្គាល់អ្វីដែលខុសធម្មតានោះទេមើលទៅហាក់បីដូចជាតាលោបានធ្វើអ្វីៗទាំងអស់ដើម្បីបំបត្តិផោះតាំងនាយកសួរក៏បាននិយាយបន្តថាបានស្លាប់អស់រយៈពេល
ថ្ងៃឯងហើយការប្រកួតចំណាត់ថ្នាក់សិស្សថ្មីក៏ត្រូវឲ្យមិនចាប់ដូចគ្នាមិនន័យថាសិនយូឲ្យអវត្តមានចំណែកបេក្ខជនដែលបានលេខ1នឹងគឺជាមូរងស៊ីនស៊ីនលេខ2គឺជាមូរងយ៉ាងសាវម្ដងទៀតមូរងយ៉ាងស៊ូអញ្ចឹងសិនយូក៏បានសួរទៅកាន់នាយកសួរថាតើនាយកសួរឆ្ងល់ទៅអត់ហេតុអីបានចំលេខមកទៅលើភ្នំព្រើអញ្ចឹងនាយកសួរគាត់បានដកដង្ហើមបន្តិចក៏ដូចជាបានតបទៅកាន់សិនយូវិញថាសូម្បីតែនាយករងវងក៏បានបាត់ខ្លួនកាលពី3ថ្ងៃមុននឹងដែរបានលើអញ្ចឹងសិនយូហាក់បីដូចជារៀងបែកញើសមើលទៅគាត់ហ៊ីបនឹងចាប់បានឯងរ៉ាស៊ូដែលនៅពីក្រោយគឺបានបញ្ចេញថាមពលនៅដៃត្រៀមឯងគិតថាបើសិនជានាងហាប្រឆាំងជាមួយនឹងសិនយូចំនឹងដាក់តោនាងភ្លាមៗនៅកន្លែងកើតហេតុនាយកសួរស្រាប់តែនិយាយថាប៉ុន្តែករណីមុននេះខ្ញុំនឹងបន្តស៊ើបអង្កេតអំពីបញ្ហានេះហើយខ្ញុំក៏ជឿជាក់ផងដែរថាឯងគ្មានកំហុសអ្វីនោះទេហើយម្យ៉ាងវិញទៀតមើលទៅនាយករងនៃសាលាឈិងឡុងគឺត្រូវតែផ្លាស់ប្ដូរឲ្យមើលទៅរ៉ាស៊ូបានឃើញចឹងឡើយបើចេញសកម្មភាពទៀតឯងចំណែកសិនយូគាត់ក៏បានគិតថាមើលទៅនាយកសួរហាក់បីដូចជានៅខាងគាត់ក្រៅពីនេះទៅទៀតនាយកសួរក៏បានឲ្យសិនយូព្យាបាលរបួសតាំងសម្រួលទៅព្រោះអីគាត់ចង់ឲ្យសិនយូចូលរួមការប្រកួតមួយទៀតដែលគេហៅថា Supernova សិនយូគាត់ហាក់បីដូចជាមានការងឿងឆ្ងល់ដូច្នេះអ្នកគ្រូគាត់បានប្រាប់ថាការប្រកួត Supernova គឺជាការប្រកួតប្រជែងត្រង់ត្រេកធំដែលរៀបចំដោយសាលាធំចំនួន4កាលពីមុនសិស្សឆ្នាំនៅសាលាឈិងឡុងរបស់យើងគឺមានឈ្មោះថាយេស្វងនីងក៏បានចូលរួមប្រកួតផងដែរប៉ុន្តែជាអក្សរនាងត្រូវបានចាញ់នៅក្រោមស្នាដៃរបស់លីម៉ូឆាន់មកពីសាលា White Tiger នាងត្រឹមតែទទួលបានចំណាត់ថ្នាក់លេខ2តែប៉ុណ្ណោះអញ្ចឹងខ្ញុំសង្ឃឹមថាអាចតំណាងឲ្យសាលាឈិងឡុងរបស់យើងដើម្បីចូលរួមការប្រកួត Supernova នេះនិងដឹកនាំសាលាឈិងឡុងដើម្បីទទួលបានជ័យជំនះហើយនឹងមានភាពរុងរឿងប៉ុន្តែមានបញ្ហាបន្តិចក៏ដោយសារតែសៀវសិនយួតបានចូលរួមក្នុងការប្រកួតសិស្សថ្មីទៅដូច្នេះគឺត្រូវធ្វើការតេស្តសាកល្បងជាមុនសិនអញ្ចឹងសិនយួតក៏បានសួរថាតើការធ្វើការតេស្តសាកល្បងអ្វីដើម្បីមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីចូលរួមការប្រកួតមួយនោះនាយកសួរគាត់បានប្រាប់ថាលក្ខខណ្ឌគឺមានតែ2ប៉ុណ្ណោះលក្ខខណ្ឌទី1ម្ចាស់សាស្ត្រត្រូវតែមាននៅសារវេទមន្ត2ក្បាលក្រោមការគ្រប់គ្រងចំណែកមួយទៀតវិញម្ចាស់សាស្ត្រត្រូវតែមានផ្កាយ2ត្រង់ហ្នឹងមានសមជ្ជៈផងដែរថាចំពោះម្ចាស់សាស្ត្រគេគិតលើផ្កាយ1ផ្កាយ2ចំតែប៉ុន្តែចំណាយសាស្ត្រវេទមន្តវិញគេគិតទៅលើកម្រិតហើយជាក់ស្ដែងដោយលៃហ្វាំងឡើហ្នឹងគឺកម្រិតទី3ចំណាយសិនយូគឺជាម្ចាស់សាស្ត្រគឺផ្កាយ1នាយកសួរបានប្រាប់បន្ថែមទៀតថាការប្រកួតគឺចាប់ផ្ដើមឡើងនៅខែក្រោយហ្នឹងហើយក៏សង្ឃឹមថាសិនយូក៏នឹងអាចឆ្លងកាត់ការធ្វើតេស្តសាកល្បងនេះបានលើអញ្ចឹងសិនយូក៏បានគិតថាអ្នកគ្រូស៊ូយៀនមើលទៅគាត់ហាក់បីដូចជាមានទំនុកចិត្តលើខ្ញុំណាស់ដូច្នេះក៏គិតអំពីអ្វីដែលអ្នកគ្រូស៊ូបានជួយមកលើគាត់កន្លងមកដូច្នេះក៏មិនធ្វើឲ្យអ្នកគ្រូស៊ូអស់សង្ឃឹមនោះឡើយម្យ៉ាងវិញទៀតក៏ចង់ដឹងអំពីកម្លាំងរបស់សាលា White Tiger ផងដែរគាត់ចោទក៏បានតបទៅកាន់នាយកស៊ូថាកុំឲ្យបារម្ភអីចាំពិតជាអាចចូលរួមនៅក្នុងការប្រកួត Supernova នឹងបានសាររីយើងក៏បានកាត់ទៅដល់ថ្ងៃបន្ទាប់នៅពេលនេះសិនយូក៏បានចេញពីមន្ទីរពេទ្យវិញហើយគាត់បានដើរនៅក្នុងព្រៃមួយគាត់អំពីការប្រកួត Supernova អញ្ចឹងគាត់គង់នៅចុះកិច្ចសន្យាជាមួយនឹងសាស្ត្រទី2បានហើយទោះបីជាគាត់មានសាស្ត្រទី2ហើយយ៉ាងណាក៏ដោយប៉ុន្តែលោកក៏ពិតជាមិនអាចបង្ហាញខ្លួនបាននោះទេដោយសារស្នេហ៍គឺជាអក្រិតជនចំណែកលៃហ្វាំងវិញក្រំទៅជាសាស្ត្រកម្រិតមធ្យមដូច្នេះគឺមិនអាចតបតជាប់ជាមួយនឹងការប្រកួតធំបែបនេះឡើយអញ្ចឹងនៅពេលនេះក៏បានមកដល់ទីតាំងសមល្មមដើម្បីនឹងអនុញ្ញាតឲ្យលៃហ្វាំងដើម្បីមានការអភិវឌ្ឍបន្ថែមទៀតអញ្ចឹងក៏បានកោះហៅលៃហ្វាំងចេញមកបន្ទាប់មកក៏បានបញ្ចេញនូវគ្រីស្តាល់បិសាចយ៉ាងច្រើនទទួលបានពីភ្នំយ៉ាងណាលើកមុនហ្នឹងត្រៀមទុកសម្រាប់លៃហ្វាំងលេបបើយើងមើលទៅមិនមែនមួយមិនមែនពីរទេគឺមួយគំនរគោលភ្នំតែម្ដងលៃហ្វាំងក៏បានធ្វើការស្រូបយកវាទាំងអស់ដែលបែបនេះមើលទៅកាន់កម្លាំងវាទៅក៏ពិតជាខ្លាំងមែនតែនបន្ទុះពេញនឹងចំណែកតាឡវិញសិនយូក៏បានហៅចេញមកផងដែរដើម្បីនឹងបើកខែលការពារសិនយូក៏ហាក់បីដូចជាមានការបារម្ភទៅលើលៃហ្វាំងផងដែរបើសិនជាវាមិនអាចគ្រប់គ្រងខ្លួនឯងបានទេប្រកបណាស់ថាវាអាចនឹងឈួតដូច្នេះក៏បានព្យាយាមប្រាប់ទៅកាន់លៃហ្វាំងថាត្រូវតែស្ងប់ស្ងាត់ប៉ុន្តែការចំនួនកម្រិតនេះមើលទៅហាក់បីដូចជាចាយរយៈពេលយ៉ាងយូរសិនយូក៏ហាក់បីដូចជាមានអារម្មណ៍ទទួលនៅអារម្មណ៍ឈឺចាប់របស់លៃហ្វាំងរំពេចនៅយើងក៏ហាក់បីដូចជាបានឃើញជាមានផ្ទាំងព័ត៌មានអ្វីមួយយ៉ាងដែលបានលោតអំពីភាគរយដែលរស់បានជោគជ័យចឹងបន្ទាប់វាដើរដល់100ហើយយើងក៏បានឃើញថាលៃហ្វាំងគឺអាចវិវត្តបានយ៉ាងជោគជ័យផងដែរមើលទៅកាន់មេរបស់លៃហ្វាំងនៅពេលនេះទៅក៏ពិតជាលយមែនតែនហើយមើលទៅតាមមកចចកទៅមានសង្ស័យថាចចកនេះគឺជាចចកញីទៀតទេបើចចកញីទៀតមែនចោលហ្មងបើចចកញីទៀតមែនចោលហ្មងអញ្ចឹងក៏មានសមបញ្ចប់ភាគនេះត្រឹមតែប៉ុណ្ណឹងសិនហើយក៏ជាភាគទី20 21ហើយបាយបាយជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៅរឿងអ្នកប្រយុទ្ធម្ចាស់សាស្ត្រនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលលៃហ្វាំងគឺបានវិវត្តយ៉ាងជោគជ័យមិនត្រឹមតែប៉ុណ្ណឹងនោះទេក៏អាចទទួលបានគុណលក្ខណៈថ្មីមួយទៀតផងដែរចំណែកចែងត្រង់នេះវិញក៏ពិតជាមានការផ្សាយបាល់ផងដែរដោយសារតែគុណលក្ខណៈរបស់លៃហ្វាំងទទួលបានគឺជាគុណលក្ខណៈបិសាចហើយគិតថាស៊ីនយូនេះក៏ពិតជាម្ចាស់សាស្ត្រដ៏ចម្លែកពិតមែនក៏លេចទៅមើលស៊ីនយូវិញសប្បាយចិត្តពេកអោបសាទសរសើរទៅកាន់វាទៀតផងតែក៏ពិតជាអស្ចារ្យពិតមែនហើយមើលទៅកាន់មានលៃហ្វាំងនៅពេលនេះទៅធំមែនតើសាររឿងបន្តក៏បានកាត់ទៅដល់ស៊ីនយូនៅពេលនេះក៏បានមកជួបជាមួយ
ជាមួយនឹងយានរ៉ានពឹងនាងរឿងមួយអ្វីដែលគាត់ពឹងគឺពឹងរកសារចុះកិច្ចសន្យាទី2អញ្ចឹងនៅពេលនេះក៏បានមកដល់ទីតាំងដើម្បីនឹងឃុំសារឬមួយក៏មិនដឹងទេនាងក៏បានណែនាំនៅសារពង្រូតមួយចំណែកទី2គឺសារពោះភ្នែក3សារទី3គឺជាអន្ត្រីបុរាណយូសនប៉ុន្តែបើយើងមើលទៅសិនយូហាក់បីដូចជាមិនសូវពេញចិត្តជាមួយសមត្ថភាពវានោះទេអញ្ចឹងយានរ៉ានក៏បានសួរថាតើហើយមិនចង់បានទេមែនទេចៅសាម្នាក់នៅពេលហ្នឹងក៏បានដើរចូលមកប្រាប់ទៅកាន់ប្រុសសង្ហាបើសិនជាលោកមិនចង់បានទេក៏អាចប្រាប់ខ្ញុំអំពីសំណូមពររបស់លោកបានប្រហែលជាខ្ញុំអាចរកឲ្យរំពេចនោះយើងក៏បានឃើញជាមួយនឹងមនុស្សម្នាក់ក៏បានទាំងងោលសក់អ្វីក៏បានដើរចូលមកកាន់ត្រង់អ្វីម្យ៉ាងប្រាប់ថារបស់ថ្មីគឺបានមកដល់ហើយក្នុងនោះគឺជា LP ដែលមើលទៅមេតនាងទាំងពីរគឺពិតជាតូចមែនទែនស្រីទាំងពីរនាក់នឹងមេតូចក៏ពិតជាមានការផិតភ័យបន្ទាប់ពីត្រូវបានគេចាប់នឹងប៉ុន្តែបើតាមអ្វីដែលគាត់បានដឹងហាពពូអែលមិនអាចយកមកលក់ដូរបានទេចាយិនរ៉ានក៏បានខ្សឹបប្រាប់ថាវាអញ្ចឹងមែនប៉ុន្តែបើសិនជាទិញយកទៅចិញ្ចឹមបានរំពេចនោះដែរស៊ីនយូក៏បានប្រើប្រាស់កែវភ្នែកនេះក្រេរបស់គាត់ដើម្បីនឹងមើលក៏បានឃើញជាមួយនឹង L ថេតទឹកមួយដែលមើលទៅនាងហាក់បីដូចជារៀងចាប់អារម្មណ៍អញ្ចឹងមិនទុកយូរទេក៏បានប្រាប់ទៅកាន់បងស្រីយិនរ៉ានថាគាត់ចង់បាន L ថេតទឹកនោះបានលឿនអញ្ចឹងយិនរ៉ានលន់មកថាតើឯងមិនមានចំណូលចិត្តទៅលើនាងទេមែនសូម្បីតែចាយមួយធំនៅចិត្តហ្នឹងក៏បាននិយាយផងដែរថាមើលទៅប្រុសសង្ហានេះក៏ពេញចិត្តលើសត្វចិញ្ចឹមប្រភេទនេះហើយស៊ីនយូបានលឿនអញ្ចឹងនឹងហាក់បីដូចជារៀងបាក់មុខនឹងស្ទើរដែរហ្នឹងប្រាប់ទៅកាន់នាងថាកុំឲ្យគិតផ្លេសផ្ដាស់អីសារីយ៉ាងនៅពេលនេះក៏បានកាត់ទៅដល់ក្នុងព្រៃនេះវិញយើងក៏បានឃើញជាមួយនឹងស៊ីនយូបាននាំ L ថេតទឹកមកដល់ទីហ្នឹងហើយគាត់បានបើកត្រង់ប្រាប់ទៅកាន់នាងថាកុំឲ្យមានការភ័យខ្លាចចំពោះគាត់អីខ្ញុំមិនធ្វើនាងឈឺចាប់ឡើយមិនត្រឹមតែប៉ុណ្ណឹងនោះទេក៏បានឲ្យថ្នាំមួយគ្រាប់ឲ្យទៅកាន់នាងដើម្បីឲ្យនាងលេបព្យាបាលរបួសហើយមើលទៅថ្នាំនឹងធំមែនទែនដល់ហ្នឹងមិនលេបទៅលក្ខណៈស្រូបចូលអញ្ចឹងទៅបន្ទាប់ពីស្រូបចូលហើយក៏បានឃើញថា L ថេតទឹកនឹងក៏បានជាសះស្បើយឡើងវិញប៉ុន្តែបើយើងមើលទៅនាងក៏មិនចេះនិយាយនោះទេស៊ីនយូក៏បានហត់ចង្អុលដៃទៅកាន់នាងដោយសួរទៅកាន់នាងថាតើព្រមចុះកិច្ចសន្យាជាមួយនឹងគាត់ដែរអត់ដើមឡើយមើលទៅកាន់នាងទៅហាក់បីដូចជាមានការផាត់ភ័យប៉ុន្តែដែលបាននឹកឃើញអំពីទង្វើល្អដែលស៊ីនយូបានជួយនាងឲ្យបាញ់មិញដូច្នេះនាងក៏បានយល់ព្រមបានយកដៃដ៏សែនតូចរបស់នាងទៅចាប់ចង្អុលដៃស៊ីនយូដើម្បីនឹងចុះកិច្ចសន្យាឈាមបន្ថែមពីលើនឹងទៀតស៊ីនយូក៏បានបង្ហូរឈាមមួយដំណក់ដាក់ទៅលើនាងហើយចាប់តាំងពីពេលនេះតទៅនាងនឹងក្លាយទៅជាដៃគូប្រយោជន៍របស់ខ្ញុំបន្ទាប់ពីជោគជ័យមកទៅកាន់ L ថេតទឹកនឹងទៅក៏ពិតជាសប្បាយចិត្តមែនទែនស៊ីនយូក៏ទទួលអារម្មណ៍ដឹងថាកម្លាំងរបស់នាងល្អនេះមើលទៅហាក់បីដូចជាកំពុងតែរស់រវើកក៏បានគិតទៀតថាមើលទៅបន្ទាប់ពីចុះកិច្ចសន្យាឈាមហើយទំនាក់ទំនងរវាងចាំជាមួយនឹងនាងមើលទៅកាន់តែជិតស្និទ្ធហើយដូច្នេះនៅពេលនេះក៏បានប្រកល់នៅគ្រីស្តាល់ដាស់ឈាមមួយទៀតឲ្យទៅកាន់នាងប្រាប់ទៅកាន់នាងទៀតផងថាបន្ទាប់ពីញ៉ាំវានាងក៏នឹងមានការរីកចម្រើនដូច្នេះ L ថេតទឹកក៏បានយកគ្រីស្តាល់មកបរិភោគដែលបានពីប្រមាណសោះយើងក៏បានឃើញជាមួយនឹងរាងកាយរបស់នាងស្រាប់តែបញ្ចេញនូវថាមពលយ៉ាងខ្លាំងស៊ីនយូគាត់ហាក់បីដូចជាមានការងាយឆ្ងល់ផងដែរតែពេលនេះមានរឿងអ្វីកើតឡើងមែនទេនាងក៏ស្រែកបើកភ្នែកធំចំហាយថាមពលចាំងចាស់ពេញនឹងស្រែកយ៉ាងខ្លាំងពោពេញក៏ដោយឈឺចាំងចាស់កញ្ច្រងឃើញចឹងមិនទុកយូរទេក៏បានចេញមកហើយបានសួរថាតើមានអ្វីកើតឡើងប្រញាប់ទៅបើកថាមពលដើម្បីនឹងការពារស៊ីនយូយ៉ាងលឿនស៊ីនយូក៏បានប្រាប់ទៅកាន់នាងផងដែរថាកុំឲ្យធ្វើអ្វីផ្ដេសផ្ដាស់នៅចំពោះនាងហាក់បីដូចជាមានសោតដង្កើនាងអ្វីមួយយ៉ាងដែលមើលទៅថាមពលល្បីមិញក៏បានប្រើទៅជាពណ៌មាសបន្ទាប់ពីញាស់ចេញមកសារថ្មីយើងក៏បានឃើញជាមួយនឹងស្លាប4គូត្រូវបានដោះឡើងជាមួយនឹងសម្រែកដ៏ឈឺចាប់របស់ L ថេតទឹកអំបញ្ញមិញទៅទាំងស្លាបផុសឡើងទៅខាងលើមើលទៅដូចជាទេពអប្សរនៃពន្លឺអញ្ចឹងហើយច្បាស់ណាស់ថានេះគឺជាការវិវត្តរបស់ L ថេតទឹកទៅជាអ្វីមួយយ៉ាងផ្សេងទៀតអីចឹងទៅគឺថាលើកនេះមានពីតូចទៅធំវិញស៊ីនយូក៏បានដើរចូលទៅហើយបានលន់មកថាក៏ពិតជាអស្ចារ្យណាស់ខ្សែឈាមដែលកំបាំងនៅក្នុងខ្លួននាងមើលទៅត្រូវបានដាស់ឡើងឯងក៏នឹកអំពីឈ្មោះដាក់ឲ្យនាងហើយក៏ដាក់ឈ្មោះថា Freya អញ្ចឹង Freya នាងក៏បានយកស្របទៅតាមឈ្មោះមួយនេះហើយក៏បានលើកជង្គង់ចំពោះមុខស៊ីនយូក៏បានប្រាប់ទៅកាន់នាងថាត្រូវទៅចងចាំទុកថាពួកយើងទាំងពីរនឹងផ្អែកស្មារប្រយុទ្ធជាមួយនឹងគ្នាទៅមុខទៀតតាល័រក៏បាននិយាយតបមើលទៅហាក់បីដូចជាលោកមានសិទ្ធិគ្រប់គ្រាន់ដើម្បីនឹងចូលរួមការប្រកួត Supernova ហ្នឹងហើយយ៉ាងណាក្ដីនេះត្រូវទៅជោគជ័យមួយតង់ទេនៅមានមួយតង់ទៀតគាត់នឹងទៅធ្វើការតេស្តសាកល្បងយកម្ចាស់សាផ្កាយ2សើរឿងបន្តទៀតក៏បានកាត់ទៅដល់ការិយាល័យរបស់លោកគ្រូឆាន់នៅវិញគាត់ក៏បានទះតុកពីមួយទំហឹងសួរទៅកាន់ស៊ីនយូថាតើចង់ដាក់ពាក្យសុំធ្វើជាម្ចាស់សាផ្កាយ2មែនស៊ីនយូក៏បានតបថាប្រកាសណាស់ឥឡូវលោកគ្រូឆាន់ឡើងតំណែងធ្វើជានាយករងហើយស៊ីនយូក៏បានបន្តថាដើម្បីមានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលប្រកួត Supernova ដែលជានឹងចាប់ផ្ដើមនៅថ្ងៃខាងមុខនេះលើអញ្ចឹងលោកគ្រូឆាន់ក៏បានគិតថា3ថ្ងៃមុននោះគ្រួសារមូរងក៏ទៅបានធ្វើការយកម្ចាស់សាផ្កាយ2បានចេញជោគជ័យអញ្ចឹងនាយករងឆាន់ក៏មិនបដិសេធដែរក៏បានស៊ីនយូធ្វើការតែសាកល្បងធម្មពលវិញ្ញាណដែលត្រូវតាមស្តង់ដារដើម្បីទទួលយកការសាកល្បងធ្វើជាម្ចាស់សាផ្កាយ2ឧបករណ៍វាស់ធម្មពលវិញ្ញាណគេដូចជានៅលើការមួយអញ្ចឹងពាក់នៅលើដៃបន្ទាប់មកក៏ចាប់ផ្ដើមថ្លឹងថ្លែងវាស់ស្ទង់ហើយក៏បានចេញនៅចម្លើយមកធម្មពលវិញ្ញាណរបស់ស៊ីនយូគឺមាន2583បានលើអញ្ចឹងមើលទៅកាន់គ្រូនៅទីហ្នឹងទៅហាក់បីដូចជាមានការផ្សាយឲ្យយ៉ាងខ្លាំងដែលថាធម្មពលវិញ្ញាណរបស់ស៊ីនយូកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីលើកមុននៅពេលទៅចូលសាលាឈីងឡុងតែអត់មានចាំបានធម្មពលវិញ្ញាណគាត់តែ1000ជាងទេប៉ុន្តែលើកឡើងដល់2500គ្រូទាំងអស់នៅទីហ្នឹងគឺសុទ្ធតែមិនគួរជាសំបីតែលោកគ្រូឆាន់ក៏បានកើតផងដែរបើតាមគិតមើលទៅធម្មពលវិញ្ញាណរបស់ម្ចាស់សាផ្កាយ2មានចន្លោះពី2000ទៅដល់3000ហើយគាត់ក៏មិនស្មានដែរថាស៊ីនយូមានធម្មពលវិញ្ញាណខ្ពស់បែបនេះប៉ុន្តែឆ្ងល់ថាហេតុអ្វីបានជាគេនៅត្រឹមទីផ្កាយមួយអញ្ចឹងនៅពេលនេះក៏បានយល់ព្រមឲ្យស៊ីនយូដើម្បីនឹងសារល្បងគាត់
គាត់ក៏បានអរគុណទៅដល់នាយករងឆាន់ប៉ែសមងក្រោយមកយើងក៏បានឃើញជាមួយនឹង helicopter មួយក៏បានដឹកសិនយូដើម្បីទៅចលងអាប់ឈាមបើតាមអ្វីដែលនាយកឆាន់បានប្រាប់នៅទីនោះគឺមានសារចម្លើយយ៉ាងច្រើនតម្រូវឲ្យទៅសម្លាប់ប៉ុន្តែបើសិនជាឯងមិនអាចធ្វើវាបានទេគ្រាន់តែផ្ដល់កាញ់ជ្រួចផ្ដល់សញ្ញាមកនឹងមានក្រុមទៅជួយសង្គ្រោះភ្លាមតាមរយៈការដែលនាយកស៊ូផ្ដល់ដំណឹងមកឲ្យសិនយូចុះនៅនឹងឯងដោយសកម្មភាពរបស់សិនយូត្រូវបាននាយកស៊ូហើយនិងនាយករងឆាន់សង្កេតមើលនាយកស៊ូក៏បានប្រាប់អំពីលក្ខខណ្ឌផ្សេងៗនៅក្នុងការទៅសាកល្បងនឹងឲ្យទៅកាន់សិនយូបានដឹងតាមរយៈកាសដែលគាត់ពាក់នៅត្រចៀកនឹងនាយករងឆាន់ក៏បានយកអំពីអ្វីដែលសិនយូត្រូវជួបប្រទះដែលនៅមាត់ឡានគឺជាកពើមួយលក្ខណៈកពើមិនចំកពើអីមិនចំអីចឹងទៅហើយនៅក្នុងឡានគឺជាពេញពីងឈាមគាត់សង្ឃឹមថាឥឡូវនោះគឺទទួលបានជោគជ័យទៅចុះបន្ទាប់ពីចុះចិត្តដល់សិនយូក៏បានជួបជាមួយនឹងកពើដែលកពើទាំងអស់នឹងបើតាមពាក្យសម្ដីដែលនាយកស៊ូបានប្រាប់ទៅកាន់សិនយូវាមិនមានគ្រោះថ្នាក់អ្វីធំដុំឡើយប៉ុន្តែបើយើងមើលទៅកពើនឹងហាមកចាំងសិនយូចុះមកមិនទុកយូរទេសិនយូក៏បានកោះហៅ Freya ចេញមកហើយក៏ដោយសារតែមើលទៅនាងនៅពេលនេះហាក់បីដូចជាមានធាតុនៃពន្លឺចេញមកម្ដងចាញ់ចាំងពេញនឹងតែម្ដងនាយកស៊ូជាមួយនាយករងឆាន់មើលទៅហាក់បីដូចជាមានការចាប់អាវយ៉ាងខ្លាំងបន្ទាប់ពីបានឃើញចាំងលាន់មកថានេះគឺជាទេពធីតានៃពន្លឺតើសិនយូក៏ពិតជាបានចុះកិច្ចសន្យាឈាមជាមួយនឹងសាទប្រភេទទេវកថាបែបនេះបានដោយរបៀបណាទេនាយកស៊ូក៏បានលើកថាការពីប្រហែលថ្ងៃមុនសិនយូក៏បានទិញយកនៅអែលធាតទឹកពីក្នុងហាងគ្រប់គ្រងសាទការពី2 3ថ្ងៃមុននោះលោកគ្រូឆាន់ក៏បានតថាប៉ុន្តែមិនមែនមានន័យថាវាគឺសាទអត់ប្រយោជន៍ទេមែននាយកស៊ូក៏បានប្រាប់លោកកំភ្លេចឲ្យសោះថាដំបងឡើយចចកព្យុះនៅរូគ្រាន់តែជាឆ្កែមួយក្បាលតែប៉ុណ្ណោះក៏ត្រូវបានគេចាត់ទុកថាគឺជាសាទអត់ប្រយោជន៍ផងដែរប៉ុន្តែបន្ទាប់ពីបានចុះកិច្ចសន្យាជាមួយនឹងស៊ីលសិនយូក៏បានធ្វើឲ្យវាមានការវិវត្តយ៉ាងខ្លាំង22 23ក៏ត្រូវបានចាប់ត្រឹមតែប៉ុណ្ណឹងនោះទេជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៃរឿងអ្នកប្រយុទ្ធម្ចាស់សាទនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលសិនយូបានបញ្ចេញនៅ Freya ចេញមកនាងក៏បានប្រើប្រាស់អំណាចនៃពន្លឺយ៉ាងខ្លាំងទៅសម្លាប់ទៅលើបិសាចក្រពើទាំងអស់នោះត្រឹមតែមួយរំពេចបានឃើញអញ្ចឹងមកទៅការនាយករងឆាន់ទៅក៏ពិតជាមានការផ្ចាប់ផ្អើលមែនទែនអាចសម្លាប់ទាំងអស់ត្រឹមរយៈពេល1 វិនាទីកាលតែមើលសិនយូនៅវិញបន្ទាប់ពីចែកការរួចហើយក៏បានប្រាប់ទៅកាន់ Freya នៅពេលនេះពួកយើងគួរណាស់តែធ្វើដំណើរទៅមុខបន្តទៀតអញ្ចឹងមិនទុកយូរទេនាងក៏បានចាប់3សិនយូឡើងលើមើលទៅកាន់សិនយូទៅទឹកមុខភ័យមែនទែនដោយសារតែពេលនេះគឺបានហោះទៅប៉ែសមងក្រោយមកគាត់ក៏បានមកដល់ឡាងពេញពីងឈាមដល់ចូលទៅក្នុងឡាងនៅពេលនោះដែរយើងក៏បានឃើញជាមួយនឹងពេញពីងយ៉ាងច្រើនដើម្បីមកស្វាគមន៍គាត់នៅក្នុងនោះក៏មានមេពេញពីងកម្រិត3មួយដែរប៉ុន្តែបើយើងមើលជាក់ទៅមិនមែនមួយទេគឺច្រើនមែនទែនអញ្ចឹងវាក៏បានបើកការវាយប្រហារទៅលើសិនយូក៏បានគេចមកពីក្រោយបញ្ចេញលៃហ្វាំងមកថែមួយទៀតនាយកស៊ូបានតាក់ទងមកប្រាប់ទៅកាន់សិនយូទៀតដែរត្រូវធ្វើដំណើរទៅកាន់គោលដៅដែលបានរៀបចំទុកទៅអាចប្រឡងជាប់បានដូចអញ្ចឹងក៏មិនចាំយូរទេក៏បានបើកការវាយប្រហារភ្លាមទៅលើបិសាចពេញពីងឈាមទាំងអស់នោះបណ្ដាវាងអពីក្បាលប៉ុន្តែយ៉ាងណាក្ដីហានៅសល់ក៏បានបាញ់សំណាញ់ពេញពីងយ៉ាងច្រើនទៅកាន់លៃហ្វាំងនៅតែបន្តកិច្ចយ៉ាងណាក៏ដោយតែកិច្ចមិនផុតត្រូវបានបិសាចពេញពីងបាញ់សំណាញ់ជាប់ជើងដួលដោយឃើញអញ្ចឹងសិនយូក៏បានបញ្ជា Freya ចូលទៅហើយបានប្រើប្រាស់ធម្មពលជំនួយទៅកាន់លៃហ្វាំងដោយមានធម្មពលគ្រប់គ្រាន់លៃហ្វាំងក៏បានបញ្ចេញនូវព្យុះភ្លើងពណ៌ស្វាយទៅសម្រាប់បិសាចពេញពីងទាំងអស់នឹងអស់ម្ដងទៀតប៉ុន្តែបើយើងមើលទៅរួមភ្នំនៅទីនេះហាក់បីដូចជាចិត្តបាក់នោះបណ្ដាលមកពីការលេចវត្តមានរបស់បិសាចពេញពីងមួយទៀតលោកគ្រូឆាន់បានឃើញហើយក៏បានដឹងថានេះគឺជាពេញពីងផ្នែកបិសាចអញ្ចឹងមើលទៅហាក់បីដូចជារៀងហានិភ័យដោយសារតែបិសាចពេញពីងនេះយ៉ាងហោចណាស់ក៏មានកម្រិតទី5ដែរបើមើលទៅនេះលើពីការសាកល្បងទៅទៀតអាចថាគេមានការលេចចេញនៅបិសាចពេញពីងផ្នែកបិសាចមួយនេះដោយអត់មានការព្រៀងទុកនោះទេនៅពេលនោះដែរយើងក៏បានឃើញជាមួយនឹង Freya ក៏ដូចជាលៃហ្វាំងបានបើកការវាយប្រហារដំណើរគ្នាទៅកាន់ពេញពីងផ្នែកបិសាចមួយនឹងចំពេញមួយតំហឹងបែបនេះហើយមើលទៅកាន់វាទៅក៏នៅតែមិនកើតអីនោះទេដើមឡើយសិនយូគាត់ថាបីដូចជាមានការផាត់ភ័យប៉ុន្តែក្រោយមកទៀតក៏មានអារម្មណ៍ថាគួរចាប់អារម្មណ៍ទៅវិញគាត់ក៏ចង់សម្លាប់បិសាចកម្រិតខ្ពស់ចឹងដែរម្យ៉ាងវិញទៀតក៏ចង់ដឹងអំពីដែនកំណត់ខ្លួនឯងអាចទប់ទល់បានដល់កម្រិតណាដូច្នេះក៏បានបញ្ជាលៃហ្វាំងបញ្ចេញកលលក្ខណៈថ្មីដែលប្រៀបបីដូចជាស្នៀតថ្មីដែលទៅទទួលបានបន្ទាប់ពីមានការវិវត្តយើងក៏បានឃើញលៃហ្វាំងច្រៃចូលទៅក្នុងដីទៅពីក្រោយបិសាចពេញពីងផ្នែកបិសាចបើការវាប្រហារទៅពីក្រោយប៉ុន្តែមើលទៅពេញពីងផ្នែកបិសាចមួយនឹងអាចដឹងតាន់នឹងបានបកយកជើងវាមួយចាក់ទៅលើលៃហ្វាំងយើងមើលទៅកាន់មាត់លៃហ្វាំងធំប៉ុណ្ណឹងឯប៉ុន្តែបិសាចពេញពីងធំលើនឹងទៀតបិសាចពេញពីងក៏បានចាប់កវត្តលៃហ្វាំងទៅកាន់សិនយូវិញដូច្នេះ Freya ក៏បានបើកខែការពារក៏ដូចជាទប់ទ្រទៅកាន់លៃហ្វាំងយ៉ាងណាក្ដីយើងមើលទៅកម្លាំងនេះក៏ពិតជាខ្លាំងពេកចេះបន្តពីមានបន្ទុះយ៉ាងខ្លាំងដៃហុយជប់សិនយូក៏បានផ្ទះទៅបុកជាមួយនឹងថ្មឡើងប្រេះខ្ទេចក៏មានន័យថានៅពេលនេះអ្នកទាំង3ក៏សុទ្ធតែរងរបួសយ៉ាងធ្ងន់បិសាចពេញពីងផ្នែកបិសាចក៏បានចូលមកទៀតបាញ់សំណាញ់ពេញពីងសម្ដៅបើកការវាយប្រហារទៅម្ដងទៀតយ៉ាងណាក្ដីសិនយូក៏បានលះឡើងជិះលើលៃហ្វាំងដើម្បីនឹងគេចចេញពីទីហ្នឹងបិសាចពេញពីងផ្នែកបិសាចនឹងក៏នៅតែដេញតាមប្រកាសពគាពីក្រោយសិនយូក៏បានកើតផងដែរថាមើលទៅមិនមែនជាបញ្ហាអ្វីធំនោះទេបន្ទាប់ពីវាដេញតាមគាត់នៅពេលនេះហើយគាត់នឹងរកវិធីសាស្ត្រដោះស្រាយជាមួយនឹងវាឲ្យបានលឿនប្រើប្រាស់កែផ្នែកបិសាចដើម្បីប្រឌិតមើលក៏បានឃើញថាហេតុអ្វីបានជាកម្លាំងរបស់វាគឺកាន់តែបន្តចុះថយអញ្ចឹងសម្លឹងទៅមើលរឿងជាក់បន្តិចយើងក៏បានឃើញជាមួយនឹងរបួសដែលនៅលើពេញពីងផ្នែកបិសាចនឹងបណ្ដាលមកពីកញ្ញារបស់លៃហ្វាំងអញ្ចឹងប្រហែលជាវាគេមានចិត្តពលអ្វីមួយយ៉ាងឯងដូចឃើញអាកាសល្អអញ្ចឹងហើយសិនយូក៏បាននៅ Freya លើគាត់ឡើងដើម្បីទៅឱកាសលៃហ្វាំងបើការវាប្រហែលជាមួយនឹងវាបន្តទៀតដោយធ្វើទៅតាមផែ
ហើយនៅការបិសាចពីងពីងក៏នៅតែបន្តដេញទៅលើគាត់ក៏ហាក់បីដូចជាបានឃើញថានៅពេលនេះកម្លាំងរបស់វាគឺថយចុះយ៉ាងខ្លាំងអញ្ចឹងក៏បានដឹងថានេះគឺជាឱកាសល្អមែនទែននេះប្រាប់ឲ្យឡៃហ្វាំងស្ដោះទាំងមកដាក់ទៅកាន់បិសាចពីងពីងនឹងទៀតទៅដល់អញ្ចឹងបិសាចពីងពីងនឹងហាក់បីដូចជាមានកំហឹងបាញ់សំណាញ់ពីងពីងយ៉ាងច្រើនដើម្បីនឹងបើកការវាយប្រហារទៅទៀតអញ្ចឹងឡៃហ្វាំងក៏បានចូលទៅពួននៅក្រោមដៃវិញស៊ីនយូក៏បានដឹងទៀតថាបន្ទាប់ពីវាបាញ់ចេញអសរពីងពីងយ៉ាងច្រើននោះកម្លាំងវាក៏អាចចុះខ្សោយផងដែរដូច្នេះក៏បានបញ្ជាឡៃហ្វាំងសម្រុកចូលទៅយើងក៏បានឃើញជាមួយឡៃហ្វាំងកិច្ចចុះកិច្ចឡើងពីកញ្ញាមជើងរបស់វាហើយស៊ីនយូក៏បានបញ្ជាឡៃហ្វាំងប្រើប្រាស់កុនលក្ខណៈបិសាចទៅតែវិវត្តស្របពេលនឹងយើងក៏បានឃើញជាមួយនឹងនាយករងឆាន់ជាមួយនឹងអ្នកគ្រូស៊ូក៏បានជិះហេលីកុបទ័រមកដល់ទីហ្នឹងហើយបានសួរទៅកាន់នាយកស៊ូទៅនៅពេលនេះពួកយើងគួរណាស់តែបញ្ចេញសកម្មភាពដែលអត់ប៉ុន្តែគាត់អាចមិនតិចសិនទៅមើលទៅអាឡតនោះហាក់បីដូចជារកវិធីសាស្ត្រដើម្បីនឹងជួយខ្លួនឯងបាននេះចិត្ត80ម៉ោងក្រោយមកយើងក៏បានឃើញជាមួយនឹង Freya ហើយនឹង Lei Feng នៅតែបន្តបើកការវាយប្រហារជាមួយនឹងបិសាចពីងពីងផ្នែកបិសាចស៊ីនយូក៏បានដឹងថាថាអំពរដែលបិសាចពីងពីងនេះប្រើប្រាស់គឺលើសពី 90% ទេប៉ុន្តែកម្លាំងគាត់វិញក៏ប្រើប្រាស់អស់មិនស្ទើរដែរអញ្ចឹងខ្ញុំត្រូវតែបញ្ជាពេលមួយរយៈទៀតវានឹងងាប់ដោយឯងប៉ុន្តែបើមើលចាក់ទៅវាហាក់បីដូចជាការពេលរំភ្នំមិនឲ្យគាត់ចេញទេបិសាចពីងពីងនឹងក៏បានប្រើប្រាស់ថាមពលភ្លើងម្ដងបើកការវាយប្រហារទៅដូច្នេះស៊ីនយូក៏បានប្រាប់ឲ្យឡៃហ្វាំងប្រើប្រាស់ផ្កាឈូកនរកបន្ទាប់ពីខ្ជាក់ចេញពីមាត់ហើយយើងក៏បានឃើញជាមួយនឹងផ្កាឈូកនរកមួយនឹងដូចជាផ្កាឈូកកំងព្រះពុទ្ធអញ្ចឹងគឺពិតជាខ្លាំងមែនទែនហើយតាមពិតទៅនិយាយខុសហើយផ្កាឈូកនរកអំបញ្ញមិនអាចធ្វើអ្វីទៅកាន់បិសាចពីងពីងផ្នែកបិសាចនឹងបានឡើយដូច្នេះស៊ីនយូក៏បានអ្នកទាំងពីរមកចិត្តគាត់ប្រើប្រាស់កម្លាំងវាយប្រហារដំណើរគ្នាដើម្បីចាត់ការឡៃហ្វាំងក៏បានប្រើប្រាស់ថាមពលចេញពីមាត់បាញ់ទៅរួមបញ្ចូលជាមួយនឹងថាមពលពី Freya ផងបាញ់ទៅលើបិសាចពីងពីងឡើងផ្ទុះដេងបន្ទាប់ពីដែលរសាទបាត់អស់យើងក៏បានឃើញជាមួយនឹងស៊ីនយូទឹកមុខញញើមក៏បាននិយាយថាជោគជ័យប៉ុន្តែក៏ចង់ដឹងថានៅក្នុងនោះគឺមានអ្វីទៅហើយអ្វីបានជាបិសាចពីងពីងឲ្យមិញការពារម្លេះមិនឲ្យពួកយើងចូលទៅរៀនបណ្ដាចូលទៅនាយកស៊ូក៏បានតាក់ទងមកឲ្យបានសួរទៅកាន់ស៊ីនយូតែមិនកើតអីទេមែនស៊ីនយូក៏បានតបថាមិនអីទេហើយគាត់ទៅបានយកឈ្នះទៅលើបិសាចពីងពីងផ្នែកបិសាចនាយកស៊ូក៏បានប្រាប់ទៅកាន់ស៊ីនយូកុំឲ្យខ្វះការប្រុងប្រយ័ត្នឲ្យសោះទោះបីជាបិសាចពីងពីងផ្នែកបិសាចនឹងត្រូវបានបាត់បង់ជីវិតយ៉ាងណាក៏ដោយប៉ុន្តែវាក៏នៅតែអាចបន្តសកម្មភាពបានមួយរយៈទៀតនិយាយចាប់ភ្លាមក៏ស្រាប់តែបានឃើញថាបិសាចពីងពីងនឹងក៏បានងើបឡើងវិញពិតមែនពិសេសជានឹងទៅទៀតគឺវាបានងើបឡើងវិញនៅចំពីមកច្រកចេញថែមទៀតកម្លាំងក៏ហាក់បីដូចជាខ្លាំងជាងមុនស៊ីនយូបានឃើញហើយប្រាប់ថាពួកយើងគង់នៅតែរកកន្លែងលាក់ខ្លួនតែយើងមើលទៅកាន់ Freya នេះវិញនាងហាក់បីដូចជាបំរុងធ្វើអ្វីមួយនៅឃើញទៅកាន់រឿងដែលស៊ីនយូធ្វើល្អដាក់នាងដូច្នេះនាងក៏បានសម្រុកចូលទៅតែម្នាក់ឯងអញ្ចឹងស៊ីនយូក៏ពិតជាមានការបារម្ភយ៉ាងខ្លាំងប្រាប់ឲ្យនាងត្រឡប់មកវិញប៉ុន្តែហួសពេលលើ Freya ក៏បានហោះទៅចាក់ជាមួយនឹងបិសាចពីងពីងវាប៉ាងឡើងលើខ្ទាតចេញមកក្រៅរូងភ្នំនឹងវិញបន្ទោសយ៉ាងខ្លាំងផ្ទុះគ្មានសល់សាកសពចំណែក Freya វិញគឺមិនកើតអីនោះទេស៊ីនយូក៏បានដើរចូលទៅហើយបាននិយាយថាមើលទៅនាងក៏តែបង្កើតជំនាញថ្មីដោយខ្លួនឯង Freya មិនចេះនិយាយនោះទេបានត្រឹមតែងក់ក្បាលប៉ុណ្ណោះអញ្ចឹងគាត់បានសរសើរថាក៏ពិតជាអស្ចារ្យណាស់បន្ទាប់មកពួកគេក៏បានធ្វើដំណើរចូលក្នុងរូងភ្នំនឹងបន្តទៀតក៏បានឃើញជាមួយនឹងអ្វីមួយយ៉ាងស៊ីនយូក៏បានលាន់មាត់ថាមើលទៅនេះគឺជាអ្វីដែលបិសាចពេញពីងអ្វីមិនប្រយុទ្ធដើម្បីនឹងការពារឃើញទៅលើក្របពូជអ្វីមួយយ៉ាងនៅក្នុងប្រអប់នឹងស៊ីនយូគាត់បានសួរទៅកាន់តាឡតនេះគឺជាក្របពូជប្រភេទណាអញ្ចឹងតាឡក៏បានតបថានេះគឺជាក្របពូជដំឡើងខ្សែឈាមបើសិនជាអាចស្រូបចូលនឹងអាចដំឡើងទៅកាន់ខ្សែឈាមព្រះបើលើអញ្ចឹងស៊ីនយូភ្ជាប់អាលមែនតែនសួរទៅកាន់តាឡទៅដឹងអំពីវិធីសាស្ត្រដើម្បីនឹងស្រូបដល់អត់តាឡនឹងបានចាំថាវិធីសាស្ត្រនេះក៏ពិតជាស្មុគស្មាញខ្លាំងណាស់វាហាក់បីដូចជាត្រូវការទឹកសន្សើមនៃស្មៅមយូរ៉ាបូកជាមួយនឹងទឹកដមផ្កាវេទមន្តហើយនឹងត្រូវការជាមួយនឹងឈាមសាតផងដែរដើម្បីនឹងប្រើប្រាស់វាអញ្ចឹងសាររឿងនៅក្នុងភាគទី24 25ក៏ត្រូវឲ្យមិនចប់ត្រឹមតែប៉ុណ្្នឹងនោះទេហើយជាស្រ័យវិសិនមកក៏ឆ្លងទៅបានចូលនៅវីដេអូក្រោយ Welcome back បងប្អូនទាំងអស់គ្នាត្រឡប់មកជួបគ្នាជាមួយនឹងវីដេអូថ្មីដែលគឺជារឿងកញ្ចាស់ហើយមិនក៏ជាស្រ័យផងដែរដោយសារតែខានជាងរឿងនឹងយូរហើយក៏ថាអត់ចង់បកស្រាយច្រើនដែរអញ្ចឹងចូលទៅកាន់សារយ៉ាងតែម្ដងទៅនៅក្នុងភាគទី26នេះដែរត្រូវបានចាប់ផ្ដើមឡើងបន្ទាប់ពីយ៉ាងគាត់បានបញ្ចប់នៅការតែសាកល្បងដែលនាយកស៊ូជាមួយនាយកឆាន់បានដាក់ឲ្យគាត់រួចហើយអញ្ចឹងនៅពេលនេះការប្រកួត Supernova ក៏ត្រូវបានចាប់ផ្ដើមឡើងយើងក៏បានឃើញជាមួយនឹងទស្សនិកជនយ៉ាងច្រើនមកចូលរួមដើម្បីនឹងអបអរសាទរពិសេសនៅពេលហ្នឹងយើងក៏បានឃើញជាមួយនឹងយ៉ាងគាត់ក៏បានអង្គុយនៅទីនេះហើយក៏នឹកស្មានដល់នៅតែការប្រកួតថ្នាក់ជាតិនេះក៏មានមនុស្សចូលរួមច្រើនកកបែបនេះហើយរំពេចនឹងដែរយើងក៏បានឃើញជាមួយនឹងមូរងស៊ីនជាមួយនឹងប្អូនប្រុសបានមកដល់ទីហ្នឹងក៏បានរាក់ទាក់ទៅកាន់គ្នាទៅវិញទៅមកផងដែរហើយយ៉ាងយើងនេះវិញគាត់បាននិយាយទៅកាន់ស៊ីនហើយបានបដូរឈ្មោះបដូរអីទៀតផងហៅថាលេវជីនខានជួបគ្នាយូរមើលទៅនាងកាន់តែស្អាតហើយបានលើអញ្ចឹងយ៉ងស៊ូបានសួរទៅកាន់យ៉ាងតើបាញ់មិញលោកហៅបងស្រីខ្ញុំថាម៉េចយ៉ាងគាត់បានតទៅវិញទៅថាដោយសារតែស៊ីនពិបាកហៅពេកហៅអញ្ចឹងឲ្យស្រួលហៅហើយមានក៏សុំកាយបន្តិចថងនឹងផងដែរហើយក៏ខុសមកយូរហើយតាមពិតទៅមូរងយ៉ងស៊ូគឺជាបងប្រុសមូរងស៊ីនទេដោយសារតែសាបថៃថលគេហៅថាមូរងស៊ីននឹងបងប៉ុន្តែដល់ពេលមិនស្ដាប់សំនៀងចិនទៅគឺថាមូរងស៊ីនប្អូនទេដល់ឡែមូរងយ៉ងស៊ូបានលើអញ្ចឹងហាក់បីដូចជាមានកំហឹងផងដែរហៅឈ្មោះប្អូនស្រី
ស្រីក៏ខុសចឹងមករងស៊ីនក៏បានប្រាប់ឲ្យបងប្រុសឲ្យស្ងប់អារម្មណ៍អង្គុយចុះទៅអញ្ចឹងគេក៏មិនបដិសេធដែរក៏បានទៅអង្គុយយ៉ាងលឿនហាក់បីដូចជាបានដឹងអ្វីមួយចំណែកមករងស៊ីននេះក៏បានអង្គុយនៅចិត្តស៊ីនយូយើងហើយស៊ីនយូក៏បានសួរអំពីការធ្វើការរបស់នាងនៅពេលនេះតើវាយ៉ាងម៉េចហើយនាងក៏បានតបថាថ្មីនេះនាងក៏ទៅបានរីកចម្រើនឬសារតែសារទី1របស់នាងទៅត្រូវបានកោះហៅនឹងបានទម្លុះទៅដល់ទម្រង់ចាស់ទុំចំណែកសារទី2របស់នាងនេះវិញដែលបានចុះកិច្ចសន្យាគឺជាសត្វដែលមានលក្ខណៈរន្ទះតែឡើយយើងមើលទៅកាន់មករងយ៉ាងស៊ូនេះវិញតែហើយតែបានឃើញបងស្រីជជែកជាមួយនឹងស៊ីនយូយើងមើលទៅហាក់បីដូចជារៀងសភាពរៀបសារក៏បានឲ្យគេមើលទៅហាក់បីដូចជារៀងអាម៉េចទេលោកតិចថាយ៉ាងបានហៅឈ្មោះនាងខុសហើយប៉ុន្តែនាងមិនខឹងទៀតស្រ័យទៅកាន់វ័យហាថាមេឃនិងផែនដីពិភពលោកនេះមើលទៅឈួតពេកយីតើនៅពេលនេះបានបងស្រីដែលសានឆ្នះរបស់ខ្ញុំទៅណាបាទហើយអ្នកទាំងពីរបានឃើញយ៉ាងក៏បានសួរថាតើបងប្រុសនាងមិនយីតើគាត់លេបថ្នាំខុសមែនលាវជិនក៏បានតបវិញថាកុំបារម្ភពីគាត់អីគាត់តែប៉ុណ្្នឹងទេហើយអញ្ចឹងក៏សឹងតែភ្លេចទៅហើយថាណានាងគេគឺជាគូប្រជែងរបស់យើងនៅពេលនេះលាវជិនក៏បានតបវិញថាលទ្ធផលនៃការចាប់ឆ្នោតមិនទាន់ដឹងនៅឡើយនោះទេរំពេចនឹងដែរនាយកស៊ូក៏បានដើរចូលមកហើយនឹងបានប្រាប់ទៅកាន់អ្នកទាំងពីរថាលើលទ្ធផលចេញមកហើយនៅថាគូប្រជែងរបស់សាលាអ្នកពួកយើងគឺជាសាលា White Tiger ហើយទោះបីជាយ៉ាងណាក៏ដោយពួកយើងក៏ត្រូវតែឈ្នះរំពេចនឹងដែរយើងក៏បានឃើញជាមួយនឹងចែម្នាក់បានដើរចូលមកទៀតហើយបាននិយាយទៅកាន់នាយកស៊ូមើលទៅនាងហាក់បីដូចជាខឹងម្ល៉េះតែខ្លាចចាញ់មនុស្សមកពីសាលា Tiger ពួកយើងមែនហើយចែនឹងក៏ជានាយកសាលា White Tiger នាយកស៊ូក៏បានតទៅវិញទៅថានាយកជូហេតុអ្វីបានជានៅមកកន្លែងអង្គុយសាលាឈឹងឡងពួកយើងអញ្ចឹងនាយកជូក៏បានតទៅវិញយ៉ាងលយវិញថាខ្ញុំមកមើលស្លឹកឆ្នោតសាលាពួកនាងតាបានលើចេះនាយកស៊ូក៏បានខឹងបើយើងមើលទៅការចែនាយកយើងទាំងពីរទៅគឺមិនសូវត្រូវគ្នាប្រហែលនោះទេស្អីគេនោះក៏វាមិនដែរតទៅពេលនឹងមករងយ៉ងស៊ូក៏បានប្រាប់ទៅកាន់នាយកទាំងពីរយកចិត្តទុកដាក់ចំពោះរូបភាពអ្នកទាំងពីរបន្តិចទៅចំណែកយ៉ាងក៏បានកើតផងដែរបើតាមអ្វីដែលគាត់បានដឹងនាយកជូឈឹងយៀជាមួយនាយកស៊ូបានស្បត់ធ្វើជាសត្រូវជាមួយនឹងគ្នាតាំងពីសាលាបឋមមកម្លេះមូលហើយក៏គ្មានអ្វីច្រើនដែរដោយសារតែចែនាយកទាំងពីរឆ្នះទាំងពីរនាក់ហើយតែងតែចង់យកឈ្នះគ្នាទៅវិញទៅមកនាយករងឆាន់នៅពេលនឹងក៏បានចូលមកហើយនឹងបានប្រាប់ទៅកាន់នាយកទាំងពីរស្ងប់ចិត្តបន្តិចសិនទៅដោយសារតែពេលនេះព្រះនាងកំពុងតែយាងមកប៉ុន្តែមុននឹងបាយផ្លូវគ្នាផងដែរនាយកជូក៏បានឌឺដោះទៅកាន់នាយកស៊ូទៀតផងថានឹងឲ្យសាលាឈឹងឡុងនាងត្រឡប់ទៅវិញទៅក្តីអាម៉េះនាយកស៊ូក៏បានតបវិញឲ្យចាំមើលទៅហើយបន្តទៀតនាយកស៊ូក៏បានហៅអ្នកទាំង3នាក់ដើម្បីទាំងទៅជាមួយនឹងនាងទៅស្វាគមន៍ព្រះនាងតែទភាពដែលព្រះនាងយាងមកយើងមើលទៅដូចជាទេពអប្សរអញ្ចឹងដំបូលនៅខាងលើក៏បានបើកឡើងលើជើងធម្មពលដ៏អស្ចារ្យដោយបែបនេះហើយក៏បានជួបប្រជាជនប្រោទាំងអស់ក៏បានកោតសរសើរទៅកាន់នាងថាក៏ពិតជាលយពិសេសជានឹងទៅទៀតត្រង់ក៏ជាស្រីស្អាតឡើងគេនៅក្នុងប្រទេសនេះទីបំផុតយើងក៏បានឃើញជាមួយនឹងរូបរាងពិតរបស់ព្រះនាងដែលត្រង់ក៏បានជាឈិលីនមួយមើលទៅពណ៌ចម្រុះយ៉ាងបានឃើញចឹងក៏បានកោតសរសើរអំពីសមត្ថភាពត្រង់ផងដែរដែលសាកសមគឺជាអ្នកខ្លាំងដែរគេនៅក្នុងប្រទេសនេះគ្រាន់តែសម្លឹងមើលក៏មានអារម្មណ៍ថាគួរឲ្យភ័យខ្លាចដែរពិសេសក៏បានចាប់អារម្មណ៍ទៅលើផ្លាកសញ្ញាអ្វីមួយយ៉ាងនៅលើអាវព្រះនាងហើយនឹងក៏ជាផ្លាកសញ្ញាសត្វផ្កាយ11គិតថាកម្លាំងរវាងខ្ញុំជាមួយនឹងព្រះនាងមើលទៅពិតជាមិនអាចថ្លឹងថ្លែងបានទេដូចយើងបានដឹងចឹងថាឡើងពីផ្កាយមួយទៅផ្កាយមួយមិនងាយនោះទេវាដូចជាដំណាក់កាលនៃការហ្វឹកហាត់ឆ្លងពីមួយដំណាក់កាលទៅមួយដំណាក់កាលអីចឹងទៅណាពិសេសជានឹងទៅទៀតស៊ីនយូនៅពេលនឹងគាត់បានប្រើប្រាស់កែវភ្នែកឯកទេសបិសាចដើម្បីនឹងពិនិត្យមើលប៉ុន្តែមិនអាចដឹងអំពីព័ត៌មានរបស់ឈីលីននឹងបានឡើយហើយព្រះនាងក៏ត្រូវបានគេដាក់រហស្សនាមថាគឺជាអន្តរេសាទផងដែរណាយ៉ាងនេះវិញក៏បានសួរទៅកាន់តាឡោតែនៅអាចរៃផុតពីកម្ដាប់ដៃអន្តរេស្រីនេះបានដោយរបៀបណាទៅបើសិនជាប្រែមកជាគេវិញប្រហែលជាស្លាប់មុននឹង800ដងឯងប៉ុន្តែតាឡោមើលទៅនឹងហាក់បីដូចជាមិនចង់ឆ្លើយនោះទេក៏នៅតែប្រាប់ទៅកាន់យ៉ាងផងដែរថាកុំឲ្យនាងបានដឹងឲ្យសោះណាព្រោះអីថាឈីលីននឹងមិនមែនជាសារតែមួយកតរបស់នាងទេនៅមានសារសាហាវជាងនឹងច្រើនទៀតចំណែកអន្តរេស្រីនេះគឺជាម្នាងគេមានឈ្មោះថាសាងគន់ឡាងគ្រាន់តែអង្គុយចុះក៏បានបញ្ចេញចំហាយអ្នកចេញមកយ៉ាងបានឃើញចឹងបើភ្នែកធំដោយសារតែនេះគឺជាធម្មពលអ្នកដែលបរិសុទ្ធអញ្ចឹងក៏បានឆ្ងល់ទៀតហើយបានសួរទៅកាន់តាឡោថាក្រែងថាអ្នកពិតត្រូវបានបាខុសរយៈពេលរាប់ពាន់ឆ្នាំហើយមែនតាឡោនាងក៏បានតបថាមិនដឹងទេចឹងក៏បានគិតបន្ថែមទៀតថាបើតាមកំណត់ត្រាវិញមានតែសត្វយូនីខនពិតមយូរ៉ាពិតហើយនឹងអ្នកពិតប៉ុណ្ណោះទេដែលមានឈាមគុណលក្ខណៈនៃការបង្កើតគាត់ថាបើសិនជាពូជអ្នកពិតមិនត្រូវបានបាត់បង់នោះទេប្រកបជាការប្រយុទ្ធជាមួយនឹងអ្នកពិតវាមិនសាមញ្ញឡើយចឹងយើងក៏បានគិតថាប្រហែលជាអ្វីដែលអត្រេស្រីនឹងមានគឺជាកំណត់ទ្របទាំង3នៃតកូលនេះមិនចាំយូរទេព្រះនាងក៏បានប្រកាសអំពីការប្រកួតត្រូវបានចាប់ផ្ដើមឡើងនាយកស៊ូក៏បានប្រាប់ទៅកាន់យ៉ាងផងដែរថាបើតាមលទ្ធផលនៃការបោះឆ្នោតស៊ិនយូគឺជាអ្នកប្រកួតដំបូងគេស៊ិនយូយ៉ាងនេះវិញក៏ហ៊ានធានាប្រាប់ទៅកាន់នាយកស៊ូផងដែរថាគាត់នឹងយកជ័យជំនះឲ្យទាល់ទៅបានហើយមានអារម្មណ៍ថាដែល7កាហ្វេមិនដឹងអ្នកព្រឹកឡើងតាន់ដាក់កាហ្វេហើយបញ្ចូលសម្លេងនេះក៏បញ្ចូលសម្លេងពេលព្រឹកទៀតដោយបានឡើងទៅលើសង្វៀនហើយឃើញថាដៃគូបរិបត្តិរបស់ស៊ិនយូក៏បានរងចាំរួចជាស្រេចចឹងគណៈកម្មការក៏បានប្រកាសអំពីឈ្មោះដៃគូសងខាងស៊ិនយូនេះសាលាឈៀងឡុងត្រូវប៉ះជាមួយនឹងលីនធានឈីមកពីសាលា White Tiger មិនទឹកយូរទេនៅពេលហ្នឹងស៊ិនយូគាត់បានបញ្ចេញនៅឡៃហ្វឹងចេញមកហើយតាមពិតទៅឈ្មោះវាពិតហៃហ្វឹងដែលហៃប្រែមកថាខ្យល់ចំណែកឡៃប្រែមកថារន្ទះអីចឹងទៅលីនធានឈីក៏បានបញ្ចេញនៅសាររបស់គេចេញមកដូចគ្នាដែលវាគឺជា
គឺជាពស់មួយក្បាលដែលមានគុណលក្ខណៈខ្សាច់មូរងស៊ីនស៊ីនបានឃើញចឹងក៏បានដឹងថាវាមានគុណលក្ខណៈប្រឆាំងជាមួយនឹងធម្មជាតិអាចថាខ្យល់មូរងយ៉ងស៊ូក៏បាននិយាយផងដែរថាមើលទៅយ៉ាងប្រកាសជាមានបញ្ហានៅជុំនេះហើយដោយកំឡុងពេលនឹងលិនធានឈីបញ្ជាអាសារបស់គេប្រើប្រាស់ខ្សែព្យុះដើម្បីចាត់ការទៅលើយ៉ាងចំណែកយ៉ាងក៏បានបញ្ជាឡៃហ្វាំងបាញ់ភ្លើងព្យុះនៅរកទៅវិញប៉ុន្តែហាក់បីដូចជាមិនបានផលនោះទេតែចឹងកប៉ែនឹងក៏បានប្រាប់ថាឯងគ្មានការឈ្នះខ្ញុំនោះទេឆាប់ចោលចាញ់ឲ្យលឿនទៅយ៉ាងក៏បានតវិញការប្រកួតទៅដែលចាប់ផ្ដើមហើយដើម្បីចាំបាច់សន្និដ្ឋានប្រទេសផ្ដាស់ធ្វើអ្វីទៅហើយខ្ញុំក៏នៅមានសញ្ញាទី2ទៀតបន្តមកមើលច្បាស់ទៅដោយបានឃើញថានៅពេលនឹងហៃហ្វាំងបានបាញ់ភ្លើងព្យុះនៅរកឡើងទៅខាងលើយ៉ាងខ្ពស់មុខរងស៊ីនស៊ីនបានឃើញចឹងក៏បានឆ្ងល់ថាតើនៅពេលនេះយ៉ាងកំពុងជាព្យាយាមដើម្បីរំលាយខ្សាច់មែនប៉ុន្តែបើយើងទៅតាមសីតុណ្ហភាពដែលភ្លើងដែលហៃហ្វាំងមិនចេញមកគឺមិនគ្រប់គ្រាន់នោះទេហើយតាមពិតទៅមិនមែនមុខរងស៊ីនស៊ីនអ្នកវិនិច្ឆ័យទេគឺជាជំនួយការរបស់ពនាងសាងគន់ឡានពនាងសាងគន់ឡានក៏បានតទៅកាន់ជំនួយការរបស់ត្រង់វិញថាប៉ុន្តែនេះមិនកិនចឹងនោះទេជំនួយការត្រង់ហើយតែអញ្ចឹងក៏ចង់ដឹងថាត្រង់បានកើតយ៉ាងម៉េចទៅត្រង់ក៏បានតបថាគេកំពុងតែព្យាយាមប្រើប្រាស់អណ្ដាតភ្លើងប្រមូលផ្ដុំពពួកដើម្បីបង្កើតភ្លៀងយាយមិនតាន់ចោលផងភ្លៀងក៏បានធ្លាក់ចុះមកហើយតែអញ្ចឹងលឿនធានឈីក៏បានបញ្ជាពោះរបស់គេចូលទៅចាត់ការលឿនទៅបញ្ឈប់គាត់ស៊ិនយូក៏បានតបវិញឲ្យហួសពេលហើយបានឃើញថាទោះបីជាគេនៅពេលនេះខំប្រឹងដើម្បីនឹងបញ្ចេញដីយ៉ាងណាក៏ដោយប៉ុន្តែมันបានផលឡើយលទ្ធផលក៏ត្រូវបានស៊ិនយូឲ្យឡៃហ្វាំងបញ្ចេញនៅភ្លើងផ្កាឈូកមកដំដៅទៅកាន់អប៉ែហ្នឹងបន្ទោសយ៉ាងយ៉ាងធ្វើឲ្យពោះខ្សែរបស់អប៉ែហ្នឹងក៏ត្រូវបានងាប់ហើយពិសេសគេហុយផ្សាយតែមាត់ក៏មានន័យថាជុំនៃសៀវស៊ិនយូគឺជាអ្នកឈ្នះដែលបែបនេះហើយសូម្បីតែពនាងសាងកនឡាននេះវិញក៏បានគិតក្នុងចិត្តផងដែរថាក្មេងម្នាក់នេះមានកាយវិការរហ័សរហួនជាមួយនឹងភួរក្បាលល្អជំនួយការរបស់ត្រង់ក៏បានមកពីក្រោយហើយនឹងបានផលិតទៅមើលប្រវត្តិរូបរបស់សៀវស៊ិនយូរួចហើយมันមានបញ្ហាអ្វីនោះទេចឹងត្រង់ក៏បានគេរៀបចំដើម្បីនឹងអញ្ជើញសៀវស៊ិនយូឲ្យមកហ្វឹកហាត់ពិសេសនៅជំរំហ្វឹកហាត់ពលឹងអធិរាជក្នុងឆ្នាំនេះបានឡើងចឹងជំនួយការត្រង់3ដូចជាមានការផ្សាយបើដែលត្រង់បានផ្ដល់កន្លែងកម្រនេះឲ្យទៅកាន់ជនស៊ីវិលចឹងត្រង់ក៏បានសួរថាតើមានបញ្ហាអ្វីមែនទេនាងក៏បានតបវិញថាគ្មានបញ្ហាអ្វីនោះទេហើយខ្ញុំនឹងរៀបចំបងប្អូនទាំងពីរនោះក៏បានកោតសរសើរទៅលើស្នាដៃរបស់សៀវស៊ិនយូផងដែរនាយកស៊ូនៅវិញនៅពេលដែលបានឃើញសៀវស៊ិនយូចុះមកសើទៅលើកដៃលើកអីណាហើយបានប្រាប់ទៅកាន់ស៊ិនយូថាបន្តពីទៅវិញនឹងជួមណយស៊ិនយូក៏បានតបវិញសង្ឃឹមថានាយកកុំភ្លេចអសោះចែកកញ្ច្រងតាល័នេះវិញក៏បានប្រាប់ទៅកាន់ស៊ិនយូផងដែរនាងហាក់បីដូចជាបានដឹងអំពីតម្រុយស្មៅកន្ទុយមយូរ៉ាស៊ិនយូក៏បានគិតបន្តថាស្មៅកន្ទុយមយូរ៉ានៅតាមព្រំដែនខាងលិចមែនទេស៊ិនយូរៀបនឹងដើរចាកចេញពីទីនឹងប៉ុន្តែមូរងស៊ិនក៏បានសួរទៅកាន់ស៊ិនយូថាលើកមកនៅមើលការប្រកួតរបស់ខ្ញុំទេមែនស៊ិនយូក៏បានតបថាដោយសារតែលើនឹងគាត់មិនទាន់មានអ្វីធ្វើអញ្ចឹងក៏ចង់ទៅបន្ទប់ទឹកបន្តិចសិនធ្វើមូរងស៊ិនមើលទៅហាក់បីដូចជាមិនចង់ហ៊ាននិយាយទៀតទេប៉ុន្តែអ្នកក្តៅឆេវគឺជាមូរងយ៉ងស៊ូក៏បានសួរបញ្ជាក់ទៅកាន់យ៉ាងអញ្ចឹងផងដែរហើយមូរងស៊ិនក៏បានសួរម្ដងទៀតថាតើលោកពិតជាមិនចង់មើលមេនេះយ៉ាងក៏បានសុំទោសឲ្យគាត់ពិតជាបញ្ញាប់មែនតើអញ្ចឹងនឹងក៏បានសួរទៀតថាតើបន្តពីការប្រកួតនឹងតើលោកទៅជាមួយនឹងខ្ញុំដែរអត់យ៉ាងគាត់បានរត់ចេញប៉ុន្តែនៅតែប្រាប់នាងថាគាត់សន្យាថានឹងទៅជាមួយនឹងនាងហើយក៏មិនចាំយូរទេនៅពេលនេះគណៈកម្មការក៏បានប្រកាសថាបន្តមកទៀតមូរងស៊ិននៃសាលាឈៀងឡុងត្រូវប៉ះជាមួយនឹងចៅយេនៅសាលាបៃហៅអញ្ចឹងនាងក៏សូមបញ្ចប់ភាគនេះត្រឹមតែប៉ុណ្្នឹងសិនហើយក៏ជាភាគ2ភាគបញ្ចូលគ្នា26 27បាយបាយជួបគ្នាវីដេអូក្រោយ